រឿង The Terminal List ដាក់ Wolf គឺកាត់ឡើងប្រហែលជា7ឆ្នាំមុនរឿង The Terminal List ដោយ The Terminal List ដាក់ Wolf កាត់ឡើងនៅឆ្នាំ2015រីឯ The Terminal List កាត់នៅឆ្នាំ2022នៅក្នុងរឿង The Terminal List គឺនិយាយអំពីការសងសឹករបស់ James ជាមួយនឹងក្រុមមនុស្សដែលជាប់ពាក់ព័ន្ធជាមួយនឹងការស្លាប់សមាជិកនិងប្រពន្ធកូនរបស់គាត់ហើយសូម្បីតែ Ben ដែលជាមិត្តសម្លាញ់និងចិត្តស្និទ្ធជាងគេបំផុតក៏មានជាប់ពាក់ព័ន្ធនៅក្នុងរឿងមួយនោះដែរហើយនៅថ្ងៃនេះខ្ញុំនឹងមកសម្រាយរឿង The Terminal List ដាក់ Wolf ដែលនិយាយអំពីខ្សែជីវិតរបស់ Ben វិញម្ដងមកដំបូង Ben គឺជាមេបញ្ជាការក្រុមទាហានសៀលប៉ុន្តែបន្ទាប់ពីគាត់ត្រូវបានថ្នាក់លើបណ្ដឹងចេញពីជួរកងទ័ព Ben បានទៅធ្វើការឲ្យភ្នាក់ងារ CIA ម្នាក់ប៉ុន្តែនៅពេលដែល Ben ស៊ើបកាន់តែជ្រៅទៅគាត់ក៏បានដឹងរឿងអាថ៌កំបាំងមួយចំនួនដែលទាក់ទងជាមួយនឹងភ្នាក់ងារ CIA ម្នាក់នោះឥឡូវបើចង់ដឹងថាតើខ្សែជីវិតរបស់ Ben ទៅជាយ៉ាងណាតោះក៏មកកាត់ពេលយូរយើងមកស្ដាប់ការសម្រាយទាំងអស់គ្នាសាច់រឿងចាប់ផ្ដើមនៅឆ្នាំ2015នៅប្រទេសអ៊ីរ៉ាក់កំឡុងពេលសង្គ្រាមរវាងទ័ពជំនួយរបស់សហរដ្ឋអាមេរិកដែលគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងជាមួយនឹងពួកសកម្មយុទ្ធអ៊ីស្លាមជ្រុលនិយមគឺក្រុមរបស់អាល់កេដានិងក្រុម ISIS ហើយនេះគឺជាតួអង្គឯករបស់យើងដែលគាត់មានឈ្មោះថា Ben ហើយគ្នាយើងមួយចំនួនបានស្គាល់គាត់រួចម្ដងមកហើយនៅក្នុងរឿង The Terminal List Ben មានឋានៈជាមេបញ្ជាការនៃក្រុមទាហានសៀល Team 5ហើយនៅពេលនេះគាត់ត្រូវបានថ្នាក់លើតែងតាំងធ្វើជាប្រធានដឹកនាំប្រតិបត្តិការពិសេសមួយក្នុងគោលបំណងនាំខ្លួនមេដឹកនាំជនខ្ពស់របស់ក្រុម ISIS ម្នាក់ទៅដោះដូរជាមួយនឹងចំណាត់ខ្មាំងដែលក្រុម ISIS ចាប់យកទៅហើយអ្នកផ្សេងទៀតដែលចូលរួមក្នុងប្រតិបត្តិការនេះមានដូចជា Hosting Boozer និងក្រុមរបស់ Daran ដែលជាកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ាក់ហើយ Daran ក៏ដើរតួជាអ្នកបកប្រែឲ្យ Ben ផងដែរបន្ទាប់ពីចំណាយពេលធ្វើដំណើរតាមកណូតអស់មួយសន្ទុះធំដល់ទីបំផុត Ben និងក្រុមរបស់គាត់បានទៅដល់ស្ពានដែកដែលជាទីតាំងធ្វើការដោះដូរជាមួយក្រុម ISIS ម៉ូដែលជាវីរៈស្នេហ៍ឯករបស់កងកម្លាំងប្រតិបត្តិការពិសេសអ៊ីរ៉ាក់គេបានដើរមកនិយាយស្វាគមន៍និងរាយការណ៍ពីស្ថានភាពដែលនៅទីនោះប្រាប់ទៅកាន់ Ben លុះដល់ចប់ឡើងគឺដល់ពេលដែលពួកគេត្រូវធ្វើការដោះដូរ Boozer ដែលមានតួនាទីជាអ្នកចាំបាញ់កំភ្លើង Sniper គេបានរាយការណ៍ទៅប្រាប់ Ben ថាចំណាត់ខ្មាំងទាំងអស់មាន18នាក់នៅកំឡុងពួកគេធ្វើការដោះដូរមេដឹកនាំជនខ្ពស់របស់ក្រុម ISIS ជាមួយចំណាត់ខ្មាំងស្រាប់តែមានចំណាត់ខ្មាំងប្រមាណនាក់មិនព្រមដើរទៅមុខសោះ Boozer បានរាយការណ៍ទៅបញ្ជាក់ប្រាប់ Ben ថា Jabari ដែលជាមេដឹកនាំរបស់ក្រុម ISIS កំពុងឡើងម៉ូតូចាក់ចេញពីទីនោះចំណែកឯម៉ូដែលឈរនៅជួរខាងមុខគេបានសុំការអនុញ្ញាតពី Hastings ដើម្បីចូលទៅនឹមចំណាត់ខ្មាំងដែលកំពុងឈររាមិនព្រមដើរមកប៉ុន្តែ Hastings បានបដិសេធនិងប្រាប់កុំឲ្យនរណាម្នាក់ចូលទៅទីនោះជាដាច់ខាតព្រោះគេខ្លាចនេះគឺជាអន្ទាក់របស់ក្រុម ISIS ភ្លាមនោះមេក្រុមពួក ISIS បានបាញ់បង្ខំឲ្យចំណាត់ខ្មាំងទាំងអស់ដើរទៅមុខបើមិនដូច្នោះទេគេនឹងបាញ់សម្លាប់ពួកគេជាមិនខាន Ben នៅពេលដែលឃើញបែបនោះគាត់បានប្រាប់អ្នកផ្សេងទៀតឲ្យបង្កើនការប្រុងប្រយ័ត្នព្រោះ Ben ខ្លាចបរិសុទ្ធម្នាក់នោះបាញ់ចំណាត់ខ្មាំងហើយវាដូចជាការគិតរបស់ Ben ពិតមែនដោយបរិសុទ្ធម្នាក់នោះបំរុងនឹងបាញ់ចំណាត់ខ្មាំងទៅហើយប៉ុន្តែជាសំណាងល្អដែល Ben បាញ់សម្លេះគេមុនក្រុម ISIS នៅពេលដែលឃើញមេរបស់ខ្លួនត្រូវបានគេបាញ់សម្លាប់នៅចំពោះមុខបែបនោះពួកគេចាប់ផ្ដើមបើកការបាញ់ប្រហារទៅលើក្រុមរបស់ Ben វិញប៉ុន្តែបើយើងមើលតាមកម្លាំងទ័ពនិងសព្វាវុធដែលពួកគេប្រើប្រាស់គឺច្បាស់ណាស់ក្រុម ISIS គឺគ្មានគីឡូអាចទប់ទល់ជាមួយក្រុមរបស់ Ben បានឡើយនៅកំឡុងពេលក្រុមទាំងពីរកំពុងបាញ់គ្នា Daran បានរត់ចូលទៅខាងក្នុងដើម្បីទៅជួបចំណាត់ខ្មាំងម្នាក់ដែលជាសាច់ញាតិរបស់គេត្រូវបានពួក ISIS បាញ់ត្រូវប៉ុន្តែគេរត់មិនទាន់ទៅដល់ចំណាត់ខ្មាំងម្នាក់នោះផង Daran ក៏ត្រូវបានក្រុម ISIS បាញ់ត្រូវជើងរបស់គេ Ben និង Mo នៅពេលដែលឃើញ Daran ត្រូវគ្រប់ដូចនោះពួកគេបានបាញ់សម្រក់ចូលទៅខាងក្នុងដើម្បីទៅជួយ Daran រីឯ Hastings ជាអ្នកចាំបាញ់ cover ឲ្យអ្នកទាំងពីរបន្ទាប់ពីបាញ់ចាត់ការក្រុម ISIS ឲ្យស្លាប់អស់ហើយក្រុមកងកម្លាំងជំនួយបានចូលទៅពិនិត្យមើលក្រែងលោមានចំណាត់ខ្មាំងនៅមានជីវិតប៉ុន្តែភ្លាមនោះ Ben បានកលិចឃើញនៅលើខ្លួនចំណាត់ខ្មាំងម្នាក់គឺមានគ្រាប់បែក Ben ស្រែកប្រាប់ឲ្យអ្នកទាំងអស់គ្នាប្រញាប់ចេញពីទីនោះរីឯគាត់នឹងមកខំប្រឹងទាញ Daran ចេញពីទីនោះដែរឈានជើងបាក់ចេញបានតែប្រមាណចំហៀនគ្រាប់បែកនោះក៏បានផ្ទុះឡើងប៉ុន្តែជាសំណាងល្អដែលពួកគេទាំង3នាក់អាចគេចផុតពីគ្រោះថ្នាក់នៅជុតបន្ទាប់សាច់រឿងបានកាត់មក3ខែក្រោយនៅមូលដ្ឋានទ័ពសហរដ្ឋអាមេរិកដែលមានទីតាំង10គីឡូម៉ែត្រពីទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ហើយនៅពេលនេះ Ben បានវឹកហាត់បណ្ដុះបណ្ដាលទ័ពជំនួយទាំងអស់ដើម្បីឲ្យពួកគេចេះប្រើកំភ្លើងកាន់តែស្ទាត់ជំនាញនិងអាចបាញ់ទប់ទល់ជាមួយនឹងពួកសត្រូវបានហើយម្យ៉ាងមួយទៀតបង្រៀនពួកគេឲ្យចេះជួយសមាជិកដទៃនៅពេលដែលពួកគេរងរបួសចេញពីសមរភូមិ Ben បានប្រាប់អ្នកទាំងអស់គ្នាថាអ្វីដែលគាត់ចង់បង្រៀនពួកគេនៅថ្ងៃនេះគឺផ្ដោតសំខាន់ទៅលើការជួយសមាជិកផ្សេងទៀតដែលកំពុងរងរបួសនៅក្នុងសមរភូមិBen បានបន្តទៀតថានៅពេលដែលអ្នកទាំងអស់គ្នាឈានជើងចូលទៅក្នុងសមរភូមិគឺមិនមែនមានន័យថាពួកយើងម្នាក់ៗគឺប្រយុទ្ធដើម្បីតែការពារប្រទេសជាតិឬមកក៏សាច់ញាតិបងប្អូនឡើយតែពួកយើងក៏ប្រយុទ្ធដើម្បីសមាជិកផ្សេងទៀតដែលគៀកស្មារប្រយុទ្ធជាមួយអ្នកទាំងអស់គ្នាទប់ទល់ជាមួយនឹងសត្រូវហើយរត់ពាក្យសម្ដីដែល Ben និយាយអំបញ្ញមិញគឺបានមកនិយាយបកប្រែទៅជាភាសាអ៊ីរ៉ាក់ក៏ព្រោះតែក្រុមធានទាំងអស់នោះមិនជាភាសាអង់គ្លេសនោះឡើយស្របពេលនោះផងដែរ James និងសមាជិករបស់គាត់ផ្សេងទៀតបានធ្វើដំណើរទៅទីនោះ
នៅត្រង់កន្លែងនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាបន្តិច James គឺជាមេបញ្ជាការនៃក្រុមទាហានសៀល Team 7 រីឯ Ben គឺជាមេបញ្ជាការនៃក្រុមទាហានសៀល Team 5 Hastings បានណែនាំ James ទៅឲ្យក្រុមទាហានទាំងអស់បានស្គាល់ហើយក្នុងពេលចាប់នេះក្រុមរបស់ James ជាអ្នកទទួលបន្ទុកហ្វឹកហាត់ពួកគេជំនួសឲ្យក្រុមរបស់គាត់ម្ដងនៅពេលដែលពួកគេដើរចាក់ចេញពីទីនោះ Ben បានកលេចឃើញក្រុមគ្រួសាររបស់ Darren កំពុងដើរឆ្លងកាត់ទីនោះដោយចៃដន្យហើយ Darren នៅពេលនេះគឺបានពិការជើងម្ខាង Ben បានយកដំណឹងល្អមួយមកប្រាប់ Darren គឺគាត់បានសុំថ្នាក់លើដើម្បីឲ្យ Darren អាចនាំប្រពន្ធកូនទៅរស់នៅសហរដ្ឋអាមេរិកបាន Darren អរគុណបំណងល្អរបស់ Ben ដែលខំជួយគេប៉ុន្តែរូបគេមិនចាក់ចេញពីទីនេះជាដាច់ខាតហើយទោះបីជានៅពេលនេះគេពិការជើងម្ខាងក៏ពិតមែនប៉ុន្តែ Darren នៅតែមានបំណងចង់ចូលបម្រើកងទ័ពវិញដដែលដើម្បីជួយក្រុម Ben តាមស្វែងរកមេដឹកនាំរបស់ក្រុម IC Ben នៅពេលដែលឃើញការបដិញ្ញាចិត្តដ៏មុតមមរបស់ Darren ហើយគាត់ក៏សម្រេចចិត្តធ្វើតាមការទទូចសុំរបស់គេទៅនៅព្រឹកថ្ងៃបន្ទាប់បរិបពីរនាក់បានទៅរក Darren ដល់ផ្ទះរបស់គេដោយបរិបម្នាក់គឺជាដុកទ័រដែលព្យាបាលជើងរបស់ Darren រីឯម្នាក់ទៀតគឺជាអ្នកផ្គត់ផ្គង់អាវុធឲ្យក្រុម IC ដែលគេមានឈ្មោះថា Danavi Darren ធ្វើមុខឆ្ងល់ក៏ប៉ុន្តែគេមិនធ្លាប់ស្គាល់បរិបម្នាក់នេះពីមុនឡើយហើយយើងក៏មិនទាន់ដឹងដូចគ្នាថាហេតុអ្វីបានជា Danavi ម្នាក់នេះមកផ្ទះរបស់ Darren តើគេមកទីនេះក្នុងគោលបំណងអ្វីឲ្យពិតប្រាកដក្រឡេកមកមើលមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកវិញ Fuller ដែលជាភ្នាក់ងារ CIA គេបានបញ្យល់ប្រាប់ក្រុមទាហានសៀលទាំងអស់អំពីរបៀបដែលក្រុម IC ដាក់បន្ទុកក្របបែកគឺពួកគេដាក់បន្ទូតាមសំណង់អគារយានយន្តឬមកក៏ដ្រូនឯជាដើមហើយមេខ្លាំងដ៏ធំបំផុតដែលផ្គត់ផ្គង់អាវុធឲ្យក្រុម IC គឺជា Danavi ហើយយើងទើបតែឃើញបរិបម្នាក់នេះនៅផ្ទះរបស់ Darren អំបញ្ញមិញលោកមេវិជ្ជការបៀក៏បានប្រាប់អ្នកទាំងអស់គ្នាផងដែរបើតាមព័ត៌មានដែលពួកគេទទួលបាន Danavi គឺកំពុងមានវត្តមាននៅទីក្រុង Mosulក្រុមទាហានសៀលទាំងអស់មិនបានរងចាំយូរនោះទេពួកគេក៏ចាប់ផ្ដើមធ្វើដំណើរទៅទីក្រុង Mosul ដើម្បីទៅចាត់ការ Danavi ប៉ុន្តែមុនពួកគេអាចចូលទៅក្នុងទីក្រុងបានគឺវាតម្រូវឲ្យអ្នកទាំងអស់គ្នាត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យសិនដែលនៅពេលនេះគឺត្រូវបានក្រុម IC ជាអ្នកគ្រប់គ្រងទាំងស្រុងម៉ូដែលជាអ្នកបើកឡាននាំផ្លូវគាត់បានសុកប៉ាន់លុយមួយចំនួនទៅមេក្រុម ISIS ដែលប្រចាំការនៅទីនោះដើម្បីឲ្យគាត់អាចបើកឡានបន្តដំណើរចូលទៅក្នុងទីក្រុងបានហើយនៅពេលដែលបើកឡានចេញទៅម៉ូបានប្រាប់អ្នកទាំងអស់គ្នាថាពីមុនឡើយទីក្រុងមួយនេះគឺជាទីក្រុងមួយដ៏ស្រស់ស្អាតប៉ុន្តែអ្វីៗវាបានផ្លាស់ប្ដូរនៅពេលដែល Al-Jabari ដែលជាមេដឹកនាំក្រុម IC ដណ្ដើមកាន់កាប់ទីនេះបានត្រឡប់មកមើល Darren វិញគេបានធ្វើដំណើរទៅមូលដ្ឋានទ័ពរបស់សហរដ្ឋអាមេរិកប៉ុន្តែនៅពេល Darren ដើរឆ្លងកាត់ម៉ាស៊ីនត្រួតពិនិត្យស្រាប់តែម៉ាស៊ីននោះវាបានរឡើងដែលវាមានន័យថា Darren ច្បាស់ជាមានឧបករណ៍អ្វីមួយនៅលើខ្លួនរបស់គេជាមិនខាន Darren បានប្រាប់ទាហានប្រចាំការនៅទីនោះថាវាមកពីជើងរបស់គេនោះទេប៉ុន្តែភ្លាមនោះទាហានម្នាក់បានសុំពិនិត្យការសម្គាល់ខ្លួនរបស់ Darren ដើម្បីបញ្ជាក់ថាគាត់គឺជានរណាពិតប្រាកដហើយបន្ទាប់ពីដឹងថា Darren គឺជាទាហានម្នាក់ដែលបម្រើការនៅទីនេះទាហានទាំងពីរនាក់នោះក៏បានអនុញ្ញាតឲ្យគេចូលទៅខាងក្នុងបើយើងងាកមកមើលខាងក្រុម James និង Ben បន្តទៀតដែលក្រុមរបស់ពួកគាត់ឥឡូវហ្នឹងគឺអាចតាមស្វែងរក Danavi ឃើញប៉ុន្តែវាទៅត្រង់ថានៅពេលដែលឡានរបស់ពួកគេបើកឡានដេញតាមឡានរបស់ Danavi បានតែបន្តិច Danavi បានបត់ឡានចូលទៅកន្លែងមួយដែលមានក្រុមទាហាន IC ឈរយាមនៅល្បងខាងក្រៅដែលវាធ្វើឲ្យក្រុមរបស់ James និង Ben មិនអាចចូលទៅតាម Danavi បានហើយសូម្បីតែ Fuller និងមេបញ្ជាការ Bill ដែលកំពុងមើលពួកគេតាមរយៈដ្រូនក៏ដាច់ទំនាក់ទំនងដូចគ្នានេះក៏ដោយសារតែនៅបរិវេណនោះគឺមានឧបករណ៍រំខានFuller ចូលគិតបន្តិចគេបានប្រាប់ឲ្យ Bill បញ្ជាឲ្យក្រុមទាហានសៀលទាំងអស់ត្រឡប់មកមូលដ្ឋានទ័ពវិញដោយ Fuller លើកហេតុផលថានៅបរិវេណនោះគឺមានប្រជាជនស្រុតត្រង់រស់នៅអញ្ចឹងហើយគេខ្លាចនៅពេលដែលក្រុមទាហានសៀលសម្រុកចូលទៅខាងក្នុងវាអាចបង្កគ្រោះថ្នាក់ទៅដល់ជនស្រុតត្រង់ Bill យល់ព្រមធ្វើតាមហើយគេបានតាក់ទងទៅប្រាប់ Ben ឲ្យដកថយមកវិញចំពោះ Ben ទោះបីចង់ឬមិនចង់តែនេះគឺជាបញ្ជាថ្នាក់លើអញ្ចឹងហើយគាត់មានតែបង្ខំចិត្តប្រាប់ឲ្យអ្នកទាំងអស់គ្នាដកថយទៅវិញតែប៉ុណ្ណោះបើចំពោះ James វិញគាត់មិនយល់ស្របជាមួយនឹងគំនិតរបស់ថ្នាក់លើឡើយព្រោះគំនិតរបស់គាត់ពិតជាពិបាកមែនទែនទម្រាំតាម Danavi មកដល់ទីនេះហើយមួយវិញទៀតបើទីនេះមានឧបករណ៍ផ្ដាច់ទំនាក់ទំនងពិតមែននោះវាបង្ហាញយ៉ាងច្បាស់ថា Danavi ច្បាស់ជាមកទីនេះដើម្បីជួបជាមួយមេដឹកនាំជនខ្ពស់របស់ក្រុម ISIS ណាមួយជាមិនខានបន្តិចក្រោយមក Darren បានតាក់ទងទៅ Ben ប៉ុន្តែនៅពេលដែលខលចូលភ្លាម Darren មិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់ដែលវាបានធ្វើឲ្យ Ben ចាប់ផ្ដើមសង្ស័យថាច្បាស់ជាមានរឿងអ្វីមិនស្រួលជាមិនខានអញ្ចឹងហើយ Ben ព្យាយាមសួរ Darren ដដែលថានៅពេលនេះគេនៅឯណា Darren មិនបានប្រាប់ថាគេនៅឯណានោះទេប៉ុន្តែគេគាត់ទៅប្រាប់ Ben ថាកូនរបស់គេទាំងពីរនេះត្រូវបានមនុស្សមួយក្រុមចាប់យកទៅហើយមុនដាក់ទូរស័ព្ទចុះ Darren បាននិយាយសំទោស Ben ទាំងទឹកភ្នែក Ben បានប្រាប់ឲ្យមកពីញ៉ាំបាក់ឡានត្រឡប់ទៅជំរុំទ័ពវិញហើយនៅតាមផ្លូវ Ben បានតាក់ទងទៅលោកមេវិជ្ជការ Bill ដើម្បីឲ្យគេចាត់មនុស្សតាមស្វែងរក Darren នៅក្នុងបរិវេណជំរុំទ័ព Bill ក៏បានប្រគល់ការងារមួយនេះទៅឲ្យ Landry ជាអ្នកតាមស្វែងរកចំណែក Ben វិញគាត់បានប្រាប់ឲ្យមកបាក់ឡានគេចេញពីក្រុម IC ដែលនៅកន្លែងត្រួតពិនិត្យDarren បន្ទាប់ពីផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ហើយគេបានដើរចូលទៅកន្លែងញ៉ាំអាហារហើយគេបានទៅអង្គុយតុមួយនៅជ្រុងម្ខាងដែលវារាងឆ្ងាយពីទាហានដទៃឆ្កែមកក្បាលនៅទីនោះវាប្រុស Darren ប្រុសហើយប្រុសទៀត Darren ដែលស្ថិតនៅក្នុងភាពភិតភ័យគេក៏សម្រេចចិត្តដកកងតាក់មកជួយបន្ទុកក្របបែកដែលនៅក្នុងជើងសិប្បនិមិត្តរបស់គេនៅក្នុងហេតុការណ៍បន្ទុកក្របបែកនោះមានមនុស្ស7នាក់បានស្លាប់បាត់បង់ជីវិត Ben បានធ្វើដំណើរទៅផ្ទះរបស់ Darren ហើយនៅទីនោះគាត់បានឃើញប្រពន្ធរបស់ Darren ត្រូវបានគេសម្លាប់រីឯកូនទាំងពីរនាក់របស់ពួកគេវិញគឺត្រូវបានមនុស្សមួយក្រុមចាប់យកទៅ
កាត់មកពេលបន្ទាប់មកបានយកព័ត៌មានដ៏សំខាន់មួយមករាយការណ៍ប្រាប់ Ben ថាដាណាវីបានធ្វើដំណើរមកទីក្រុង Mosul ដើម្បីមកជួបជាមួយ Jabari ហើយគេសង្ស័យថាដាណាវីគឺជាអ្នកច្នៃគ្រាប់បែកដាក់ចូលទៅក្នុងជើងសិប្បនិមិត្តរបស់ Darren នេះបើយោងទៅតាមខ្សែបណ្ដាលរបស់គេដែលបានឃើញដាណាវីនិងកូនចៅរបស់ Jabari មានវត្តមាននៅក្នុងភូមិរបស់ Darren នៅថ្ងៃតែមួយដែល Darren សម្រេចចិត្តមកទីនេះដាក់បន្ទុកគ្រាប់បែកបន្ទាប់ពីបានដំណឹងនេះហើយ Ben Hastings បានប្រាប់ឲ្យអ្នកទាំងអស់គ្នាចាប់ផ្ដើមរៀបចំខ្លួនដើម្បីចេញទៅចាត់ការ Jabari ដំណឹងមួយនេះក៏បានលេចលឺទៅដល់ត្រចៀករបស់លោកមេមជ្ឈការ Bill អញ្ចឹងហើយគេបានកោះហៅ Ben Hastings ទៅអហ្វីសរបស់គេជាបន្ទាន់ព្រោះគេមានរឿងចង់និយាយជាមួយអ្នកទាំងពីរ Bill បានសួរអ្នកទាំងពីរថាហេតុអ្វីបានជានៅសក់ក្រុមរបស់ពួកគេបែរជារៀបចំខ្លួនចេញទៅបំពេញបេសកកម្មអញ្ចឹង Hastings បានតបទៅវិញថាក្រុមរបស់គេបានទទួលដំណឹងមកថា Jabari កំពុងមានវត្តមាននៅទីក្រុង Mosul លោកមេមជ្ឈការ Bill មិនបានស្ដាប់ការនិយាយបកស្រាយរបស់អ្នកទាំងពីរឡើយដែលគេក៏បានប្រាប់ឲ្យពួកគេទាំងពីរនាក់រំសាយបេសកកម្មមួយនេះចោលនិងប្រាប់ឲ្យពួកគេត្រឡប់ទៅកន្លែងរៀងៗខ្លួនវិញ Hastings រៀបនឹងដើរចាក់ចេញពីទីនោះទៅហើយលើកលែងតែ Ben ប៉ុណ្ណោះដែលគេនៅតែមិនអស់ចិត្តហើយ Ben បានសុំការអនុញ្ញាតពីលោកមេមជ្ឈការ Bill ដើម្បីឲ្យគាត់អាចនិយាយពាក្យពិតនៅក្នុងចិត្តមេមជ្ឈការ Bill ក៏ងក់ក្បាលយល់ព្រម Ben ចាប់ផ្ដើមសួរទៅកាន់ Bill និង Fuller ថាគោលដៅដែលពួកគេមកទីនេះគឺដើម្បីកម្ចាត់ពួកភេរវករមែនដែរឬអត់ចុះហេតុអ្វីបានជានៅពេលដែលមានអាកាសល្អពួកគេបែរជាសំងំលាក់ខ្លួនមិនព្រមធ្វើសកម្មភាពអ្វីអញ្ចឹងហើយ Ben ក៏បានលើកយករឿងដែល Jabari បង្ខំឲ្យ Darren មកបន្ទោគ្រាប់បែកនៅទីនេះមកនិយាយដែរប៉ុន្តែព្រមនោះ Fuller បាននិយាយកាត់ថានេះក៏ដោយសារតែ Darren គឺបានក្បត់ជាមួយនឹងពួកគេ Ben បានតបទៅវិញថា Darren សម្រាប់ចិត្តធ្វើបែបនោះក៏ពុតតែគេគ្មានជំរឿអ្វីផ្សេងដោយគោលបំណងតែមួយគត់របស់ Darren គឺដើម្បីការពារសុវត្ថិភាពប្រពន្ធកូនរបស់គេតែប៉ុណ្ណោះនៅពេលដែល Ben ស្កាត់មុនបន្តិច Bill បានប្រាប់ឲ្យគាត់ចេញពីអហ្វីសរបស់គេប៉ុន្តែ Ben មិនព្រមចេញពីទីនោះឡើយក៏ប្រតិគាត់និយាយមិនទាន់អស់នៅអ្វីដែលគាត់ចង់និយាយ Ben បន្តនិយាយថាអ្នកស៊ើបការរបស់ពួកគេគឺសុទ្ធតែអំងបាយទាំងអស់ព្រោះ Jabari គឺនៅទីក្រុង Mosul នេះមករហូតប៉ុន្តែពួកគេបែរជាស៊ើបមិនដឹងទៅវិញ Fuller ដោយអស់ការធ្មត់បន្តទៅទៀតគេសម្រេចចិត្តនិយាយការពិតថា Jabari គឺជាគីងសម្ងាត់របស់ CIA ដែលជួយផ្ដល់ព័ត៌មានពីទីតាំងអាវុធរបស់ Danavi អញ្ចឹងហើយគេហាម Ben ដាច់ខាតកុំឲ្យប៉ះពាល់ Jabari ឲ្យសោះចំណែក Ben ក៏ចាប់ផ្ដើមដំឡើងសរសៃកនិងស្រែកជែកជាមួយ Fuller ថាគីងសម្ងាត់របស់គេនេះគឺបានសម្លាប់មនុស្សអស់ជាច្រើននាក់ Hastings ដែលមិនចង់ឃើញ Ben បង្កបញ្ហាកាន់តែធំឡើងគាត់បាននិយាយខាត់និងប្រោយ Ben ចេញទៅខាងក្រៅ Ben យល់ព្រមធ្វើតាមប៉ុន្តែមុននឹងគាត់ដើរចាក់ចេញពីទីនោះ Ben បានសុំលោកមេមជ្ឈការ Bill ឲ្យគេអនុញ្ញាតឲ្យក្រុមរបស់គាត់ចេញទៅបំពេញបេសកកម្មហើយនៅពេលដែល Ben ដើរចេញពីបន្ទប់ផុតគាត់បានដើរទៅស្ដីបន្ទោសឲ្យ Hastings ថាហេតុអ្វីបានជាគេមិនជួយនិយាយសូម្បីតែមួយម៉ាត់ហើយមិនត្រឹមតែប៉ុណ្ណោះបើជាមកគាត់មិនឲ្យនិយាយទៅវិញលុះដល់យប់ឡើង Ben និង James បានមកឈរនិយាយគ្នានៅកន្លែងដែល Darren បន្ទោគ្រាប់បែក Ben បានបញ្យល់ប្រាប់ James ថាបើសិនបើ Darren ចង់សម្លាប់អ្នករកគ្នាពិតមែនចុះហេតុអ្វីបានជាគេមកអង្គុយជ្រុងម្ខាងតែម្នាក់ឯងដែលដលៃពីអ្នកដទៃអញ្ចឹងនៅកំឡុងអ្នកទាំងពីរកំពុងនិយាយគ្នា Hastings បានដើរចូលមកហើយគេបាននិយាយសំទោស Ben ចំពោះរឿងដែលបានកាត់ឡើងកាលពីថ្ងៃមិញហើយមូលហេតុដែលគេជ្រើសរើសនិយាយខាត់ Ben គឺគេគ្រាន់តែមិនចង់ឲ្យគាត់បង្ករឿងកាន់តែធំតែប៉ុណ្ណោះ James ក៏យល់ស្របជាមួយនឹងគំនិតរបស់ Hastings ដែរ Hastings បានយកព័ត៌មានដ៏សំខាន់មួយមកប្រាប់អ្នកទាំងពីរគឺអ្នកស៊ើបយកការបានផ្ដល់ព័ត៌មានពីកន្លែងផ្ទុកអាវុធរបស់ក្រុម ISIS ដែលមានទីតាំងនៅទីក្រុង Mosul ហើយ Hastings មានផែនការមួយគឺពួកគេនឹងប្រើបេសកកម្មមួយនេះដើម្បីឆ្មក់ចូលទៅកន្លែងរបស់ Jabari រីឯផែនការបន្ទាប់ពួកគេនឹងធ្វើឲ្យក្រុម ISIS យល់ច្រឡំថា Jabari គឺជាគីងសម្ងាត់របស់សហរដ្ឋអាមេរិកអញ្ចឹងហើយក្រុម ISIS ច្បាស់ជាសម្លាប់ Jabari ចោលជាមិនខានកាត់មកថ្ងៃបន្ទាប់ Ben, James និង Hastings បានដឹកនាំក្រុមទាហានចេញទៅបំពេញបេសកកម្មដែលគោលដៅសំខាន់របស់ពួកគេគឺតាមស្វែងរកទីតាំងអាវុធរបស់ក្រុម ISIS រីឯលោកមេវិជ្ជការ Bill, Fuller និង Landry វិញពួកគេតាមមើលក្រុមទាហានសៀតទាំងអស់តាមរយៈដ្រូននៅឯជំរំទ័ពមកបាននឹងក្មេងប្រុសម្នាក់ដែលគេអះអាងថាបានឃើញនិងដឹងពីទីតាំងរបស់ Danavi មករាយការណ៍ប្រាប់ James និង Ben Hastings បានយករឿងមួយនេះមកធ្វើជាលេសតាក់ទងទៅថ្នាក់លើដើម្បីសុំការអនុញ្ញាតពីលោកមេវិជ្ជការ Bill ឲ្យក្រុមរបស់ពួកគេបន្តបេសកកម្មទៅពិនិត្យនៅកន្លែងមួយទៀតដែលជាការពិតទៅទីនោះគឺជាកន្លែងរបស់ Jabari សោះ Bill និង Fuller នៅពេលដែលឮបែបនោះពួកគេចាប់ផ្ដើមឆ្ងល់ព្រោះតាមអ្នកស៊ើបការរបស់គេរាយការណ៍មក Danavi មិនបាននៅទីក្រុងនេះឡើយដែលវាខុសគ្នាទាំងស្រុងពីព័ត៌មានដែលក្រុមរបស់ Hastings ប្រាប់ទៅពួកគេ Bill ដោយនៅតែមិនអស់ចិត្តគេបានសួរ Hastings រក coordinate ទីតាំងដើម្បីបង្ហោះដ្រូនទៅពិនិត្យសភាពការនៅទីនោះប៉ុន្តែ Hastings ក៏មិនដឹងដូចគ្នាក៏ពោលតែក្រុមរបស់ពួកគេទៅទីនោះបានគឺតាមរយៈក្មេងប្រុសម្នាក់ដែលនឹងពួកគេទៅទីនោះតែប៉ុណ្ណោះបន្ទាប់ពីបានការអនុញ្ញាតពីថ្នាក់លើហើយអ្នកទាំងអស់គ្នាបាននិយាយអំពីផែនការរបស់ពួកគេម្ដងគឺធ្វើយ៉ាងម៉េចក៏ដោយត្រូវតែចាប់ Jabari ទាំងរស់ហើយបន្ទាប់មកគេនឹងដោះលែងឲ្យ Jabari មានសេរីភាពសាជាថ្មីពួកគេធ្វើបែបនេះគឺដើម្បីឲ្យក្រុម ISIS ចាប់ផ្ដើមយកច្រឡំថា Jabari គឺជាគីងសម្ងាត់របស់សហរដ្ឋអាមេរិកបើនៅខាងជំរំទ័ពនេះវិញ Landry មើលចុះមើលឡើងគេក៏បានដឹងយ៉ាងច្បាស់ថាកន្លែងដែលក្រុមរបស់ Hastings កំពុងតែធ្វើដំណើរទៅនេះគឺជាកន្លែងរបស់ Jabari មិនមែនជាកន្លែង Danavi ដូចដែលគេបានប្រាប់នោះឡើយ Bill នៅពេលដែលលើកបែបនោះព្រាមគេប្រញាប់តាក់ទងទៅក្រុមរបស់ Hastings ប៉ុន្តែតាក់ទងមិនបានសោះហើយទោះបីជាគេព្យាយាមតាក់ទងតាមលេខទូរស័ព្ទក៏ដោយក៏នៅតែតាក់ទងមិនបានដែរក៏ប៉ុន្តែ Hastings បានទុកទូរស័ព្ទចោលនៅក្នុងឡាន
មកបានឲ្យលុយមួយចំនួនទៅក្មេងប្រុសម្នាក់នោះដែលបាននាំក្រុមរបស់គាត់មកដល់ទីនេះហើយអ្នកទាំងអស់គ្នាក៏មិនបានបងឯងបងយូរដែរពួកគេក៏នាំគ្នាសម្រក់ចូលទៅខាងក្នុងដើម្បីទៅចាប់ខ្លួនចាបូរីបន្ទាប់ពីអ្នកទាំងអស់គ្នាចូលទៅដល់ខាងក្នុងបានបន្តិចពួកគេក៏បានប៉ះគ្នាជាមួយនឹងកូនចៅរបស់ចាវ៉ារីប្រមាណនេះដែលចូលយានមកខាងក្រៅហើយច្បាស់ណាស់ក្រុមទាហានកប៉ែកកប៉ោទាំងអស់នោះគឺគ្មានគីឡូជាមួយនឹងក្រុមទាហានសៀលឡើយហើយបន្ទាប់ពីយត្តការក្រុមទាហានដែលចូលយានមកខាងក្រៅឲ្យស្លាប់អស់ហើយនៅទីបំផុតក្រុមទាហានសៀលក៏អាចសម្រក់ចូលទៅខាងក្នុងផ្ទះចាវ៉ារីបានហើយពួកគេបានចែកគ្នាជាពីរក្រុម Ben Hosting និង Mo ឆែកឆេរនៅជនទី2រីឯ James និង Boozer ឡើងជាជនទី3ហើយក្រុមដែលរកឃើញចាវ៉ារីគឺជាក្រុមរបស់ Ben នៅពេលដែលឃើញក្រុមទាហានសហរដ្ឋអាមេរិកសម្រុកចូលទៅដល់ក្នុងបន្ទប់របស់គេបែបនោះចាវ៉ារីខំប្រឹងនិយាយលឺជាភាសាអារ៉ាប់ហើយទោះបីជាម៉ូប្រាប់ឲ្យគេបិទមាត់ក៏ដោយក៏គេនៅតែមិនស្ដាប់អញ្ចឹងហើយម៉ូបានដាក់គេមួយដៃនិងថែមមួយជើងឲ្យដេកស្អាតនៅទីនោះស្របពេលនោះផងដែរជេមតាក់ទងមកសុំជំនួយបន្ថែមហើយ Hosting ជាអ្នកស្ម័គ្រចិត្តឡើងទៅជួយអ្នកទាំងពីរ Ben បានចងដៃចាវ៉ារីប៉ុន្តែរំពេចនោះគាត់បានឮសំឡេងក្មេងស្រីយំហើយនៅពេលដែល Ben ដើរទៅជិតនាង Ben បានដឹងថាក្មេងស្រីម្នាក់នោះគឺជា Sinap ដែលជាកូនស្រីរបស់ Darren Ben បាននិយាយលួងលោមឲ្យ Sinap ឈប់យំព្រោះនៅពេលនេះគាត់បានមកជួយហើយបន្ទាប់ពីលួងឲ្យ Sinap ឲ្យនាងស្គមចិត្តបន្តិចហើយ Ben ដើរទៅរកចាវ៉ារីរីឯចាវ៉ារីវិញគេនិយាយជាភាសារបស់គេថាទោះបីជាក្រុមរបស់ Ben ចាប់គេយកទៅក៏ដោយប៉ុន្តែចុងក្រោយភ្នាក់ងារ CIA នៅតែដោះលែងឲ្យគេមានសេរីភាពដដែលអ្វីត្បិតតែ Ben មិនយល់ណាអ្វីដែលគេកំពុងតែនិយាយក៏ពិតមែនប៉ុន្តែគាត់អាចកាត់ន័យយល់ពីកាយវិការកអឺតកតងរបស់គេបានហើយម្យ៉ាងមួយទៀតដោយភ្លឹងគំនុំចង់សងសឹកឲ្យក្រុមគ្រួសាររបស់ Darren ផងអញ្ចឹងហើយទុកក៏មិនចំណេញដកចេញក៏មិនខាតព្រាមនោះ Ben បានដកកំភ្លើងបាញ់ទម្លុះក្បាលរបស់គេទៅនៅពេលដែល James និង Hosting ត្រឡប់ទៅទីនោះវិញគឺវាបានយឺតពេលបាត់ទៅហើយអញ្ចឹងហើយអ្វីដែលពួកគេអាចធ្វើបាននៅពេលនេះគឺមានតែរៀបចំទីនោះឲ្យមើលទៅដូចជា Ben ជ្រុលដៃបាញ់សម្លាប់ Javari ដោយអចេតនាព្រោះបើសិនបើថ្នាក់លើដឹងថាក្រុមរបស់ពួកគេបាញ់សម្លាប់គីងសម្ងាត់របស់ CIA បែបនោះពួកគេច្បាស់ជាមានទោសជាមិនខាននៅពេលដែលអ្នកទាំងអស់គ្នាត្រឡប់មកជំរុំទើបវិញ James បានហៅសមាជិកទាំងអស់ដែលស្ថិតនៅក្នុងហេតុការណ៍នៃការបាញ់សម្លាប់ Javari ឲ្យមកជួបជុំគ្នាដើម្បីជួយរំជួបបាយថាពួកគេគួរតែធ្វើដូចម្តេចទៅកុំឲ្យថ្នាក់លើដាក់ទោស Benហើយ James គាត់មានគំនិតមួយគឺគាត់ចង់ឲ្យអ្នកទាំងអស់គ្នានិយាយដូចគ្នាថា Ben គ្មានចេតនាចង់បាញ់សម្លាប់ Javari ឡើយ Ben អរគុណទឹកចិត្តអ្នកទាំងអស់គ្នាដែលជួយលាក់បាំងទុកកំហុសរបស់គាត់ប៉ុន្តែគាត់ពិតជាមានចេតនាចង់បាញ់សម្លាប់ Javari ពិតមែនហើយនៅពេលនេះគាត់ក៏បានត្រៀមខ្លួនរួចហើយដែរដើម្បីទទួលទោសចំពោះរឿងដែលគាត់បានប្រព្រឹត្តបើចំពោះគំនិតរបស់ Hosting វិញគេក៏យល់ឃើញដូចជា James ដែរហើយ Hosting បានប្រាប់ឲ្យ Ben គួរតែធ្វើតាមអ្នកទាំងអស់គ្នាទៅវាប្រសើរជាងព្រោះវាអាចជួយសម្រាលទោសរបស់គាត់មិនដល់ថ្នាក់ជាប់ពន្ធនាគារបើយើងក៏លេចមកមើលខាងលោកមេវិជ្ជការ Bill នេះវិញគាត់បានសម្រេចចិត្តដាក់ទោស Ben ដែលគ្រាន់តែឃុំខ្លួនគាត់មួយរយៈប៉ុណ្ណោះប៉ុន្តែព្រាមនោះ Follow បានរករឿងឡាំប៉ានិងជំទាស់ជាមួយនឹងការសម្រេចចិត្តរបស់លោកមេវិជ្ជការ Bill ដោយគេចង់ឲ្យគាត់ដកតំណែងរបស់ Ben លោកមេវិជ្ជការ Bill បាននិយាយប្រាប់អ្នកទាំងអស់គ្នាយ៉ាងលម្អិតថាមុនខ្លាចជាទាហានសៀលម្នាក់បានពួកគេម្នាក់ៗត្រូវឆ្លងកាត់ការវឹកហាត់ដ៏តឹងរ៉ឹងបំផុតរយៈពេល58អាទិត្យដោយ8អាទិត្យដំបូងគឺសម្រាប់ការរៀបចំខ្លួន3អាទិត្យសម្រាប់ការបណ្ដុះបណ្ដាលជាមូលដ្ឋានបន្តមកទៀតគឺការវឹកហាត់ដែលបែងចែកជា3ដំណាក់កាលដំបូងដែលក្នុងមួយដំណាក់កាលគឺមាន7អាទិត្យរីឯ26អាទិត្យចុងក្រោយគឺជាការបណ្ដុះបណ្ដាលលក្ខណៈសម្បត្តិដោយសារតែការវឹកហាត់បណ្ដុះបណ្ដាលវាតឹងរ៉ឹងនិងលំបាកបែបនេះហើយទើបមានតែមនុស្សម្នាក់ក្នុងចំណោម5នាក់ប៉ុណ្ណោះដែលអាចឆ្លងកាត់ការវឹកហាត់មួយនេះបានលោកមេវិជ្ជការ Bill បានបន្ថែមទៀតថារឿងមួយនេះសម្រាប់អ្នកនរគ្នាវាគ្រាន់តែជារឿងមួយសាមញ្ញធម្មតាតែប៉ុណ្ណោះក៏ប៉ុន្តែអ្នកនរគ្នាមិនធ្លាប់បានឆ្លងកាត់ដូចជារូបគាត់ឬមកក៏ក្រុមទាហានសៀលផ្សេងទៀតហើយចំពោះរឿងដកតំណែងរបស់ទាហានសៀលណាម្នាក់វាប្រៀបដូចជាអ្នកនរគ្នាទៅឲ្យប្រឡឹងចេញពីខ្លួនទាហានសៀលម្នាក់នោះអញ្ចឹងមិនខ្វល់ថាលោកមេវិជ្ជការ Bill ខំប្រឹងបញ្យល់អធិប្បាយយ៉ាងណាក៏ដោយក៏មតិភាគច្រើនតែគាំទ្រឲ្យដកតំណែងរបស់ Ben ដដែលហើយមិនទាន់ចប់ត្រឹមតែប៉ុណ្ណេះនោះទេដែលពួកគេចង់ឲ្យមេវិជ្ជការម្នាក់ទៀតដែលរួមក្រុមជាមួយ Ben មកទទួលទោសផងដែរហើយមេវិជ្ជការដែលពួកគេកំពុងតែនិយាយនេះគឺចង់សម្ដៅទៅ Hosting នៅព្រឹកថ្ងៃបន្ទាប់គឺដល់ពេលដែល Ben និង Hosting ត្រូវបានថ្នាក់លើដកតំណែងហើយបើយើងមើលតាមទឹកមុខរបស់លោកមេវិជ្ជការ Bill គឺគាត់មិនដាច់ចិត្តដកតំណែងរបស់អ្នកទាំងពីរឡើយប៉ុន្តែគាត់គ្មានជំរឿផ្សេងព្រោះអ្នកទាំងពីរបានធ្វើខុសជាមួយនឹងវិន័យកងទ័ពនៅពេលបន្ទាប់នៅពេលដែល Ben និង Hosting រៀបចំខ្លួនចាក់ចេញពីទីនោះត្រឡប់ទៅសហរដ្ឋអាមេរិកវិញ James និងក្រុមទាហានសៀលទាំងអស់បានមកជួនដំណើរអ្នកទាំងពីរជាលើកចុងក្រោយហើយមុនពេលដែលឡើងកន្ទុំរុយចាក់ចេញទៅ Ben បានប្រគល់សម្បត្តិមួយច្បាប់ទៅឲ្យ James និងប្រោយគាត់អាចបើកវាមើលបាននៅពេលដែលគេចាក់ចេញពីទីនេះបន្ទាប់ពីធ្វើដំណើរចាក់ចេញពីប្រទេសអ៊ីរ៉ាក់ហើយ Ben និង Hosting ឥឡូវនេះគឺកំពុងរងចាំជើងហោះហើរនៅព្រលានយន្តហោះរបស់ប្រទេសអាល្លឺម៉ង់ដើម្បីធ្វើដំណើរបន្តទៅសហរដ្ឋអាមេរិកប៉ុន្តែខណៈពេលនោះសប្តាហ៍ខាងព្រលានយន្តហោះបានប្រកាសប្រាប់ថាជើងហោះហើរទៅទីក្រុង Chicago ត្រូវបានលុបចោលដែលវាតម្រូវឲ្យ Ben និង Hosting រកសណ្ឋាគារសម្រាប់សិន
នៅសន្តាគារដែលអ្នកទាំងពីរស្នាក់នៅនោះបរិយាចម្លែកម្នាក់បាននិយាយរាក់ទាក់ Ben ដែលគេមានឈ្មោះថា Haverford ជាមេចារកម្មរបស់ CIA មុនដំបូង Ben និយាយលេងជាមួយគេធម្មតាប៉ុន្តែនៅពេលដែលគាត់ដើរចេញពីទីនោះស្រាប់តែ Haverford បាននិយាយរំលឹករឿងដែល Ben បាញ់សម្លាប់ Jabari Ben នៅពេលដែលឮបែបនោះគាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនថាហេតុអ្វីបានជាបរិសម្នាក់នេះដឹងរឿងមនុស្សដែរនៅពេលដែល Ben ចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់គេហើយ Haverford បានអញ្ជើញពួកគេទាំងពីរនាក់មកនិយាយគ្នានៅកន្លែងស្ងាត់មុនដំបូង Haverford បាននិយាយរឿងដែលក្រុមទាហានទាំងអស់ព្យាយាមរុំដៃគ្នាលាក់បាំងទៅកំហុសរបស់ Ben ហើយមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងដឹងច្បាស់ចិត្តថា Ben ជាអ្នកបាញ់សម្លាប់ Jabari រីឯ Hastings ជាអ្នកកាត់ចំណងចេញពីដៃរបស់ Jabari ហើយទាំងអស់នេះគឺយោងទៅតាមពាក្យសម្ដីរបស់នារីម្នាក់ដែលស្ថិតនៅក្នុងបន្ទប់មួយនោះនិយាយរឿងរ៉ាវទាំងអស់ដែលបានកាត់ឡើងប្រាប់ទៅកាន់ភ្នាក់ងារ CIA ប៉ុន្តែ Haverford បានប្រាប់នឹងពីកុំឲ្យបារម្ភអីព្រោះគេបានចាត់ការរឿងមួយនេះរួចរាល់ហើយបន្ទាប់មកទៀត Haverford ក៏ចាប់ផ្ដើមនិយាយអំពីគោលបំណងដែលគេមករកអ្នកទាំងពីរនៅទីនេះគឺគេចង់ឲ្យ Ben និង Hastings មកធ្វើការជាមួយគេដើម្បីចាត់ការ Danovi ដែលជាមេផ្គត់ផ្គង់អាវុធឲ្យក្រុម IC Haverford បាននិយាយទៀតថានេះគឺជាឱកាសដ៏ល្អដែលអាចឲ្យអ្នកទាំងពីរអាចបញ្ចប់ការងារដែលពួកគេមិនទាន់ធ្វើវារួចរាល់ហើយនៅពេលនេះបើតាមព័ត៌មានដែលគេទទួលបាន Danovi គឺកំពុងមានវត្តមាននៅអឺរ៉ុបអញ្ចឹងហើយគេចង់ឲ្យអ្នកទាំងពីរទៅស៊ើបថាតើ Danovi មកទីនេះធ្វើអ្វី Haverford បន្ថែមទៀតថាប្រសិនបើ Ben និង Hastings មានចិត្តការ Danovi នៅពេលនេះទេនោះវាអាចជាគ្រោះថ្នាក់ធំទៅដល់ក្រុមទាហានស៊ីទាំងអស់ជាពិសេសនោះគឺមិត្តភ័ក្តិរបស់គេតែម្ដងព្រោះដោយដែលអ្នកទាំងពីរបានដឹងអញ្ចឹង Danovi គឺជាអ្នកផ្ដល់សភាវុធផ្សេងៗទៅឲ្យក្រុម IC Hastings បន្ទាប់ពីស្ដាប់ Haverford និយាយចប់ហើយគាត់គ្មានចំណាប់អារម្មណ៍ចង់ធ្វើការជាមួយគេឡើយហើយគាត់ក៏ដើរចាក់ចេញពីទីនោះបាត់ទៅចំណែក Ben វិញបានសួរទៅកាន់ Haverford ថាបេសកកម្មមួយនេះមានច្បាប់អ្វីខ្លះ Haverford គឺបានតបទៅវិញយ៉ាងខ្លីគឺបត់បាញ់ទៅតាមស្ថានភាពជាក់ស្ដែងបើយើងស្ដាប់តាមពាក្យសម្ដីរបស់ Ben ដែលសួរទៅកាន់ Haverford បែបនោះគឺវាបញ្ជាក់យ៉ាងច្បាស់ថាគាត់មានចំណាប់អារម្មណ៍ចង់ធ្វើការជាមួយនឹងភ្នាក់ងារ CIA ម្នាក់នោះបន្តមកទៀត Haverford បានយកដំណឹងដែល Ben យល់ព្រមធ្វើការជាមួយគេមកប្រាប់ Hastings រីឯ Hastings នៅពេលដែលឮបែបនោះគាត់តបទៅវិញមួយម៉ាត់យ៉ាងខ្លីថានេះមកពី Ben មិនស្គាល់ CIA ច្បាស់អញ្ចឹងហើយទើបគេសម្រេចចិត្តបែបនោះ Haverford បន្តនិយាយបញ្ចុះ Hastings ឲ្យមកធ្វើការជាមួយគេសារជាថ្មីហើយទីបំផុត Hastings ក៏យល់ព្រមងាកមកមើលខាង Ben វិញប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Amy បានទាក់ទងមកហើយនឹងក៏បានដឹងរឿងដែល Ben ត្រូវបានថ្នាក់លើមិនដឹងចេញពីជួរកងទ័ព Amy បានសួរទៅកាន់ Ben តើនៅពេលនេះគាត់នៅឯណាចុះហេតុអ្វីបានជា Ben មិនត្រឡប់ទៅផ្ទះវិញ Ben បានសុំពៃ Amy មួយរយៈហើយគាត់សន្យាថានឹងត្រឡប់ទៅរកនាងបន្ទាប់ពីគាត់មិនចប់ការងាររួចរាល់បន្តិចក្រោយមក Hastings បានដើរមកនិយាយជាមួយ Ben ហើយគេបានដកនាមបានរបស់ Haverford មកឲ្យ Ben បានប្រាប់ Hastings រឿងដែលគាត់សម្រេចចិត្តធ្វើការជាមួយ Haverford ព្រោះនេះគឺជាឱកាសដ៏កម្រមួយដែលអាចឲ្យគាត់ចាត់ការ Danovi ប្រសិនបើបរិសម្នាក់នេះនៅមានជីវិតវាអាចនាំគ្រោះថ្នាក់ទៅដល់ James និងក្រុមទាហានសៀលផ្សេងទៀត Hastings មិនបានជំទាស់ជាមួយនឹងគំនិតរបស់ Ben នោះឡើយព្រោះគេនៅពេលនេះក៏សម្រេចចិត្តចូលរួមក្រុមជាមួយនឹង Haverford ដែរប៉ុន្តែ Hastings ក៏នៅសុំឲ្យ Ben ថាមុននឹងធ្វើអ្វីមួយគឺត្រូវតែគិតឲ្យបានល្អិតល្អន់ព្រោះគេខ្លាចមានបញ្ហាដូចមុន Ben បានសន្យាជាមួយ Hastings ថាគាត់មិនធ្វើដូចមុនទៀតនោះទេលុះដល់ស្អែកឡើង Ben និង Hastings បានធ្វើដំណើរទៅផ្ទះរបស់ Haverford ដែលមានទីតាំងនៅទីក្រុង Vienna នៃប្រទេសអូទ្រីស Haverford ដែលចូលរងចាំអ្នកទាំងពីរនៅខាងក្រៅគេបានប្រាប់ឲ្យពួកគាត់ចូលទៅខាងក្នុងទៅជួបជាមួយនឹងកូនចៅរបស់គេម្នាក់ទៀតដែលជាកម្ពូ hacker ដែលនាងមានឈ្មោះថា Thal បានប្រាប់ឲ្យ Ben និង Hastings ដាក់របស់របរដែលនៅជប់ខ្លួនគេទាំងអស់ចូលទៅក្នុងប្រអប់ហើយនាងបានបង្គាប់ការសម្គាល់ខ្លួនថ្មីឲ្យទៅអ្នកទាំងពីរ Haverford បានបញ្យល់អំពីផែនការរបស់គេត្រួសត្រាសប្រាប់ទៅកាន់ Ben និង Hastings ថានៅក្នុងយប់នេះ Danovi នឹងធ្វើដំណើរមកជួបជាមួយនឹង Atom ដែលជាអ្នកផ្គត់ផ្គង់លុយទៅឲ្យក្រុមកងកម្លាំងពិសេសរបស់អ៊ឺរ៉ង់នៅក្នុងក្លឹបមួយនៃទីក្រុង Krems អញ្ចឹងហើយគេចង់ឲ្យអ្នកទាំងពីរទៅទីនោះដើម្បីស៊ើបមើលថាហេតុអ្វីបានជា Danovi និង Atom មកណាត់ជួបគ្នានៅតំបន់អឺរ៉ុបនេះទៅវិញថាក៏បានប្រាប់ Ben និង Hastings កុំឲ្យព្រួយបារម្ភអីព្រោះនៅពេលដែលអ្នកទាំងពីរទៅដល់ទីនោះគ្នារបស់គេដែលបង្កប់ខ្លួននៅក្នុងក្លឹបនឹងប្រាប់អ្នកទាំងពីរថាគួរធ្វើអ្វីបន្តទៀតHastings បានសួរទៅកាន់ Haverford ថាពួកគេអាចយកអាវុធចូលទៅក្នុងក្លឹបមួយនោះបានដែរឬអត់ Haverford តបមកវិញថាអ្នកទាំងពីរមិនអាចយកអាវុធចូលទៅក្នុងក្លឹបមួយនោះបានឡើយព្រោះនៅច្រកខាងក្រៅគឺមានសន្តិសុខចាំឆែកឆេរប៉ុន្តែកុំបារម្ភចំពោះរឿងមួយនេះព្រោះគ្នារបស់គេដែលបង្កប់ខ្លួននៅក្នុងក្លឹបគឺបានរៀបចំកំភ្លើងទុកឲ្យអ្នកទាំងពីររួចជាស្រេចហើយ Haverford ក៏បានប្រាប់ពីម៉ាកកំភ្លើងដែលពួកគេរៀបចំទុកឲ្យផងដែរចំពោះ Ben ចាប់អារម្មណ៍ជាមួយនឹងម៉ាកកំភ្លើងដែល Haverford និយាយអំបញ្ញមិញហើយបើតាមបទពិសោធន៍របស់គាត់ដែលធ្លាប់ស្គាល់និងធ្លាប់ប្រើប្រាស់កំភ្លើងប្រភេទនេះគឺវាធ្ងន់ខុសពីកំភ្លើងធម្មតាប៉ុន្តែនៅពេលដែលថាលបោះគ្រាប់ឲ្យគាត់បាញ់សាទើបគាត់ដឹងថាកំភ្លើងមួយដើមនេះគឺវាស្ងាត់និងបាញ់ស្រួលជាងកំភ្លើងខ្លីធម្មតា Haverford បានឲ្យលុយមួយចំនួនទៅអ្នកទាំងពីរដើម្បីឲ្យពួកគាត់ទៅទិញសម្ភារៈនិងរៀបចំខ្លួនចេញទៅបំពេញបេសកកម្មនៅក្នុងយប់នេះ Hastings ដែលមិនទាន់ជឿទុកចិត្ត Haverford 100% គាត់បានស៊ូជីរគល់ដើម្បីចង់ដឹងថាហេតុអ្វីបានជា Haverford ចង់ឲ្យពួកគាត់ទាំងពីរនាក់ទៅជិតការ Danovi និង Atom នៅលើទឹកដីអឺរ៉ុបនេះទៅវិញ Haverford បាននិយាយតបទៅវិញទាំងមុខស្មើថាគេចង់បាន Danovi ទាំងរស់ដើម្បីមកសួរចម្លើយប៉ុន្តែបើសិនបើមានហេតុការណ៍អ្វីមួយមិនស្រួលអ្នកទាំងពីរអាចបត់បែនទៅតាមស្ថានភាពជាក់ស្ដែងបានឬមកក៏អាចចាត់ការគេនៅនឹងកន្លែងក៏គ្មានបញ្ហាដែរ
ហើយ Halford ក៏បានបញ្ជាក់ប្រាប់ Ben Hastings ផងដែរថានេះគឺជាច្បាប់មួយនៃប្រតិបត្តិការពិសេសរបស់គេនៅជិតបន្ទាប់ Ben Hastings បានធ្វើដំណើរទៅ Club ដែលជាកន្លែងដែលNavy និង Atom ណាត់ជួបគ្នានៅទីនោះរីឯ Thal វិញនាងបានសង្ងំលាក់ខ្លួននៅក្នុងឡានដើម្បីចាំមើលផ្លូវនៅខាងក្រៅហើយវាផ្ដល់ភាពងាយស្រួលឲ្យនាងផងដែរដើម្បីភ្ជាប់ទំនាក់ទំនងឲ្យអ្នកទាំងអស់គ្នាលើកលែងតែ Halford ប៉ុណ្ណោះដែលនឹងចាំឈប់បញ្ជាពីផ្ទះរបស់គេទៅនៅពេលដែល Ben និង Hastings ចូលដល់ខាងក្នុងភ្លាម Thal បានប្រាប់ឲ្យនាងទាំងពីរដើរទៅរកតុដែលគ្នារបស់គេបានរៀបចំទុកឲ្យរួចស្រេចហើយចូលទៅដល់ខាងក្នុងមិនបានប្រមាណនាទីផង Ben ក៏បានឃើញ Atom ដែលជាគោលដៅរបស់គេកំពុងចូលរួមនៅជ្រុងម្ខាងដោយសារតែ Atom កំពុងមានវត្តមាននៅទីនេះស្រេចអញ្ចឹងហើយគោលដៅម្នាក់ទៀតដែល Ben Hastings ត្រូវរងចាំបន្តគឺជា Navy ប៉ុន្តែនៅកំឡុងពេលដែលរងចាំនោះ Ben Hastings បាននឹងគ្នាទាយលេងថាម្នាក់ណាគឺជាខ្សែបណ្ដាញរបស់ Halford ដែលបានបង្កប់ខ្លួននៅទីនេះដោយ Ben ទាយថាបរិយាដែលកំពុងក្លុកស្រានោះគឺជាគ្នារបស់គេប៉ុន្តែ Hastings បានគិតខុសពី Ben ដោយគេគិតថាបរិយាមេធំនោះទើបជាគ្នារបស់គេពិតប្រាកដខណៈពេលនោះថាបានប្រាប់អ្នកទាំងអស់គ្នាថា Navy និងអង្គការរបស់គេ3នាក់បានមកដល់ច្រកចូលហើយបើនៅខាង Ben Hastings នេះវិញអ្នករត់តុស្រីម្នាក់បានយកស្រានិងប្រអប់បារីមកឲ្យអ្នកទាំងពីរដែលនាងមានឈ្មោះថា Elisa ហើយនាងទើបជាគ្នារបស់គេដែលបង្កប់ខ្លួននៅទីនេះ Elisa បានប្រាំពីផែនការរបស់នាងឲ្យអ្នកទាំងពីរបានដឹងថាពួកគេត្រូវធ្វើអ្វីបន្តគឺមុនដំបូងនាងនឹងដាក់ថ្នាំឲ្យគេនឹងថ្នាំបញ្ចុះនំចូលទៅក្នុងកែវស្រារបស់ Navy ឲ្យគេផឹកហើយបន្ទាប់ពីថ្នាំចាប់ផ្ដើមធ្វើទុកហើយ Navy ច្បាស់ជាទៅបន្ទប់ទឹកជាមិនខានហើយនៅពេលនោះអ្នកទាំងពីរអាចចូលទៅចាត់ការកូនចៅរបស់ Navy និងនាំខ្លួនគេគេចេញពីទីនេះបន្ទាប់ពី Elisa និយាយចប់នឹងដើរចេញពីទីនោះ Ben បានបើកប្រអប់បារីមើលហើយគាត់បានឃើញកំភ្លើងខ្លីពីរដើមដែលនាងបានរៀបចំទុកឲ្យពួកគាត់ទាំងពីរនាក់ស្របពេលនោះផងដែរ Navy និងកូនចៅរបស់គេបានចូលទៅដល់ទីនោះល្មម Navy នៅពេលដែលបានជួប Atom ភ្លាមគេមិនបាននិយាយអីច្រើនទេដោយគេគ្រាន់តែប្រាប់ឲ្យ Atom ផ្ទេរលុយទាំងអស់ចូលទៅក្នុងគណនីរបស់គេប៉ុន្តែ Atom បាននិយាយលំលោមឲ្យគេធ្វើចិត្តឲ្យតិចនិងគូតែហៅអីផឹកបន្តិចសិនហើយបន្ទាប់មកចាំនិយាយរឿងការងារតាមក្រោយAtom ក៏បានហៅ Elisa ទៅតុរបស់គេដើម្បីកំងស្រាបន្ថែមលើកលែងតែ Navy ប៉ុណ្ណោះដែលគេមិនព្រមកំងអ្វីសោះហើយទោះបីជា Elisa ព្យាយាមបញ្ចុះបញ្ចូលគេយ៉ាងណាក៏ដោយក៏គេនៅតែមិនព្រមកំងអ្វីផឹកដដែលNavy ធ្វើបែបនេះគឺគ្រាន់តែចង់ការពារសុខភាពរបស់គេតែប៉ុណ្ណោះព្រោះគេមិនដឹងថាមាននរណាខ្លះដែលមានបំណងចង់សម្លាប់ពួកគេនោះទេអញ្ចឹងហើយគេត្រូវតែប្រុងប្រយ័ត្នគ្រប់ពេលទាំងអស់Atom ដែលមិនចង់ឲ្យបរិយាកាសនៅទីនោះវាមានភាពល្អកកគេក៏បានកំងស្រាជំនួសឲ្យ Navy ហើយនៅពេលដែល Elisa ដើរចេញពីទីនោះផុតអ្នកទាំងពីរក៏ចាប់ផ្ដើមនិយាយការងាររបស់ពួកគេបន្តប៉ុន្តែ Navy មិនបានខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីរបស់ Atom ឡើយដោយគេនៅតែនិយាយដូចមុនដដែលគឺឲ្យ Atom ផ្ទេរលុយទាំងអស់ចូលទៅក្នុងគណនីរបស់គេ Atom ដោយមិនដឹងនិយាយអ្វីបន្តទៀតគេក៏យល់ព្រមធ្វើតាមការស្នើសុំរបស់ Navy នៅកំឡុងពេល Atom និង Navy កំពុងធ្វើការដោះដូរ Elisa ដែលជាអ្នកលើកស្រាទៅឲ្យអ្នកទាំងពីរនាងបានដាក់ថ្នាំចូលទៅក្នុងកែវស្រារបស់ Navy ហើយនៅពេលដែលការដោះដូររបស់ពួកគេទទួលបានជោគជ័យស្របពេលដែល Elisa ក៏លើកស្រាទៅដល់តុពួកគេល្មមប៉ុន្តែនៅពេលដែលនាងហុចស្រាទៅឲ្យ Navy គេបែរជាបដិសេធមិនព្រមផឹកស្រាមួយកែវនោះ Elisa ព្យាយាមនិយាយលួងលោមគឺធ្វើយ៉ាងម៉េចក៏ដោយឲ្យតែគេព្រមផឹកស្រារបស់នាងប៉ុន្តែ Navy នៅតែរឹងក្បាលមិនព្រមផឹកហើយមិនត្រឹមតែប៉ុណ្ណោះ Navy បាននិយាយបកមក Elisa វិញថាគេសង្ស័យជាមួយនឹងរូបភាពចម្លែករបស់នាងតាំងពីគេមកដល់ទីនេះម្ល៉េះព្រោះ Elisa ព្យាយាមបង្ខំរូបគេឲ្យផឹកស្រារបស់នាងហើយបើសិនបើតែម្ដងគឺវាមិនអីទេប៉ុន្តែនេះគឺរហូតដល់2ដងឯណោះElisa នៅពេលដែលឃើញថា Navy ចាប់ផ្ដើមសង្ស័យនាងក៏បំរុងដាក់ស្រាមួយកែវនោះទៅលើតុទឹកហើយប៉ុន្តែ Navy បានចាប់ដៃរបស់នាងជាប់ហើយគេបានប្រាប់ឲ្យនាងផឹកស្រាមួយកែវនោះឲ្យអស់ Ben និង Hastings ដែលមើលទៅស្ថានភាពមិនស្រួលពួកគាត់បំរុងចូលទៅជួយទៅហើយប៉ុន្តែ Elisa បានខាត់ព្រោះនាងមិនចង់វាយស្មើបង្អើមពោះនិយាយចប់នាងក៏ផឹកស្រាមួយកែវនោះទៅហើយនៅពេលដែលផឹកស្រាអស់ភ្លាម Elisa ក៏ប្រញាប់ប្រញាល់ដើរសម្ដៅទៅបន្ទប់ទឹកទាំងសភាពទៅដាប់ទៅឌូរីឯ Ben នៅពេលដែលឃើញបែបនោះគាត់ក៏ស្ទុះទៅជួយគ្រានាង Friendlyអង្គរាជមេធំដែលចុងនៅទីនោះបានរាយការណ៍ប្រាប់គ្នារបស់គេប៉ុន្តែជាសំណាងល្អដែល Hastings បានដឹងមុនហើយគាត់បានតាក់ទងទៅប្រាប់ Ben ឲ្យប្រុងប្រយ័ត្ន Ben បានជួយស័ព្ទថ្នាំ Elisa ស្របពេលដែលកូនចៅរបស់ Navy ដើរទៅរកអ្នកទាំងពីរនៅក្នុងបន្ទប់ទឹកប៉ុន្តែដើរចូលមិនទាន់ទៅដល់ផង Hastings បានចាត់ការគេមុននៅពាក់កណ្ដាលផ្លូវចំណែក Thal ដែលជាអ្នកចាំមើលផ្លូវនៅខាងក្រៅនាងបានទៅគើសឡានរបស់ Navy ដែលចតទុកចោលនៅច្រកចេញ Elisa បន្ទាប់ពីរៀងគ្រាន់បានបន្តិចហើយនាងក៏ចាប់ផ្ដើមរៀបចំខ្លួនចេញទៅចាត់ការ Navy ហើយស្របពេលដែល Navy និងកូនចៅរបស់គេកំពុងឡើងឡានដើម្បីគេចខ្លួនចេញពីទីនោះល្មមនៅពេលដែលពួកគេចូលទៅដល់ក្នុងឡានភ្លាម Thal បានចុចតេឡេបញ្ជាដើម្បីរារាំងកូនចៅរបស់ Navy កុំឲ្យគេបញ្ឆេះឡានឆេះ Navy បានស្រែកបញ្ជាកូនចៅរបស់គេឲ្យចេញទៅក្រៅពិនិត្យមើលប៉ុន្តែចេញមិនទាន់ផុតពីឡានស្រួលបួលផងពួកគេត្រូវបាន Ben Hastings និង Elisa បាញ់សម្លាប់ហើយមានតែ Navy និងកូនចៅរបស់គេម្នាក់ទៀតប៉ុណ្ណោះដែលអាចរត់គេចចេញពីទីនោះបាន Halford បានបញ្ជាឲ្យ Elisa និង Thal ជាអ្នករៀបចំសាកសពដែលនៅទីនោះហើយទុកឲ្យ Ben Hastings ជាអ្នកដេញតាម Navy បន្ត
ដាណាវីនិងកូនចៅរបស់គេរត់ទៅមុខបានបន្តិចពួកគេបានចែកផ្លូវគ្នារីឯ Ben និង Hastings ដែលដេញតាមពីក្រោយក៏បានចែកផ្លូវគ្នាដេញតាមដោយ Ben ជាអ្នកដេញតាមកូនចៅចំណែកឯ Hastings ជាអ្នកដេញតាមដាណាវីឥឡូវយើងមកមើល Ben សិនបន្ទាប់ពីគាត់ដេញតាមកូនចៅរបស់ដាណាវីទៅមុខបានបន្តិច Ben ក៏អាចចាត់ការគេបានហើយបន្ទាប់មក Ben បានតាក់ទងទៅថាដើម្បីឲ្យនាងផ្ញើ location របស់ Hastings ឲ្យទៅគាត់ងាកមកមើលដាណាវីវិញ Hastings បានដេញតាមពីក្រោយរហូតទាល់តែគេរត់ទៅដល់ផ្លូវទាល់ដោយមើលទៅគ្មានច្រកអាចគេចេញពីទីនោះរួចដាណាវីបានចូលទៅលាក់ខ្លួននៅជិតនោះស្របពេលដែល Ben ក៏អាចរកទីតាំងរបស់ Hastings ឃើញហើយទាំងពីរបានរៀបចំអន្ទាក់ដើម្បីបែកបញ្ឆោតឲ្យដាណាវីចេញមកក្រៅប៉ុន្តែនៅពេលដែលដាណាវីចេញមកក្រៅហើយ Hastings បានចូលដៃវាយដាណាវីជាមួយនឹងកំភ្លើងរបស់គាត់រហូតដល់តែគេបែកក្បាលដេកស្លាប់នៅក្នុងថ្លុកឈាមHereford បានអបអរសាទរ Ben និង Hastings ដែលបានបំពេញបេសកកម្មទី1បានសម្រេចជោគជ័យហើយ Hereford បានប្រាប់ឲ្យពួកគាត់ទាំងពីរនាក់យកទូរស័ព្ទរបស់ Danavi និងប្រញាប់ចាក់ចេញពីទីនោះបន្ទាប់ពីអាចចាត់ការ Danavi បាន Ben និង Hastings បានវឹកហាត់បន្ថែមដើម្បីត្រៀមខ្លួនសម្រាប់បេសកកម្មបន្ទាប់កាត់មកមើលកន្លែងធ្វើសន្និសីទកសែតនៅទីក្រុង Sirnac វិញបងប្អូនប្រុស2នាក់ដែលបងមានឈ្មោះថា Cyrus រីឯប្អូនមានឈ្មោះថា Wahid អ្នកទាំងពីរគឺជាអ្នកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់Wahid បានយករឿងដែលនៅសសក Danavi បាត់សមោសុនឈឹងមកប្រាប់បងប្រុសរបស់គេប៉ុន្តែ Cyrus បាននិយាយលើកទឹកចិត្ត Wahid និងប្រាប់ឲ្យគេកុំព្រួយបារម្ភខ្លាំងពេកបើយើងស្ដាប់តាមការសន្ទនារបស់អ្នកទាំងពីរគឺវាបានបញ្ជាក់យ៉ាងច្បាស់កន្លែតថាពួកគេមានទំនាក់ទំនងជាមួយ Danavi បន្ទាប់ពីនិយាយចប់ Cyrus បានងាកទៅសម្ដែងការគោរពទៅលោកមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ដែលគេមានឈ្មោះថា Youssef ហើយនៅពេលបន្ទាប់អ្នកទាំងបីនឹងក្លាយជាគោលដៅសំខាន់របស់ Hereford ជាពិសេសនោះគឺ Ben តែម្ដងបើនៅខាងថៅវិញ Hereford បានបញ្ជាឲ្យនាងទៅទទួលសមាជិកទាំង3នាក់ហើយសមាជិកម្នាក់ក្នុងចំណោមពួកគេគឺជា Mole ដែលយើងធ្លាប់បានស្គាល់គាត់តាំងពីភាគ1មកម្លេះនៅតាមផ្លូវធ្វើដំណើរថៅបានសួរទៅកាន់ Mole រឿងដែល Hereford ធ្លាប់ប្រាប់នាងថាគាត់ធ្លាប់ធ្វើការជាមួយ Mole ពីមុនតើរឿងមួយនេះវាពិតមែនដែរឬអត់ Mole តបទៅវិញថាគាត់ពិតជាធ្លាប់ធ្វើការជាមួយ Hereford ពិតមែនតាំងពីទសវត្សរ៍ឆ្នាំ1990មកម្លេះថៅក៏បានសួរ Mole មួយសំណួរទៀតតើមូលហេតុអ្វីបានជាគាត់សម្រេចចិត្តមកធ្វើការជាមួយ Hereford វិញMole ក៏បានតបទៅនាងមួយម៉ាត់យ៉ាងខ្លីគឺដោយសារតែពាក្យសន្យាដែលគាត់ធ្លាប់សន្យាជាមួយ Hereford បន្ទាប់ពីអ្នកទាំងអស់គ្នាធ្វើដំណើរអមមួយសន្ទុះធំនៅទីបំផុតថាក៏អាចនាំសមាជិកទាំង3រូបមកដល់ផ្ទះ Hereford ឬមកក៏យើងក៏អាចនិយាយបានថាជាទីស្នាក់ការរបស់ពួកគេក៏បាន Ben និង Hastings ពិតជាមានការព្យាបាលមែនទែននៅពេលដែលឃើញសមាជិកថ្មីដែល Hereford នៅមកនោះគឺជា Mole ហើយអ្នកទាំងពីរបានដើរទៅស្វាគមន៍និងអោបគ្នាដោយក្តីនឹករលឹករីឯសមាជិកទី2គឺជា Ace ដែលជាអតីតទាហាននិងភ្នាក់ងាររបស់ CIAហើយ East ស្គាល់ Hereford គឺតាំងពីពួកគេទៅបំពេញបេសកកម្មនៅប្រទេសយេម៉ែនមកម្លេះ East ក៏បានងាកទៅរាក់ទាក់និងនិយាយណែនាំឈ្មោះរបស់គាត់ទៅកាន់ Ben និង Hastings ហើយមិនត្រឹមតែប៉ុណ្ណោះ East ក៏បាននិយាយសរសើរពីថ្វីដៃនិងសមត្ថភាពរបស់អ្នកទាំងពីរផងដែរ Ben សួរត្រឡប់ទៅ East វិញតើអ្នកដែលនិយាយរឿងរ៉ាវរបស់ពួកគាត់ទាំងពីរនាក់ប្រាប់ទៅកាន់គេនោះគឺជា Mole មែនដែរឬអត់ East ក៏បានប្រាប់ទៅវិញថាអ្នកដែលនិយាយរឿងរ៉ាវរបស់អ្នកទាំងពីរប្រាប់គេនោះមិនមែនជា Mole ទេតែជាសមាជិកម្នាក់ទៀតដែលធ្វើដំណើរមកជាមួយគេដែរនិយាយមិនទាន់ផុតពីមាត់ផង Landry ដែលជាភ្នាក់ងារ CIA បានចេញពីឡានហើយគេនេះឯងគឺជាសមាជិកទី3 Landry ខំដើរទៅចាប់ដៃ Ben ដើម្បីជាការរាក់ទាក់ប៉ុន្តែវាពិតជាគួរឲ្យអាម៉ាស់មែនទែនក៏ព្រោះតែ Ben ងាកមកចេញមិនចង់ចាប់ដៃជាមួយគេនោះឡើយហើយបើយើងមើលតាមកាយវិការរបស់ Ben គឺវាបានបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនចង់រួមការងារជាមួយ Landry ឡើយព្រោះការពិភាក្សាមួយ Landry គឺជាភ្នាក់ងាររបស់ CIA ដែលធ្វើការឲ្យ Fuller Hereford ដែលមើលទៅ Ben ហាក់ដូចជាមិនសប្បាយចិត្តនៅពេលដែល Landry មករួមការងារជាមួយគេក៏បានបញ្យល់បកស្រាយថា Landry ក៏ជាគ្នារបស់គេម្នាក់ដែរដែលបានមកកប់ខ្លួនក្នុងអង្គភាព CIA កាត់មកពេលបន្ទាប់ Mole បានយកដំណឹងដ៏ល្អមួយទាក់ទងជាមួយកូនរបស់ Darren មកប្រាប់ Ben ហើយវាគឺជាដំណឹងដែល Ben ចង់លើកខ្លាំងបំផុតដូចគ្នាគឺនៅពេលនេះរដ្ឋាភិបាលបានបញ្ជូនកូនរបស់ Darren ទាំងពីរនាក់ឲ្យទៅរស់នៅសហរដ្ឋអាមេរិក Ben នៅពេលដែលឮបែបនោះគាត់ពិតជាមានការសប្បាយចិត្តជាខ្លាំងព្រោះវាគឺជាគោលបំណងរបស់គាត់ដែលចង់ឲ្យ Darren ចំណាយពេលនៅសេសសល់និងប្រពន្ធកូនចាក់ចេញពីប្រទេសអ៊ីរ៉ាក់ទៅរស់នៅទីនោះនៅកំឡុងពេលនោះផងដែរ Hereford បានយកព័ត៌មានដ៏សំខាន់មួយមកប្រាប់អ្នកទាំងអស់គ្នាគឺបន្ទាប់ពីថា hack ចូលទៅក្នុងទូរស័ព្ទរបស់ Danavi ហើយនាងបានរកឃើញថា Danavi បានទទួលលុយចំនួន$5 លានជាកាក់ crypto ហើយពួកគេក៏បានរកឃើញព័ត៌មានដ៏សំខាន់មួយទៀតគឺ Danavi មានផែនការផ្ទេរលុយទាំងអស់នោះទៅឲ្យបរិសម្នាក់ដែលគេមានឈ្មោះថា Mona Elisa ក៏បានប្រាប់អ្នកទាំងអស់គ្នាអំពីប្រវត្តិរបស់ Mona ថាគាត់គឺជាសាស្ត្រាចារ្យនៃសាកលវិទ្យាល័យបច្ចេកវិទ្យានិងសេដ្ឋកិច្ចនៅទីក្រុង Budapest នៃប្រទេសហុងគ្រីហើយ Elisa ក៏បានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាផងដែរថាសាស្ត្រាចារ្យ Mona គឺជាគោលដៅថ្មីរបស់ពួកគេដែលត្រូវទៅទិញបច្ចេកវិទ្យាធ្វើអាវុធពីគាត់ត្រង់កន្លែងនេះពួកគេក៏មិនទាន់នឹងច្បាស់ដូចគ្នាថាបច្ចេកវិទ្យាដែល Mona លក់ឲ្យ Danavi នោះគឺជាបច្ចេកវិទ្យាអ្វីឲ្យពិតប្រាកដភ្លាមនោះ Hastings ចាប់ផ្ដើមឆ្ងល់ថាពួកគេធ្វើដូចម្តេចទើបអាចទៅទិញបច្ចេកវិទ្យាមួយនោះបានក៏ព្រោះតែ Danavi គឺបានស្លាប់បាត់ទៅហើយ
Hereford បានប្រាប់ឲ្យ Hosting កុំព្រួយបារម្ភចំពោះរឿងមួយនេះក៏ប៉ុន្តែគេគឺមានផែនការរួចជាស្រេចគឺឲ្យ Maul បន្លំខ្លួនធ្វើជាដានវីដើម្បីទៅនិយាយចរចាជាមួយ Mona និងទិញយកបច្ចេកវិទ្យាធ្វើអាវុធនោះមក Lisa ក៏បានបែងចែកការងារឲ្យអ្នកទាំងអស់គ្នាធ្វើដោយ Hosting Ace Landry ជាអ្នកទៅរកកន្លែងដ៏ល្អមួយសម្រាប់ឲ្យ Maul ណាត់ជួបនិយាយជាមួយ Mona រីឯ Maul នឹងថាគឺរងចាំនៅទីនេះរហូតទាល់ទៅដល់ថ្ងៃណាត់ជួបរីឯនាងនឹង Ben គឺជាអ្នកទៅតាមខ្លុំមើលសកម្មភាពរបស់ Mona លុះដល់យប់ឡើងនៅកំឡុងពេលដែលថាកំពុងរៀនបាញ់កាំភ្លើងសប្តាហ៍មានមនុស្សម្នាក់បានផ្ញើសារមកទូរស័ព្ទដានវីថាក៏បានយកដំណឹងមួយនេះទៅប្រាប់ Hereford ឲ្យគេបានដឹងហើយតាមរយៈខ្លឹមសារនៅក្នុងសារដែលបានផ្ញើមកគឺមានមនុស្សម្នាក់ចង់ជួបជាមួយដានវីនៅម៉ោង 9 ថ្ងៃស្អែកថាក៏បានបន្ថែមទៀតថាអ្នកដែលផ្ញើសារមកនេះគឺបានប្រើគ្រាមភាសារបស់អារ៉ាប់ដែលមានឈ្មោះថា Levantine ហើយតាមរយៈសារទាំងអស់នេះនាងគឺបានរកឃើញទីតាំងរបស់អ្នកដែលបានផ្ញើមកគឺនៅប្រទេសលីបង់បន្ទាប់ពីស្ដាប់ថានិយាយចប់ Hereford បានប្រាប់ឲ្យនាងទៅដាស់ Maul ក៏ប៉ុន្តែមានតែគាត់ម្នាក់គត់ដែលជាភាសាមួយនេះនៅព្រឹកថ្ងៃបន្ទាប់ Maul និង Ace បានទៅហាងកាហ្វេមួយកន្លែងដើម្បីចាំខ្លុំមើលអ្នកដែលបានផ្ញើសារមកទូរស័ព្ទដានវីដែល Maul ជាអ្នកខ្លុំមើលនៅក្នុងហាងកាហ្វេរីឯ Ace ជាអ្នកពិនិត្យមើលនៅបរិវេណខាងក្រៅបន្ទាប់ពីអ្នកទាំងពីរសង្កេតនៅទីនោះអស់មួយសន្ទុះហើយនៅតែមិនឃើញអ្នកដែលគួរឲ្យសង្ស័យថាក៏បានប្រាប់ឲ្យអ្នកទាំងពីរសង្កេតមើលបន្តទៀតព្រោះនាងនឹងដើរតួធ្វើជាដានវីនិងផ្ញើសារត្រឡប់ទៅអ្នកដែលឆាតមកទូរស័ព្ទដានវីនៅពេលដែលថាផ្ញើសារទៅភ្លាម Maul ចាប់ផ្ដើមសង្ស័យទៅលើសកម្មភាពរបស់នារីម្នាក់ដែលអង្គុយនៅជិតគាត់ហើយនៅពេលដែលនារីម្នាក់នោះខលមកទូរស័ព្ទដានវីវិញទៅវាធ្វើឲ្យគាត់កាន់តែជឿជាក់ថានាងពិតជាអ្នកដែលផ្ញើសារមកទូរស័ព្ទដានវីពិតប្រាកដមែននៅពេលដែលបានឃើញគោលដៅជាក់ច្បាស់ហើយមកក៏បានរាយការណ៍ទៅប្រាប់ Hereford ថានារីម្នាក់នេះមើលទៅគឺគ្មានអ្វីដែលត្រូវព្រួយបារម្ភឡើយក៏ព្រោះតែនាងគ្រាន់តែជាមនុស្សស្រីម្នាក់ធម្មតាតែប៉ុណ្ណោះប៉ុន្តែ Hereford គិតខុសពី Maul ព្រោះបើសិនបើនារីម្នាក់នេះដឹងថាដានវីស្លាប់បាត់បង់ជីវិតវាអាចធ្វើឲ្យផែនការរបស់គេដែលត្រូវទៅទិញបច្ចេកវិទ្យាពី Mona ច្បាស់ជាបរាជ័យជាមិនខានបើនៅខាងនារីម្នាក់នេះវិញនៅពេលដែលខលទៅទូរស័ព្ទដានវីប៉ុន្តែគ្មានអ្នកលើកនាងក៏សម្រេចចិត្តធ្វើដំណើរត្រឡប់ទៅសន្តាគារវិញប៉ុន្តែនៅពេលដែលនាងដើរចេញពីទីនោះ Ace ក៏បានលួចថតរូបរបស់នាងបានពី3សន្លឹកហើយគាត់ក៏បានផ្ញើវាទៅឲ្យថាលដើម្បីឲ្យនាងងាយស្រួលតាមដានថានារីម្នាក់នេះស្នាក់នៅសន្តាគារមួយណាព្រោះដោយដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹងថាលគឺជាកំពូល hacker អញ្ចឹងហើយរូបថតពី3សន្លឹកនេះវាគ្រប់គ្រាន់ឲ្យថាលអាចតាមស្វែងរកទីតាំងរបស់នារីម្នាក់នេះបានយ៉ាងស្រួលតាមរយៈកាមេរ៉ាដែលមាននៅគ្រប់ទីកន្លែង Hereford បានប្រាប់ឲ្យ Maul និង Ace បន្តដេញតាមនារីម្នាក់នេះបន្តទៀតហើយបើសិនបើមានអ្វីប្រែប្រួលឬមកក៏មានអ្វីមិនស្រួលអ្នកទាំងពីរអាចចាត់ការនាងបានក្រឡេកមកមើល Hosting និង Landry វិញអ្នកទាំងពីរដែលមានទូនាទីតាមស្វែងរកទីតាំងឲ្យ Maul ជួបនិយាយជាមួយ Mona នៅពេលនេះអ្នកទាំងពីរបានរកឃើញហាងកាហ្វេមួយដែលវាស័ក្តិសមជាងគេបំផុតព្រោះនៅទីនេះមានអគារខ្ពស់ៗដែលអាចឲ្យគ្នារបស់គេចូលពីនៅខាងលើបានហើយម្យ៉ាងវិញទៀតនៅទីនេះមានកាមេរ៉ាយ៉ាងច្រើនដែលវាផ្ដល់ភាពងាយស្រួលឲ្យថាល hack ចូលនិងប្រើកាមេរ៉ាទាំងអស់ដែលមាននៅទីនេះនៅពេលដែលនិយាយដល់ឈ្មោះរបស់ថាល Landry ក៏បានសរសើរថានាងពិតជាមានសម្រស់ស្រស់ស្អាតហើយមិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងគួរឲ្យស្រឡាញ់ទៀតផងឆ្លៀតឱកាសនេះ Hosting បានសួរ Landry អំពីប្រវត្តិរបស់ Hereford និង Ace ក្រែងលោកគេស្គាល់ប្រវត្តិរបស់អ្នកទាំងពីរច្បាស់ Landry ក៏បានតបទៅ Hosting វិញបើតាមអ្វីដែលគេធ្លាប់បានដឹង Ace គឺជាអតីតហ៊ានដែលមានស្នាដៃបំផុតនៅក្នុងក្រុមរបស់គាត់ហើយគាត់ភាគច្រើនចំណាយពេលទៅបំពេញបេសកកម្មនៅលើទឹកដីអាហ្វ្រិកចំណែកឯ Hereford វិញគាត់ចាប់ផ្ដើមធ្វើការប្រយុទ្ធប្រឆាំងជាមួយពួកអ៊ីរ៉ង់ចាប់តាំងពីទសវត្សរ៍ឆ្នាំ1908មកម្លេះងាកមកមើល Ben និង Lisa វិញអ្នកទាំងពីរបានមកសាកលវិទ្យាល័យរបស់សាស្ត្រាចារ្យ Mona ដើម្បីខ្លុំមើលសកម្មភាពរបស់គាត់ហើយនៅកំឡុងពេលនោះផងដែរ Ben ក៏បានឃើញព័ត៌មានដែលថាលបានផ្ញើអ្នកទាំងអស់គ្នាតាក់ទងជាមួយនារីម្នាក់ដែលបានផ្ញើសារទៅទូរស័ព្ទដានវីគឺនាងមានឈ្មោះថា Thana ហើយនាងគឺជាជនភៀសខ្លួនដែលរស់នៅទីក្រុង Berklang នៅប្រទេសអាល្លឺម៉ង់ចំពោះ Ben គិតថានារីម្នាក់នេះច្បាស់ជាខ្សែបណ្ដាញរបស់ក្រុមភេរវករដែលបញ្ជូនឲ្យនាងមកជាមិនខានបន្ទាប់ពី Ben និយាយចប់គិតមើលទៅ Lisa ហាក់ដូចជាមិនបារម្ភឬមកក៏ខ្វាយខ្វល់ចំពោះរឿងមួយនេះឡើយLisa គ្រាន់តែតបទៅវិញទាំងមុខស្មើថាទុកការងារមួយនេះឲ្យ Maul និង Ace ជាអ្នកដោះស្រាយហើយម្យ៉ាងវិញទៀតពួកគេឥឡូវនេះគឺមានការងារដែលត្រូវធ្វើ Ben នៅពេលដែលឮបែបនោះគាត់យល់ព្រមជប់សួរដេញដោលរឿងមួយនេះបន្តទៅទៀតប៉ុន្តែគាត់ងាកមកសួរការងាររបស់ពួកគេវិញថាពួកគេមកទីនេះដើម្បីធ្វើការងារឬមកក៏គ្រាន់តែមកអានសៀវភៅ Elisa នៅពេលដែលឮ Ben និយាយបែបនោះនាងក៏សម្រេចចិត្តប្រាប់គាត់ការពិតថានាងមកទីនេះដើម្បីឆ្លៀតរកសៀវភៅមួយក្បាលទុកធ្វើជាកាដូឲ្យកូនស្រីរបស់នាងដែលគេមានឈ្មោះថា Noah ព្រោះនាងទើបតែចាប់ផ្ដើមចូលបម្រើក្នុងជួរកងទ័ព Ben ក៏បានណែនាំសៀវភៅកំណាព្យមួយក្បាលដែលនិយាយអំពីសង្គ្រាមហុចទៅឲ្យ Elisa នៅកំឡុងពេលនាងទាំងពីរកំពុងតែនិយាយគ្នាសំឡេងកណ្ដឹងក៏បានរលឡើងដែលវាដល់ម៉ោងដែលសាស្ត្រាចារ្យ Mona ចេញពីថ្នាក់បង្រៀនហើយកំពុងដើរសម្ដៅទៅវិទ្យាស្ថានវិទ្យាវិទ្យា Nuclear ហើយ Ben ដើរពីក្រោយគាត់រហូតដល់ Lab South ដែលនៅក្នុងវិទ្យាស្ថានមួយនោះត្រឡប់មកមើល Maul និង Ace វិញនៅទីបំផុតអ្នកទាំងពីរក៏អាចតាមស្វែងរកសន្តាគារដែលឋានៈស្នាក់នៅប៉ុន្តែមុនចូលទៅខាងក្នុង Ace បានសួរ Maul បញ្ជាក់ហើយបញ្ជាក់ទៀតថាគាត់ត្រូវតែចាំបាច់ចាត់ការនារីម្នាក់នេះមិនដែររអត់ព្រោះបើមើលទៅនាងគ្រាន់តែជាមនុស្សស្រីម្នាក់ធម្មតាតែប៉ុណ្ណោះ Maul បានតបទៅវិញទាំងស្ទាក់ស្ទើរថាគាត់ត្រូវតែចាត់ការនារីម្នាក់នេះព្រោះនាងអាចជាឧបសគ្គមករារាំងផែនការរបស់ពួកគេក៏ថាបានហើយម្យ៉ាងវិញទៀតនេះគឺជាទូនាទីរបស់គាត់អញ្ចឹងហើយគាត់មិនចង់ឲ្យ Hereford ខកបំណងនោះឡើយ Ace ដល់នៅតែមិនអស់ចិត្តគាត់ក៏បាននិយាយមួយម៉ាត់ចុងក្រោយ
ថាបើសិនបើមកចង់ផ្លាស់ប្ដូរចិត្តចង់ទុកជីវិតឲ្យនារីម្នាក់នេះលោកគាត់សន្យាថានឹងមិនយករឿងមួយនេះទៅប្រាប់ Hereford ឲ្យដឹងនោះឡើយម៉ូលមិនបាននិយាយអ្វីសូម្បីតែមួយម៉ាត់តែគាត់គិតតែមើលមុខរបស់ Ace នឹងដើរចាក់ចេញពីទីនោះទៅកាត់មកមើលឋានាវិញនៅពេលដែលនាងត្រឡប់មកសន្តាគារនិងបាក់ទ្វារចូលទៅក្នុងបន្ទប់ស្រាប់តែមកគឺអង្គុយរងចាំនាងនៅក្នុងបន្ទប់រួចជាស្រេចម៉ូលបានគម្រាមឲ្យឋានានៅឲ្យស្ងៀមនិងហាមស្រែកជាដាច់ខាតបើមិនដូច្នោះទេគាត់នឹងបាញ់សម្លាប់នាងជាមិនខានបន្តមកទៀតម៉ូលសួរទៅកាន់ឋានាតើអ្នកណាដែលជាអ្នកបញ្ជូនឲ្យនាងមកទីនេះហើយនាងមកជួបដាណាវីនៅទីនេះក្នុងគោលបំណងអ្វីឋានានៅពេលដែលឮម៉ូលនិយាយអំពីឈ្មោះដាណាវីនាងគឺបានដឹងយ៉ាងច្បាស់ថាបរិសម្នាក់នេះច្បាស់ជាសម្លាប់ប៉ារបស់នាងជាមិនខានអញ្ចឹងហើយបានជាគាត់មិនព្រមចេញមកជួបនាងសោះចំពោះម៉ូលមិនជឿណាអ្វីដែលឋានាកំពុងតែនិយាយនោះទេព្រោះបើតាមអ្វីដែលគាត់បានដឹងដាណាវីគឺគ្មានកូននោះទេប៉ុន្តែភ្លាមនោះឋានាបានលុកយករូបថតដែលនាងថតជាមួយប៉ារបស់នាងមកបង្ហាញម៉ូលដើម្បីបញ្ជាក់ថាដាណាវីពិតជាប៉ារបស់នាងពិតមែនម៉ូលដោយមិនដឹងនិយាយអ្វីបន្តទៅទៀតគាត់បានសួរត្រឡប់ទៅឋានាវិញតើនាងបានដឹងដែរឬអត់ថាប៉ារបស់នាងគឺជានរណាហើយគេធ្វើការងារអ្វីដើម្បីចិញ្ចឹមជីវិតឋានាបានតបទៅវិញថាប៉ារបស់នាងគឺជាឃាតករដែលសម្លាប់មនុស្សហើយបើសិនបើម៉ូលមកទីនេះដើម្បីសម្លាប់នាងមែនគាត់គូតែឆាប់ចាត់ការនាងឥឡូវនេះទៅម៉ូលលើកកំភ្លើងជួនទៅកាន់ឋានាប៉ុន្តែមុនគាត់គេកាយបាញ់បញ្ចប់ជីវិតរបស់នាងស្រាប់តែស្រមោលអតីតកាលរបស់គាត់បានមកតាមលងបន្លាចទោះបីជាបែបនោះក៏ដោយក៏ម៉ូលនៅតែព្យាយាមប្រមូលអារម្មណ៍ហើយបន្តិចក្រោយមកយើងក៏បានឮសំឡេងគ្រាប់កំភ្លើងគ្រាន់តែសាច់រឿងមិនបានឲ្យយើងឃើញសាកសពរបស់ឋានាតែប៉ុណ្ណោះអញ្ចឹងហើយយើងនៅតែមិនទាន់អាចសន្និដ្ឋានបានថាម៉ូលពិតជាបានសម្លាប់នាងឬមកក៏យ៉ាងណាបន្ទាប់ពីម្នាក់បំពេញតួនាទីរួចរាល់ពួកគេទាំងអស់គ្នាត្រឡប់មកជួបជុំគ្នាវិញដើម្បីរៀបចំផែនការបន្តទៅទិញបច្ចេកវិទ្យាធ្វើអាវុធពីម៉ូណាHosting ដែលមានតួនាទីទៅរកកន្លែងគាត់បានបញ្យល់ប្រាប់អ្នកនរគ្នាយ៉ាងលម្អិតអំពីកន្លែងដែលម៉ូលត្រូវជួបនិយាយជាមួយម៉ូណាហើយគាត់បានបែងចែកគ្នាទៅតាមច្រកនីមួយៗដើម្បីត្រួតពិនិត្យនិងដើម្បីការពារសុវត្ថិភាពរបស់ម៉ូល Hereford ក៏បានបញ្ជាក់ប្រាប់អ្នកនរគ្នាផងដែរថាគោលដៅរបស់ពួកគេគឺគាត់ចង់ដឹងថាតើម៉ូណាលក់របស់អ្វីពិតប្រាកដឲ្យទៅអ៊ីរ៉ង់បន្ទាប់ពីបញ្ចប់ការប្រជុំថាបានមករកម៉ូលដល់បន្ទប់របស់គាត់ហើយនាងបានលើកយករឿងដែលឋានាជាកូនស្រីរបស់ដាណាវីមកនិយាយថាបន្ទាប់ពីម៉ូលទៅជួបនាងហើយថាបានរកឃើញសញ្ញាទូរស័ព្ទរបស់ឋានាគឺនៅសន្តាគារដដែលប៉ុន្តែនាងបែរជាឃើញឋានាតាមរយៈ CCTV កំពុងមានវត្តមាននៅចំណតរថភ្លើងទៅវិញភ្លាមនោះសាច់រឿងបាន flashback ឲ្យយើងឃើញទិដ្ឋភាពនៅពេលដែលម៉ូកំពុងជុំកំភ្លើងទៅកាន់ឋានាប៉ុន្តែគាត់មិនបានបាញ់បញ្ចប់ជីវិតរបស់នាងនោះទេដោយម៉ូគ្រាន់តែបាញ់បញ្ឆាននាងតែប៉ុណ្ណោះហើយមុនចាក់ចេញពីទីនោះម៉ូលបានគម្រាមឋានាឲ្យនាងឈប់រំលឹកឈ្មោះរបស់ដាណាវីបន្តទៅទៀតបើមិនដូច្នោះទេគាត់នឹងទៅសម្លាប់គ្រួសាររបស់នាងចោលទាំងអស់ថាសន្យាជាមួយម៉ូលថាបើសិនបើគាត់ព្រមប្រាប់ការពិតថាហេតុអ្វីបានជាគាត់ដោះលែងឋានាឲ្យនៅមានជីវិតនាងហ៊ានសន្យាថានឹងលាក់រឿងមួយនេះជាអត់កំបាំងនឹងមិនប្រាប់ឲ្យនរណាម្នាក់ដឹងឡើយមុននឹងម៉ូលនិយាយការពិតប្រាប់ទៅកាន់ថាគាត់បានយករូបថតរបស់យូដេសាដាមហូសេនដែលត្រូវជាកូនរបស់ប្រធានាធិបតីអ៊ីរ៉ាក់មកបង្ហាញនាងបន្ទាប់មកម៉ូក៏បាននិយាយរឿងរ៉ាវអតីតកាលដ៏សាន់ឈឺចាប់បំផុតដែលវាបានកាត់ឡើងទៅលើក្រុមគ្រួសាររបស់គាត់ដោយបងស្រីរបស់គាត់ពីរនាក់ត្រូវបានបរិមម្នាក់នេះចាប់រំលោភនិងសម្លាប់បំបិតមាត់ហើយនៅពេលដែលឪពុករបស់គាត់ស្វែងរកយុត្តិធម៌គាត់ក៏ត្រូវបានគេសម្លាប់ថែមម្នាក់ទៀតម៉ូលបានបន្ថែមទៀតថានៅពេលនោះគឺគ្មាននរណាម្នាក់ដឹងថាគាត់នៅមានជីវិតឡើយហើយវាក៏ជាសំណាងល្អរបស់គាត់ផងដែរដែលក្រុមទាហានអាមេរិកបានទៅរកគាត់ឃើញហើយចាប់ពីពេលនោះមកគាត់ក៏ស្ម័គ្រចិត្តចូលរួមជាមួយក្រុមទាហានអាមេរិកដើម្បីប្រាប់ទីតាំងលាក់ខ្លួនរបស់យូដេសាដាមហូសេនហើយនៅពេលដែលគេស្លាប់បាត់គាត់បានបាញ់សាកសពរបស់គេចំនួន3គ្រាប់ដើម្បីសងសឹកឲ្យប៉ានិងបងស្រីរបស់គាត់ទាំងពីរនាក់ហើយគាត់ទុករូបថតមួយសន្លឹកនេះដើម្បីជាការរំលឹកថាពេលខ្លះយើងចាំបាច់ត្រូវតែសម្លាប់ដើម្បីការពារប៉ុន្តែចំពោះរឿងឋានាវិញគឺវាខុសគ្នាដាច់ស្រឡះក៏ព្រោះតែនាងគ្រាន់តែជាមនុស្សស្រីធម្មតាប៉ុណ្ណោះក្រោយពេលស្ដាប់ម៉ូនិយាយចប់ថាចាប់ផ្ដើមយកចិត្តរបស់គាត់ថាហេតុអ្វីបានជាម៉ូសម្រេចចិត្តទុកជីវិតឲ្យឋានាហើយមុនពេលដើរចេញពីទីនោះថាបាននិយាយទៅកាន់ម៉ូលថាគាត់គឺជាមនុស្សល្អដែលអាចឲ្យនាងជឿទុកចិត្តបានក្រឡេកមកមើលបែនវិញអេមីបានតាក់ទងមកគាត់សាជាថ្មីព្រោះនាងចង់ដឹងថាតើនៅពេលនេះបែននៅឯណាបែនបានប្រាប់អេមីកុំឲ្យនាងបារម្ភពីគាត់អីហើយគាត់សន្យាថានៅពេលដែលគាត់បញ្ចប់ការងាររួចរាល់គាត់នឹងបកស្រាយរឿងគ្រប់យ៉ាងប៉ុន្តែនៅពេលនេះគាត់សុំពេលបន្តិចទៀតដើម្បីបញ្ចប់បេសកកម្មមួយនេះជាមុនសិនទើបគាត់អាចត្រឡប់ទៅវិញបានអេមីដោយអស់ការអត់ធ្មត់បន្តទៅទៀតព្រោះកាលពី6ខែមុនពួកគេបានពិភាក្សាគ្នាអំពីគម្រោងយកកូនប៉ុន្តែមកដល់ពេលនោះទៅហើយបែននៅតែមិនទាន់ត្រឡប់ទៅផ្ទះវិញអញ្ចឹងហើយនាងក៏សម្រេចចិត្តចាច់ផ្លូវគ្នាជាមួយបែនបន្ទាប់ពីអេមីបេះទូរស័ព្ទភ្លាមបែនបានគប់ទូរស័ព្ទរបស់គាត់ចោលដើម្បីបញ្ចេញកំហឹង Hereford ដែលអង្គុយនៅជិតនោះនឹងបានស្ដាប់ឮគ្រប់យ៉ាងគេបាននិយាយលួងលោមបែនថាពេលខ្លះប្តីអាក្រក់ក៏មិនប្រកាសថាជាមនុស្សអាក្រក់នោះទេកាត់មកថ្ងៃបន្ទាប់គឺដល់ពេលកំណត់ដែលពួកគេត្រូវទៅទិញបច្ចេកវិទ្យាធ្វើអាវុធពីម៉ូណាហើយអ្នកទាំងអស់គ្នាបានទៅកន្លែងរៀងៗខ្លួនទៅតាមផែនការដែលបានរៀបចំទុក Elisa Hosting និង E ជាអ្នកមើលការខុសត្រូវជំនួយប៉ារ៉ាវេននៅហាងកាហ្វេដែលម៉ូលត្រូវជួបនិយាយជាមួយម៉ូណាចំណែក Landry ជាអ្នកចាំទទួលម៉ូលបន្ទាប់ពីគាត់បញ្ចប់បេសកកម្មរួចរាល់បែនដែលបន្លំខ្លួនធ្វើជាជាងជួសជុលទ្វារគាត់ទទួលបន្ទុកត្រួតពិនិត្យនៅផ្នែកខាងលើហើយពួកគេម្នាក់ៗសុទ្ធតែមានឧបករណ៍សម្រាប់ទាក់ទងគ្នានៅជាប់នឹងខ្លួន
បន្ទាប់ពីអ្នកទាំងអស់គ្នារងចាំមួយសន្ទុះសង្សារចាមម៉ូណាក៏មកដល់និងកំពុងដើរសម្ដៅទៅរកម៉ូលដែលបន្លំខ្លួនធ្វើជាដាណាវីមុនចាប់ផ្ដើមនិយាយរឿងការងារម៉ូណាបានសួរម៉ូលមួយសំណួរដើម្បីបញ្ជាក់ថាតើបរិសម្នាក់នេះពិតជាដាណាវីមែនឬមកក៏ជាអ្នកផ្សេងបន្លំខ្លួនក៏ប៉ុន្តែគាត់មិនធ្លាប់ជួបដាណាវីផ្ទាល់ពីមុនមកនោះទេហើយសំណួរដែលម៉ូណាសួរគឺទាក់ទងជាមួយនឹងហាងលក់នំប៉័ងដ៏ល្បីឈ្មោះមួយដែលវាស្ថិតនៅក្នុងទីក្រុងដាណាវីរស់នៅតែម្ដងម៉ូលដែលបន្លំខ្លួនធ្វើជាដាណាវីគាត់មិនបានស្គាល់ថាហាងមនុស្សឈ្មោះអ្វីនោះឡើយប៉ុន្តែជាសំណាងល្អដែល Helford ស្គាល់ឈ្មោះហាងលក់នំប៉័ងនោះបន្ទាប់ពីម៉ូលឆ្លើយត្រូវសំណួររបស់គេហើយម៉ូណាក៏ចាប់ផ្ដើមនិយាយរឿងការងារម្ដងហើយគេបានយក bearing គំរូដែលវាមានតួនាទីបង្កើនធម្មពលរបស់អាវុធនុយក្លេអ៊ែរកាន់តែខ្លាំងមកបង្ហាញម៉ូលណាបានថែមទៀតថាអ្វីបិទតែឡើយនេះគេមិនទាន់បានចោលវាចូលទៅក្នុងបញ្ជីក៏ពិតមែនប៉ុន្តែគេហ៊ាននិយាយថាគ្មានប្រទេសដែលនៅលើពិភពលោកនេះអាចផលិត bearing ដែលមានធម្មពលខ្លាំងដូចជារបស់គេនោះទេហើយឥឡូវនេះគេសុំឲ្យម៉ូផ្ទេរលុយឲ្យគេមុនចំនួន$5 លានរីឯ 50% ទៀតគឺចាំឲ្យនៅពេលដែលទំនិញដល់ដៃលីសាបានប្រាប់ឲ្យម៉ូលយល់ព្រមជាមួយនឹងសំណើរបស់ម៉ូណានៅកំឡុងពេលដែលគាត់កំពុងផ្ទេរលុយចូលទៅក្នុងគណនីរបស់ម៉ូណាសប្តាហ៍ព្រាមនោះ Ben Hastings បានឃើញបរិសុទ្ធចម្លែក2នាក់កំពុងដើរសម្ដៅមករកទីតាំងរបស់ម៉ូលចំណែកនៅខាង East ក៏មានដូចគ្នាអេលីសាបានប្រាប់ម៉ូបន្តរងចាំនៅទីនោះបន្តិចទៀតទល់តែការងាររបស់គាត់រួចរាល់ 100% ព្រោះពួកគេត្រូវការ bearing គំរូនោះហើយទុកឲ្យនាងជាអ្នកទៅបញ្ជាពេលក្រុមមនុស្សទាំងអស់នោះបន្ទាប់ពីផ្ទេរលុយចូលទៅក្នុងគណនីរបស់ម៉ូណាបានសម្រេច 100% ហើយម៉ូក៏ប្រញាប់ប្រញាល់ដើរចាក់ចេញពីទីនោះប៉ុន្តែបរិសុទ្ធចម្លែកទាំងពីរនាក់នោះនៅតែបន្តដើរតាមគាត់ដដែលម៉ូលបំរុងដើរទៅរកឡានរបស់ Landry ទៅហើយប៉ុន្តែភ្លាមនោះគាត់បានឃើញបរិសុទ្ធពីរនាក់ផ្សេងទៀតដើរនៅជិតនោះអញ្ចឹងហើយគាត់មានតែសម្រេចចិត្តដើរទៅរកទីតាំងទី2ទៅតាមផែនការដែលបានក្រុងទុក Helford បានប្រាប់ឲ្យអ្នកទាំងអស់គ្នាគឺធ្វើយ៉ាងម៉េចក៏ដោយត្រូវតែយករូបភាពក្រុមមនុស្សទាំងអស់នោះឲ្យបានព្រោះគេចង់ដឹងថាតើក្រុមមនុស្សទាំងអស់នេះធ្វើការឲ្យនរណាហើយហេតុអ្វីបានជាគេដឹងអំពីរឿងមួយនេះដែរចំពោះថាក៏រៀងចម្លែកចិត្តបន្តិចដែរនៅពេលដែលឃើញក្រុមមនុស្សទាំងអស់នេះព្យាយាមគេចចេញពីកាមេរ៉ាដែលមើលទៅពួកគេហាក់ដូចជាបានដឹងមុនអញ្ចឹងត្រឡប់មកមើលម៉ូលវិញគាត់ព្យាយាមគេចចេញពីក្រុមមនុស្សទាំងអស់នោះទៅដល់ហាងលក់អីវ៉ាន់មួយកន្លែងប៉ុន្តែក្រុមមនុស្សទាំងអស់នោះនៅតែតាមរកគាត់ឃើញដដែលដោយគ្មានជំរឿអ្វីផ្សេងមកក៏បានវាយបរិសុទ្ធទាំងពីរនាក់នោះឲ្យដេកស្អាតហើយគាត់ក៏បន្តគេចចេញពីទីនោះពេលដើរចេញមកដល់ខាងក្រៅមកក៏បានឃើញក្រុមមនុស្សទាំងអស់នោះមានគ្នាកាន់តែច្រើនឡើងនិងកំពុងដើរសម្ដៅមករកគាត់ប៉ុន្តែជាសំណាងល្អមែនទែនដែល Landry បើកឡានទៅដល់ទីនោះមុនហើយជាចុងក្រោយ Landry ក៏អាចបើកនាំម៉ូចាក់ចេញពីទីនោះដោយសុវត្ថិភាព The hell with Tertiary នៅពេលដែលម៉ូមានសុវត្ថិភាពហើយ Helford បានប្រាប់ឲ្យអ្នកនរគ្នាត្រឡប់ទៅកន្លែងវិញ Elisa Ben Hastings យល់ព្រមត្រឡប់ទៅកន្លែងវិញលើកលែងតែ East ប៉ុណ្ណោះដែលគាត់នឹងបន្តដើរតាមក្រុមមនុស្សទាំងអស់នោះប្រកបចង់បានរូបថតពួកគេទៅឲ្យថាលប៉ុន្តែបើយើងមើលទៅតាមផែនទីដែលនៅលើកុំព្យូទ័ររបស់ថាលគឺគាត់កំពុងដើរទៅឆ្ងាយពីអ្នកដទៃ Ben បានប្រាប់អ្នកនរគ្នាថាទុកឲ្យគាត់ជាអ្នកទៅរក East ហើយគាត់ក៏បានបើកម៉ូតូទៅរកទីតាំងរបស់ East ដែលគាត់ឥឡូវនេះគឺដើរតាមបរិសុទ្ធម្នាក់រហូតទៅដល់ចំណតរថភ្លើងក្រោមដី Ben ខំប្រញាប់ប្រញាល់ដើរផងរត់ផងគឺធ្វើយ៉ាងម៉េចក៏ដោយឲ្យទៅដល់ទីតាំងរបស់ East ប៉ុន្តែនៅពេលដែលគាត់ទៅរកឃើញ East គឺវាយឺតពេលមួយជំហានបាត់ទៅហើយក៏ព្រោះតែ East ត្រូវបានបរិសុទ្ធម្នាក់ដែលគាត់ព្យាយាមដើរតាមនោះសម្លាប់ដោយអាប្រែកបំពង់កBen បានយកដំណឹងដ៏សោកសៅមួយនេះទៅប្រាប់ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយគាត់នឹងបន្តស្វែងរកឃាតករម្នាក់នេះឲ្យឃើញមើលចុះមើលឡើង Ben ក៏បានឃើញឃាតករកំពុងដើរចូលទៅក្នុងរថភ្លើងគាត់ក៏ដើរតាមបរិសុទ្ធម្នាក់នោះចូលទៅក្នុងរថភ្លើងដែរនៅពេលចូលទៅដល់ខាងក្នុងរថភ្លើង Ben បានដើរទៅរកឃាតករម្នាក់នោះស្រាប់ពេលដែលគេគឺត្រៀមខ្លួនរួចជាស្រេច Ben បានប្រាប់ថាផ្ដាច់កាមេរ៉ាដែលនៅក្នុងរថភ្លើងនោះចោលទាំងអស់ហើយបន្តិចក្រោយមកថាក៏បានតាក់ទងមកប្រាប់ Ben វិញថានាងគឺបានផ្ដាច់កាមេរ៉ាដែលនៅក្នុងរថភ្លើងនោះរួចរាល់ហើយចំពេលដែលរថភ្លើងជិតទៅដល់ចំណតដែលត្រូវឈប់ល្មមមុនពេលដែលទ្វាររថភ្លើងបើក Ben បានដកកំភ្លើងបាញ់សម្លាប់ឃាតករម្នាក់នោះហើយមុននឹង Ben គេចេញពីទីនោះគាត់បានថតរូបទុកប្រមាណសន្លឹកដើម្បីទុកឲ្យថាលស្វែងរកអត្តសញ្ញាណរបស់គេបន្ទាប់ពី East ស្លាប់បាន Helford បានរៀបចំអីវ៉ាន់ដើម្បីផ្ញើត្រឡប់ទៅក្រុមគ្រួសាររបស់គាត់វិញ Ben បានឲ្យយោបល់ទៅ Helford ថា East គួរតែទទួលបានមេដាយកិត្តិយសឲ្យវាស័ក្តិសមទៅនឹងការលះបង់របស់គាត់ Helford តបទៅវិញថាការងារដែលពួកគេកំពុងតែធ្វើនេះគឺមិនមែនចង់បានមុខតំណែងឬមកក៏មេដាយកិត្តិយសអីនៅឡើយតែពួកយើងធ្វើដើម្បីប្រទេសជាតិតែប៉ុណ្ណោះអញ្ចឹងហើយនៅពេលដែលពួកយើងស្លាប់ទៅមានតែផ្កាយតំណាងឲ្យបិទនៅលើជញ្ជាំងប៉ុណ្ណឹងក៏វាគ្រប់គ្រាន់ណាស់ទៅហើយ Ben និយាយសំទោស Helford ចំពោះរឿងដែលគាត់មិនអាចជួយ East បាន Helford និយាយត្រឡប់ទៅវិញថាវាមិនមែនជាកំហុសរបស់ Ben នោះទេប៉ុន្តែផ្ទុយទៅវិញគេមានតែអរគុណ Ben ដែលអាចជួយចាត់ការឃាតករម្នាក់នោះបានកាត់មកជុតបន្ទាប់ Hastings បានមកយករបស់ដែលមេភ័ក្តិឪពុករបស់គាត់ផ្ញើឲ្យហើយនៅក្នុងនោះគឺជាទូរស័ព្ទ Nokia ស៊េរីចាស់មួយគ្រឿងក្រដាសដែលសរសេរបិទនៅលើទូរស័ព្ទនោះគឺឲ្យ Hastings ខលត្រឡប់ទៅវិញបានគ្រប់ពេលបន្ទាប់ពីគាត់បានឃើញសារ Hastings នៅពេលដែលឃើញសារនោះហើយគាត់ក៏បានតាក់ទងត្រឡប់ទៅវិញហើយនៅពេលដែលខលចូលនឹងមានអ្នកលើក Hastings បំរុងនឹងសួរឈ្មោះគេទៅហើយប៉ុន្តែបរិសុទ្ធម្នាក់នោះបានប្រាប់ Hastings ថាឈ្មោះរបស់គាត់វាមិនសំខាន់នោះទេគ្រាន់តែដឹងថាគាត់គឺជាមិត្តភក្តិរួមក្រុមជាមួយឪពុករបស់គេទៅបានហើយ
Hosting សួរបរមអ្នកនោះថាតើប៉ារបស់គេមិនបានប្រាប់ថាហេតុអ្វីបានជារូគេចង់តាក់ទងទៅគាត់ដែរឬអត់បរមអ្នកនោះបានតបមកវិញថាពួកគាត់មិនបានជួបគ្នាមួយរយៈមកហើយដោយពួកគាត់គ្រាន់តែឆាតតាក់ទងគ្នាតាមរយៈអ៊ីមែលតែប៉ុណ្ណោះ Hosting បំរុងសួរមិត្តភក្តិឪពុករបស់គាត់តាក់ទងជាមួយនឹង Hereford ទៅហើយប៉ុន្តែត្រូវបានបរមអ្នកនោះនិយាយកាត់ថាគាត់គឺបានដឹងអស់ហើយថា Hosting ចង់សួរគាត់តាក់ទងជាមួយរឿងរ៉ាវរបស់ Hereford ហើយគាត់ក៏ចាប់ផ្ដើមនិយាយប្រាប់ថាមនុស្សដែល Hosting កំពុងតែធ្វើការឲ្យគឺកំពុងធ្វើរឿងដែលគេធ្លាប់ធ្វើកាលពី30ឆ្នាំមុនដែលនៅក្នុងឆ្នាំ1983 Hereford បានជួយបង្កើតក្រុមប្រតិបត្តិការអ៊ីរ៉ង់ Hosting បន្តសួរបរមអ្នកនោះថាតើមានរឿងអ្វីកើតឡើងនៅក្នុងឆ្នាំនោះមិត្តភក្តិឪពុករបស់ Hosting ក៏បានប្រាប់ថានៅក្នុងឆ្នាំនោះក្រុមអ៊ីស្លាមជ្រុលនិយមបានដាក់បន្ទុកក្របបែកស្ថានទូតអាមេរិកដែលស្ថិតនៅក្នុងទីក្រុង Beirut ហើយជាកន្លែងដែល Hereford និងភ្នាក់ងាររបស់គេបម្រើការងារនៅទីនោះដូចគ្នានៅក្នុងការវាយប្រហារនោះមានមនុស្ស8នាក់បានស្លាប់បាត់បង់ជីវិតចំណែកឯ Hereford រងរបួសបាក់ឆ្អឹងក្នុងពីរកាំនេះគឺជាមូលហេតុដែល Hereford ទៅណាមកណាតែងតែមានឈើច្រត់ជានិច្ចបរមអ្នកនោះបន្ថែមទៀតថាដោយសារតែហេតុការណ៍នេះហើយដែលវាធ្វើឲ្យ Hereford ចិញ្ចឹមចិត្តចងគំនុំហើយគេបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងជាមួយអ៊ីរ៉ង់ហើយ Hereford ក៏មានអ្នកចាំផ្ដល់ព័ត៌មានម្នាក់ដែលរស់នៅក្នុងទីក្រុងតេហេរ៉ង់ដែលគេម្នាក់នោះមានខូដណេមថា The Shepherd បើបកប្រែជាភាសាខ្មែរមានន័យថាអ្នកកងវិលជាមក្រឡេកមកមើលផ្ទះ Cyrus ដែលស្ថិតនៅក្នុងទីក្រុង Geneva នៃប្រទេសស្វីសវិញនៅពេលនេះ Cyrus បានរៀបចំពិធីជប់លៀងសម្រាប់ថ្ងៃខួបកំណើតកូនប្រុសរបស់គេហើយ Youssef ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ក៏មានវត្តមាននៅទីនោះដែរ Youssef បានឲ្យកាដូជាកូនកបិតដ៏កម្រមួយទៅឲ្យកូនប្រុសរបស់ Cyrus សម្រាប់ថ្ងៃខួបកំណើតរបស់គេហើយជ្រាបក្នុងឱកាសនោះ Youssef ក៏បាននិយាយសរសើរ Cyrus ដែលបានខិតខំធ្វើអ្វីគ្រប់យ៉ាងដើម្បីផលប្រយោជន៍ប្រទេសអ៊ីរ៉ង់ដែលជាប្រទេសកំណើតរបស់ពួកគេបន្តិចក្រោយមក Wahid បានឲ្យកាដូជាទូរស័ព្ទ iPhone ទៅក្មួយប្រុសរបស់គេហើយ Wahid ក៏បាននិយាយអរគុណបងប្រុសរបស់គេ Cyrus ដែលបានខិតខំប្រឹងប្រែងដឹកនាំប្រទេសអ៊ីរ៉ង់ទៅលើឆាកអន្តរជាតិពាក្យសម្ដីរបស់ Wahid មួយឃ្លានេះបានធ្វើឲ្យលោករដ្ឋមន្ត្រី Youssef មិនសប្បាយចិត្តនោះឡើយព្រោះបើស្ដាប់មើលទៅ Wahid ទំនងជាចង់ឲ្យប្រទេសអ៊ីរ៉ង់ទៅរំលោភជាមួយនឹងប្រទេសលោកខាងលិចបន្ទាប់ពីពិធីជប់លៀងបានបញ្ចប់ Cyrus និង Wahid បានជួបដំណើរ Youssef ត្រឡប់ទៅកន្លែងរបស់គេវិញប៉ុន្តែមុននឹងចាក់ចេញពីទីនោះ Youssef បាននិយាយអរគុណទៅ Cyrus ដែលខំប្រឹងធ្វើសពគ្រប់បែបយ៉ាងដើម្បីជួយប្រឹងអំណាចអ៊ីរ៉ង់នៅលើឆាកអន្តរជាតិបើចំពោះ Wahid វិញ Youssef បាននិយាយដាស់តឿនគេកុំឲ្យភ្លេចដើមកំណើតខ្លួនឯងឲ្យសោះបន្ទាប់ពី Youssef បើកឡានចេញពីទីនោះផុតបានបន្តិច Cyrus បាននិយាយដាក់ប្អូនប្រុសរបស់គេថាពាក្យសម្ដីរបស់លោករដ្ឋមន្ត្រី Youssef និយាយបាញ់មិញគឺត្រឹមត្រូវព្រោះបើសង្កេតមើលទៅ Wahid កំពុងភ្លេចដើមកំណើតខ្លួនឯងនិងទំនោរទៅប្រទេសលោកខាងលិច Wahid បានបញ្យល់ប្រាប់បងប្រុសរបស់គេដើម្បីឲ្យគាត់គិតពិចារណាម្ដងទៀតថាវានឹងមានរឿងអ្វីកើតឡើងប្រសិនបើពួកគេប្រគល់បច្ចេកវិទ្យាធ្វើអាវុធនុយក្លេអ៊ែរទៅឲ្យមនុស្សដូចជា Youssef Cyrus មិនបានខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីរបស់ Wahid ឡើយដោយគេគ្រាន់តែតបទៅវិញទាំងមុខស្មើថានៅពេលដែលពួកគេមានឋានៈខ្ពង់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលហើយនៅពួកគេអាចយកបច្ចេកវិទ្យាមួយនោះមកគ្រប់គ្រងដោយខ្លួនឯងវិញប៉ុន្តែចំពោះ Wahid វិញគេនៅតែព្រួយបារម្ភព្រោះតម្រុំមានថ្ងៃនោះពិភពលោកច្បាស់ជាជួបគ្រោះមហន្តរាយជាមិនខានងាកមកមើលក្រុមរបស់ Hereford វិញគេបានហៅអ្នកទាំងអស់គ្នាមកប្រជុំព្រោះគេមានព័ត៌មានថ្មីចង់អាប់ដេតឲ្យអ្នកទាំងអស់គ្នាបានដឹងមុនដំបូង Hereford បាននិយាយអរគុណ Ben ដែលបានថតរូបឃាតករដែលបាញ់សម្លាប់ Ace នៅចំណតរថភ្លើងព្រោះតាមរយៈរូបថតបរមអ្នកនោះគេបានរកឃើញថាក្រុមមនុស្សដែលព្យាយាមដេញតាមពួកគេកាលនៅទីក្រុង Budapest កំឡុងពេលដែលអ្នកទាំងអស់គ្នាទៅជួបនិយាយជាមួយ Mona នោះគឺជាក្រុមរបស់ Khalid Network ដែលជាក្រុមទីផ្សារងងឹតហើយសូម្បីតែ Mona ក៏ជាខ្សែបណ្ដាញរបស់ Khalid Network ផងដែរ Hereford បានបន្ថែមទៀតថាបើតាមខ្សែបណ្ដាញរបស់គេដែលបានផ្ដល់ដំណឹងមកក្រុមរបស់ Khalid Network នឹងដឹកជញ្ជូន bearing របស់ Mona ពីទីក្រុង Budapest ទៅទីក្រុង Geneva នៅក្នុងអាទិត្យនេះហើយយ៉ាងវិញទៀតពួកគេនឹងប្រើឡានជាមធ្យោបាយដឹកជញ្ជូនអញ្ចឹងហើយ Hereford ចង់ឲ្យអ្នកទាំងអស់គ្នារៀបចំផែនការដើម្បីទៅលួចយក bearing នៅពេលដែល Hereford ប្រាប់អ្នកទាំងអស់គ្នាថាខ្សែបណ្ដាញរបស់គេជាអ្នកផ្ដល់ដំណឹងមក Hosting ក៏បានចាប់អារម្មណ៍និងចង់ដឹងថាតើខ្សែបណ្ដាញដែល Hereford កំពុងតែនិយាយនេះគឺជានរណាព្រោះចាប់តាំងពីគាត់មកធ្វើការនៅទីនេះ Hereford មិនដែលប្រាប់អ្នកទាំងអស់គ្នាអំពីខ្សែបណ្ដាញរបស់គេសោះ Hereford មិនបានឆ្លើយសំណួររបស់ Hosting ក៏មិនបានបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាថាខ្សែបណ្ដាញរបស់គេគឺជានរណាពិតប្រាកដនោះឡើយហើយដើម្បីបញ្ជាក់ការសង្ស័យ Hereford បានជានាំអ្នកទាំងអស់គ្នាមកនិយាយអំពីផែនការរបស់ពួកគេក្នុងការទៅលួចយក bearing ពីក្រុមរបស់ Khalid Network គឺមុនដំបូង Hereford ចង់ឲ្យអ្នកទាំងអស់គ្នាទៅស្ទាក់ឡានដែលដឹក bearing និងលួចវាយកមកហើយផែនការបន្ទាប់ពួកគេនឹងបន្លំខ្លួនដឹក bearing បន្តទៅឲ្យមនុស្សដែលរងចាំទទួល bearing នៅទីក្រុងតេហេរ៉ង់ Hereford និយាយមិនទាន់ចប់ផងថាបាននិយាយកាត់ថាបើសិនបើពួកគេដឹក bearing ទៅទីក្រុងតេហេរ៉ង់ដដែលគឺវាមិនខុសគ្នាពីក្រុម Khalid Network នោះឡើយត្រង់ចំណុចនេះ Hereford បានបកស្រាយប្រាប់អ្នកទាំងអស់គ្នាយ៉ាងលម្អិតថានៅពេលដែលពួកគេយក bearing បានគេនឹងធ្វើការផ្លាស់ប្ដូរ bearing ពិតប្រាកដជាមួយនឹង bearing คล้ายៗហើយផែនការបន្តពួកគេនឹងបញ្ជូន bearing คล้ายៗទៅឲ្យក្រុមមនុស្សដែលរងចាំទទួលនៅទីក្រុងតេហេរ៉ង់ហើយ bearing คล้ายៗនេះវាអាចជួយរារាំងក្រុមមនុស្សទាំងអស់នោះមិនឲ្យពួកគេអាចផលិតអាវុធនុយក្លេអ៊ែរបានសម្រេច
បន្ទាប់ពីនិយាយចប់ Hayford បានបកគលការងារអ្នកដែលត្រូវទៅមើលទីតាំងសម្រាប់ស្ទាក់ឡានក្រុមរបស់ Kali Network ឲ្យទៅ Lisa ប៉ុន្តែគេត្រូវការមនុស្សម្នាក់ទៀតដើម្បីធ្វើដំណើរទៅជាមួយនាងភ្លាមនោះ Ben បានលើកដៃស្ម័គ្រចិត្តធ្វើដំណើរទៅជាមួយ Elisa ចំណែកឯ Hastings និង Thal Hayford បានឲ្យអ្នកទាំងពីរទៅយក bearing คล้ายៗពីអង្គភាព Mossad ដែលអង្គភាពមួយនេះក៏សហការជាមួយនឹងអង្គភាព CIA ដែរចំណែកឯ Mo និង Landry Hayford បានឲ្យអ្នកទាំងពីរជាអ្នកទទួលខុសត្រូវផ្នែកអាវុធបន្ទាប់ពីបែងចែកការងារឲ្យអ្នកទាំងអស់គ្នារួចរាល់ហើយ Hayford បានដើរទៅខ្សែប្រាប់ Hastings ដើម្បីសុំពេលគាត់បន្តិចទៅនិយាយគ្នាតែពីរនាក់ Hayford បាននិយាយចំថាគេបានដឹងអស់ហើយរឿងដែល Hastings ជាយាមស៊ើបប្រវត្តិរបស់គេតែវាមិនអីទេព្រោះយ៉ាងម៉េចបើឪពុករបស់ Hastings មានមិត្តភ័ក្តិច្រើនហើយអ្នកខ្លះធ្លាប់ធ្វើការងារជាមួយគេថែមទៀតផងអញ្ចឹងហើយឥឡូវនេះ Hastings អាចស៊ូគេបានរកចម្ងល់ដែល Hastings ចង់ដឹងហើយគេរីករាយក្នុងការឆ្លើយជានិច្ចនៅពេលដែល Hayford និយាយត្រង់បែបនេះ Hastings ក៏បានស៊ូត្រឡប់ទៅវិញត្រង់ដូចគ្នាហើយអ្វីដែល Hastings ចង់ដឹងខ្លាំងបំផុតនោះគឺតាក់ទងជាមួយខ្សែម្ដាយរបស់ Hayford ដែលកំពុងសង្ងំលាក់ខ្លួននៅទីក្រុងតេរ៉ង់ដែលគេមានខូដណេមថា The Shepherd ឬមួយក៏អ្នកកងវិលជាម Hayford ក៏បាននិយាយការពិតថាលោកគេធ្វើការជាមួយ The Shepherd ជាច្រើនទសវត្សរ៍មកហើយ Hayford បានថែមទៀតថាដោយសារតែមានជំនួយពីគេម្នាក់នេះហើយទើបគាត់អាចចាត់ការមេដឹកនាំសកម្មយុទ្ធលីបង់ដែលមានឈ្មោះថា Imad Moniye ជាចុងក្រោយ Hayford បានសួរត្រឡប់ទៅ Hastings វិញថាហេតុអ្វីបានជាក្រុមរបស់គេជឿទុកចិត្ត Mole ដែលជាអ្នកផ្ដល់ព័ត៌មានឲ្យក្រុមរបស់គេក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងក្រុម ISIS Hastings ក៏បានតទៅវិញនេះក៏ដោយសារតែ Mole មានគោលបំណងចង់ចាត់ការក្រុម ISIS និងដើម្បីជួយស្ដារស្ថានភាពប្រទេសអ៊ីរ៉ាក់ឲ្យវាមានភាពល្អប្រសើរឡើងមកវិញ Hayford ក៏បានប្រាប់ Hastings ថាវាក៏មិនខុសពីខ្សែម្ដាយរបស់គេដូចគ្នាព្រោះដោយ Shepherd គឺធ្វើអ្វីគ្រប់យ៉ាងដើម្បីការពារក្រុមគ្រួសារនិងផលប្រយោជន៍ប្រទេសជាតិតែប៉ុណ្ណោះក្រឡេកមកមើល Ben និង Lisa វិញអ្នកទាំងពីរដែលទទួលខុសត្រូវស្វែងរកទីតាំងសម្រាប់ស្ទាក់ឡានក្រុមរបស់ Kali Network នៅពេលនេះពួកគេទាំងពីរនាក់បានធ្វើដំណើរមកដល់ផ្លូវក្រំដីមួយកន្លែងហើយដែលមើលទៅនៅទីនេះវាអំណោយផលល្អពួកគេក៏សម្រេចចិត្តយកកន្លែងមួយនេះដើម្បីរៀបចំផែនការស្ទាក់ឡានក្រុមរបស់ Kali Network បន្តមកទៀតអ្នកទាំងពីរបានដើរចូលទៅខាងក្នុងដើម្បីរកច្រកចេញបន្ទាប់ពីពួកគេអាចដណ្ដើមយក bearing បានសម្រេចពេលចូលទៅដល់ខាងក្នុងអ្នកទាំងពីរបានចែកផ្លូវគ្នាធ្វើការដោយ Elisa ដើរទៅរកច្រកចេញពីទីនេះចំណែក Ben បានទៅថតដុំភ្លើងដើម្បីឲ្យThalងាយស្រួលក្នុងការហែកចូលទៅក្នុងកាមេរ៉ាសមត្ថភាពដែលមាននៅទីនេះបន្ទាប់ពីដើរពិនិត្យគ្រប់ជ្រុងជ្រោយអស់ហើយ Ben និង Elisa រៀបនឹងចាក់ចេញពីទីនោះប៉ុន្តែភ្លាមនោះពួកគេបានប្រទះគ្នាជាមួយបរិសម្នាក់ដែលដើរកាត់នៅទីនោះដោយមិនចង់ឲ្យគេដឹងថាពួកគេមកទីនេះក្នុងបំណងមិនល្អ Lisa បានទិញ Ben ទៅថើបដើម្បីឲ្យមើលទៅដូចជាគូស្នេហ៍ដែលមកទីនេះសាកសងគ្នាអញ្ចឹងហើយបន្ទាប់ពីបរិសម្នាក់នោះដើរចេញផុត Lisa បានប្រាប់ Ben កុំឲ្យយល់ច្រឡំនិងគិតអីលើពីនេះព្រោះនាងធ្វើនេះគ្រាន់តែបំផុនភ្នែកគេតែប៉ុណ្ណោះងាកមកមើល Hastings និង Thal ដែលមកចាំយក bearing คล้ายៗពីភ្នាក់ងារអង្គភាព Mossad វិញបន្ទាប់ពីអ្នកទាំងពីររងចាំអស់មួយសន្ទុះបន្តិចក្រោយមកពួកគេបានឃើញឡានមួយបើកទៅទីនោះ Thal បានប្រាប់ឲ្យ Hastings រងចាំនាងនៅក្នុងឡានហើយទុកឲ្យនាងជាអ្នកទៅយក bearing คล้ายៗនៅពេលThalទៅដល់នាងបានអោបរាក់ទាក់ជាមួយភ្នាក់ងារម្នាក់នោះហើយយើងក៏បានឃើញបរិសម្នាក់នោះហុចកញ្ចក់អ្វីម្យ៉ាងឲ្យទៅThalស្របពេលដែល Hastings កំពុងដើរសម្ដៅទៅរកអ្នកទាំងពីរ Thal បានណែនាំភ្នាក់ងារម្នាក់នោះឲ្យ Hastings បានស្គាល់ដែលគេមានឈ្មោះថា Offer បានយក bearing คล้ายៗមកបង្ហាញអ្នកទាំងពីរបើយើងមើលទៅ bearing ទាំងពីរទាំង original និងคล้ายៗគឺវាសឹងតែដូចគ្នាបេះបិទទាំងទំហំនិងកម្រាស់របស់វា Thal បានយក bearing គំរូរបស់ Mona មកប្រៀបធៀបជាមួយ bearing คล้ายៗដោយ bearing ទាំងពីរខុសគ្នាត្រង់ថា bearing របស់ Mona មានសភាពភ្លឺរលោងជាង bearing คล้ายៗចំពោះ Hastings វិញមានចំណុចខ្លះគួរឲ្យសង្ស័យព្រោះវាមិនអាចទៅរួចនោះទេដែលត្រឹមតែរយៈពេលប្រហែលថ្ងៃប៉ុណ្ណោះអង្គភាពរបស់ Offer អាចផលិត bearing បានយ៉ាងច្រើនបែបនេះដែលមើលទៅហាក់ដូចជាពួកគេបានរៀបចំទុកមុនអញ្ចឹងនៅពេលដែលលើ Hastings និយាយបែបនោះទាំងThalនិង Offer ចាប់ផ្ដើមប្រែទឹកមុខដែលមើលទៅពួកគេទាំងពីរនាក់កំពុងលាក់បាំងអីមួយអញ្ចឹងប៉ុន្តែទោះជាបែបនោះក៏ដោយក៏ Offer ព្យាយាមនិយាយបង្វែរស្ថានភាពដើម្បីកុំឲ្យ Hastings សង្ស័យពួកគេបន្តទៅទៀតបន្ទាប់ពីយក bearing คล้ายៗបានហើយ Hastings និង Thal បានត្រឡប់ទៅកន្លែងរបស់ពួកគេវិញស្របពេលដែល Mo និង Landry ក៏ត្រឡប់មកពីរកអាវុធវិញដូចគ្នា Mo បានយកកំភ្លើងខ្លីមួយដើមដែលគាត់បានរៀបចំជាពិសេសសម្រាប់ Hastings ចំណែក Landry វិញគេបានដើរទៅប្រាប់Thalកុំឲ្យនាងចំណាយជាមួយ Hastings អីក៏ប៉ុន្តែគេក៏បានរៀបចំទុកឲ្យនាងដូចគ្នានៅកំឡុងពេលដែលពួកគេកំពុងតែនិយាយគ្នាលេង Ben និង Lisa ក៏ត្រឡប់មកវិញ Hastings បានសួរទៅកាន់ Mo តើអ្នកណាដែលជាអ្នកទទួលខុសត្រូវឬមធ្យោបាយធ្វើដំណើរ Mo បានតបទៅ Hastings វិញកុំព្រួយបារម្ភចំពោះរឿងមួយនេះព្រោះ Ben និង Lisa ជាអ្នកដោះស្រាយហើយម្យ៉ាងវិញទៀតអ្នកទាំងពីរបានជំនួយពីអង្គភាព Mossad Hastings នៅពេលដែលលើបែបនោះវាធ្វើឲ្យគាត់កាន់តែចម្លាច់ចិត្តកាន់តែខ្លាំងឡើងព្រោះបើសង្កេតមើលទៅអ្វីគ្រប់យ៉ាងគឺដូចជាគេបានត្រៀមទុករួចជាស្រេចទាំង bearing คล้ายៗនិងមធ្យោបាយធ្វើដំណើរអីជាដើមនៅជិតបន្ទាប់ Ben និង Lisa បានហៅអ្នកនរគ្នាមកប្រជុំដើម្បីប្រាប់ពីផែនការរបស់ពួកគេទៅលួចយក bearing ពីក្រុម Kali Network Ben បានប្រាប់ឲ្យ Hastings, Mo និង Landry ជាអ្នកទៅរៀងឡានដែលបើកនៅខាងមុខហើយទុកឲ្យគាត់និង Elisa ជាអ្នកចូលទៅយក bearing ចំណែកThalបានឡំខ្លួនធ្វើជាប៉ូលីសដើម្បីសម្រួលចរាចរណ៍នៅទីនោះ
ម៉ូលបានស៊ូទៅអ្នករាល់គ្នាតែអ្នកណាជាអ្នកចិត្តការម៉ូណានេះក៏ដោយសារតែពួកគេមិនអាចទុកឲ្យគាត់នៅមានជីវិតបានឡើយព្រោះមានតែម៉ូណាម្នាក់គត់ដែលអាចដឹងថា Bearing មួយណាខ្លាំងខ្លាយមួយណាពិតប្រាកដ Hayford បានលើកដៃស្ម័គ្រចិត្តថាទុកការងារមួយនេះឲ្យគេជាអ្នកចាត់ការបន្ទាប់ពីបែងចែកការងាររួចរាល់ហើយ Ben បានស៊ូទៅអ្នកទាំងអស់គ្នាតែមានចម្ងល់អ្វីចង់ស៊ូគាត់ដែរឬអត់ព្រមនោះ Hosting បានស៊ូទៅកាន់ Ben និង Lisa ថាតើមានរឿងអ្វីកើតឡើងបើសិនបើផែនការរបស់ពួកគេមិនបានសម្រេច Hosting ក៏បានបញ្ជាក់ប្រាប់អ្នកទាំងពីរផងដែរថាគាត់និយាយនេះគឺគ្រាន់តែដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់ទៅដល់អ្នកផ្សេងតែប៉ុណ្ណោះព្រោះបើសិនបើផែនការរបស់ពួកគេមានការថោះធ្លោអីនោះច្បាស់ណាស់ពួកគេនឹងបើកការបាញ់ប្រយុទ្ធគ្នានៅទីនោះជាមិនខានត្រង់ចំណុចមួយនេះ Lisa បានប្រាប់ Hosting កុំព្រួយបារម្ភអីព្រោះក្រុមរបស់ពួកគេមានឋាននៅចាំសម្រួលចរាចរណ៍នៅខាងក្រៅហើយម្យ៉ាងវិញទៀតប្រសិនបើមានការផ្ទុះអាវុធពិតមែនទាំងក្រុមប៉ូលីសឬមកក៏ក្រុមរបស់ Kali Network ត្រូវធ្វើដំណើរយ៉ាងហោចណាស់15នាទីទៅដល់ទីនោះទោះបីជា Lisa ព្យាយាមបញ្យល់អធិប្បាយយ៉ាងណាក៏ដោយក៏ Hosting នៅតែមិនគាំទ្រជាមួយនឹងផែនការរបស់នាងដដែលហើយមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងស្នើសុំឲ្យអ្នកទាំងអស់គ្នាគូតែផ្លាស់ប្ដូរទីតាំងនិងជ្រើសរើសពេលវេលាសាជាថ្មី Hayford បានជំទាស់ជាមួយនឹងការលើកឡើងរបស់ Hosting ព្រោះផ្លូវក្រោមដីមួយនេះវាផ្ដល់ភាពងាយស្រួលដល់ក្រុមរបស់ពួកគេទាំងការគ្រប់គ្រងទីតាំងភូមិសាស្ត្រនិងទាំងច្រករត់គេចចេញហើយសូម្បីតែ Ben ក៏ហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការលើកឡើងរបស់ Hosting ដែរ Hosting ចាប់ផ្ដើមស្រឡាំងកាំងព្រោះគ្មាននរណាម្នាក់គាំទ្រជាមួយគំនិតរបស់គាត់សូម្បីតែ Ben ដែលជាមិត្តភក្តិជិតស្និទ្ធជាងគេបំផុតដោយនៅតែមិនអស់ចិត្ត Hosting បានចេញមកខាងក្រៅមកពុះអស់ដើម្បីបន្ធូរអារម្មណ៍ហើយបន្តិចក្រោយមក Ben បានដើរមកតាមមកសួរនាំ Hosting ថាគេមានបញ្ហាអ្វីឲ្យប្រកាសHosting បាននិយាយរំលឹកដាស់តឿន Ben អំពីគោលបំណងដែលពួកគេមកទីនេះគឺគោលដៅទី1សម្រាប់ Danavi ដើម្បីការពារក្រុមទាហានសៀផ្សេងទៀតចំណែកគោលដៅទី2គឺដើម្បីឲ្យពួកគេអាចត្រឡប់ទៅធ្វើជាទាហានសៀសាជាថ្មីសម្បោកវងកញ្ចក់បន្តិច Hayford បានសន្យាជាមួយនឹងទាំងពីរថាបើសិនបើពួកគាត់ទាំងពីរនាក់ជួយបំពេញបេសកកម្មឲ្យគេនោះ Hayford នឹងជួយនិយាយជាមួយថ្នាក់លើដើម្បីឲ្យពួកគាត់ទាំងពីរនាក់អាចត្រឡប់ទៅធ្វើជាទាហានសៀវិញHosting បន្តលើកយករឿងដែលក្រុមរបស់ពួកគេកំពុងរៀបចំផែនការវាយប្រហារសត្រូវលើទឹកដីប្រទេសសម្ព័ន្ធមិត្តត្រង់ចំណុចនេះ Hosting ព្រួយបារម្ភខ្លាចផែនការរបស់ពួកគេមានការថោះធ្លោអីនោះវាអាចនាំបញ្ហាធំដល់ប្រទេសជាតិទាំងមូលហើយ Hosting ក៏បានស្ដីបន្ទោសឲ្យ Ben រឿងនេះគាត់ឆាប់ជួយអ្នកដទៃខ្លាំងពេកដោយមិនបានគិតពិចារណាឲ្យបានល្អិតល្អន់ព្រោះព័ត៌មានដែលគេផ្ដល់ឲ្យមានតែមួយប្រភពប៉ុណ្ណោះ Ben ក៏ជឿទុកចិត្តគេបាត់ទៅហើយ Hosting បន្ថែមទៀតថា Ben ឥឡូវនេះខុសប្លែកមិនដូច Ben ដែលគាត់ធ្លាប់ស្គាល់ព្រោះកាលពីមុននឹងពួកគេចេញទៅបំពេញបេសកកម្មម្ដងពួកគេត្រូវប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយជាមុនសិនទើបពួកគេចាប់ផ្ដើមធ្វើសកម្មភាព Hosting ក៏បាននិយាយរំលឹករឿងដែលកើតឡើងនៅទីក្រុង Budapest នៅពេលដែល Ben ដេញតាមសម្លាប់បរិមម្នាក់នៅក្នុងរថភ្លើងទាំងដែលគាត់មិនបានដឹងថាគេគឺជានរណាមកពីណាហើយធ្វើការឲ្យនរណានោះឡើយហើយ Hosting ក៏បាននិយាយរំលឹក Ben ឲ្យគាត់ប្រុងប្រយ័ត្នជាមួយ Lisa ព្រោះនាងជាភ្នាក់ងាររបស់អង្គភាព Mossad បន្ទាប់ពី Hosting និយាយចប់ឥឡូវដល់វគ្គ Ben និយាយម្ដង Ben ទទួលស្គាល់ថាអ្វីដែល Hosting និយាយបាញ់មិញគឺសិតតែត្រឹមត្រូវហើយគាត់ក៏មិនបានបំភ្លេចវាដូចគ្នាអំពីគោលបំណងដែលពួកគេមកទីនេះ Ben បានលើកយករឿងការដែលគាត់នៅធ្វើជាមេបញ្ជាការមកនិយាយថានៅពេលនោះគាត់ពិតជាហត់ក្នុងការធ្វើតាមបញ្ជារបស់ថ្នាក់លើព្រោះមុនពួកគេចេញទៅបំពេញបេសកកម្មម្ដងពួកគេត្រូវរងចាំសញ្ញាអនុញ្ញាតពីថ្នាក់លើមិនក្រោម10សញ្ញានោះទេប៉ុន្តែបើនៅទីនេះវិញគឺវាខុសគ្នាដាច់ស្រឡះព្រោះពួកគេមានសេរីភាពពេញលេញក្នុងការសម្រេចចិត្តធ្វើរឿងអ្វីមួយហើយ Ben ក៏បានលើកឧទាហរណ៍ដែល Hosting ចូលដៃវាយ Danavi រហូតដល់ស្លាប់ដោយមិនចាំបាច់ត្រូវទទួលទោសអ្វីទាំងអស់ជាចុងក្រោយ Ben បានប្រាប់ Hosting បន្តជឿទុកចិត្តលើគាត់ដោយអ្វីដែលគាត់ជឿទុកចិត្តលើគេដូចគ្នាបន្ទាប់ពីរៀបចំគម្រោងការនិងបែងចែកការងារឲ្យអ្នកទាំងអស់គ្នារួចរាល់ហើយពួកគេឥឡូវនេះចាប់ផ្ដើមរៀបចំខ្លួនសម្រាប់ចេញទៅបំពេញបេសកកម្មលុះដល់យប់ឡើងនៅកន្លងពេលដែលថាកំពុងជួសជុលឆ្នាំងសាកទូរស័ព្ទដៃរបស់នាងលន់ត្រីបានគោះទ្វារនិងដើរចូលទៅខាងក្នុងបន្ទប់ដោយគ្មានការអនុញ្ញាតពីថាលពេលចូលទៅដល់ក្នុងបន្ទប់ភ្លាមលន់ត្រីបានសុំឲ្យថាលបិទភ្នែកព្រោះគេមានរបស់ចង់សម្ប្រាយនាងប៉ុន្តែផ្ទុយមកវិញថាលបានបដិសេធមិនព្រមធ្វើតាមដោយមើលទៅមិនអាចបង្ខំនាងបានលន់ត្រីក៏បានបង្ហាញកាំភ្លើងដែលគេបានរៀបចំទុកឲ្យនាងជាពិសេសថានៅពេលដែលឃើញកាំភ្លើងនោះភ្លាមនាងចាប់អារម្មណ៍វាផ្លេតលន់ត្រីបានឲ្យនាងសាក់កាន់វីឡូមើលហើយចាំគេជួយប្រាប់ពីរបៀបប្រើប៉ុន្តែនៅពេលដែលគេបង្រៀនថាលលន់ត្រីបានឆ្លៀតឱកាសកេងប្រវ័ញ្ចលើនាងថាលបន្ទាប់ពីដឹងថាលន់ត្រីឆ្លៀតឱកាសកេងចំណេញលើនាងក៏បានស្រែកដេញឲ្យគេចេញទៅខាងក្រៅប៉ុន្តែលន់ត្រីនៅតែក្រាញ់រនាលមិនចង់ចេញសម្លេងរបស់អ្នកទាំងពីរបានធ្វើឲ្យអ្នកផ្សេងទៀតចេញមកមើលហើយអ្នកដែលមានប្រតិកម្មខ្លាំងជាងគេបំផុតគឺជា Lisa ដោយនាងបានដើរទៅមាត់លន់ត្រីមួយដៃក្តាមមុខនិងដកកំបិតមកគំរាមគេថាប្រសិនបើលន់ត្រីធ្វើបែបនេះម្ដងទៀតនោះនាងនឹងកាត់អូនតូចគេចោលជាមិនខានរឿងមួយនេះបានធ្វើឲ្យ Ben និង Hosting កាន់តែមានចិត្តស្អប់លន់ត្រីកាន់តែខ្លាំងលើដើមបន្តមកទៀត Ben ដើរទៅរក Lisa និងនិយាយថាពួកគេគួរតែដកលន់ត្រីពីក្រុមទៅល្អជាងកុំឲ្យមានរឿងបែបនេះកើតឡើងម្ដងទៀតប៉ុន្តែ Lisa បានបដិសេធព្រោះពួកគេត្រូវការមនុស្សដើម្បីទៅបំពេញបេសកកម្មនិយាយបណ្ដើ Elisa រអ៊ូបណ្ដើរឿងដែលឈាមរបស់លន់ត្រីប្រឡាក់ខ្សែដៃរបស់នាងដែលវាជាកាដូពីកូនស្រីសំណប់របស់នាង Noah
ជាចុងក្រោយ Ben សួរបញ្ជាក់ Elisa ថាបើសិនបើនាងនៅតែមិនសប្បាយចិត្តជាមួយលន្ត្រីគាត់អាចទៅនិយាយជាមួយគេបាន Elisa បានក្រវីក្បាលថាមិនចាំបាច់នោះទេទុករឿងមួយនេះជាមេរៀនឲ្យថាល់ប្រុងប្រយ័ត្នខ្លួនចាំជាងមុនកាត់មកថ្ងៃបន្ទាប់ក៏ដល់ពេលកំណត់ដែលក្រុមរបស់ Kali Network ត្រូវបញ្ជូន Bering ទៅទីក្រុង Sonao ហើយបន្ទាប់ពីក្រុមមនុស្សទាំងអស់នោះធ្វើដំណើរអស់មួយសន្ទុះធំពួកគេបានបើកឡានទៅដល់ផ្លូវក្រោមដីថាល់ដែលបន្លំខ្លួនធ្វើជាប៉ូលីសនាងបានដើរមកប្រាប់ពួកគេឲ្យបន្ថយល្បឿនព្រោះនៅខាងមុខមានអបតវហេតុគ្រោះថ្នាក់ចរាចរណ៍បុរសម្នាក់ដែលជាមេគេបានប្រាប់ឲ្យកូនចៅរបស់គេទាំងអស់បង្កើនការប្រុងប្រយ័ត្ននៅពេលដែលទីនោះមានការកកស្ទះ Hosting បានបោះធុងសាំងចូលទៅក្រោមឡានដែលបើកនៅខាងមុខគេរីឯ Mo បានបើកឡានមកបកឡានដែលមាន Bearing ពេញមួយទំហឹងដើម្បីរៀបរៀងឡានមួយនោះមិនឲ្យអាយ៉ៃថយក្រោយកើត Ben និង Elisa បានបាញ់ទម្លុះទ្វារឡាននិងបាញ់ចាត់ការក្រុមមនុស្សដែលនៅក្នុងឡានមួយនោះហើយបន្ទាប់មក Ben បានយកកន្ត្រៃកាត់ខ្នោដៃពីបរិះដៃជាមេគេព្រោះបរិះម្នាក់នោះបានដាក់ខ្នោដៃជិបជាមួយ Bearing បន្ទាប់ពីយក Bearing បានហើយអ្នកនរគ្នាក៏ប្រញាប់ប្រញាល់ចាក់ចេញពីទីនោះស្របពេលនៅផងដែរនៅខាង Hereford នេះវិញគេបានទៅចាត់ការ Mona នៅក្នុង office របស់គាត់ហើយបន្ទាប់ពីអាចចាត់ការបានហើយ Hereford បានរៀបចំទីនោះឲ្យមើលទៅដូចជា Mona បាញ់សម្លាប់ខ្លួនឯងអញ្ចឹងត្រឡប់មកមើលខាង Ben វិញនៅកំឡុងពេលដែលពួកគេបើកឡានគេចេញពីទីនោះ Mo បានតាក់ទងទៅប្រាប់ Hereford ដើម្បីរាយការណ៍ប្រាប់ថាពួកគេយក Bearing បានហើយស្រាប់តែព្រមនោះបានលេចចេញបរិះម្នាក់ដែលពាក់ឯកសណ្ឋានពណ៌ខ្មៅនិងមានអាបេនៅក្នុងដៃបានកេះកៃបាញ់ឡានរបស់ Ben ប៉ុន្តែជាសំណាងល្អដែលគ្មាននរណាម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍មួយនោះ RPG! Mohammed. បន្ទាប់ពីបាញ់ទប់ទល់ជាមួយនឹងក្រុមមនុស្សដែលមិនស្គាល់តាក់សញ្ញាណមួយប្រាវមកក៏ត្រូវបានពួកគេបាញ់ត្រូវមួយគ្រាប់ Ben បានស្រែកប្រាប់ឲ្យលន្ត្រីបើកឡាននៅមកចេញពីទីនោះហើយទៅឲ្យគាត់ជាមួយ Hosting និង Elisa ជាអ្នកបាញ់ទប់ទល់ជាមួយក្រុមមនុស្សទាំងអស់នោះបន្តដោយសារតែក្រុមសត្រូវមានគ្នាច្រើនពេកអ្នកតបៃក៏បានបាញ់ថយក្រោយត្រឡប់ចូលទៅផ្លូវក្រោមដីវិញហើយពួកគេបានចែកផ្លូវគ្នាដោយ Hosting បើកឡានគេចេញពីទីនោះរីឯ Ben និង Elisa បានគេចខ្លួនតាមច្រកដែលពួកគេមកមើលកាលពីពេលមុននៅតាមផ្លូវគេចខ្លួន Ben ដើរបណ្ដើររអ៊ូបណ្ដើររឿងដែល Elisa និយាយថាប្រសិនបើក្រុមជំនួយរបស់សត្រូវមកទីនេះគឺត្រូវចំណាយពេលយ៉ាងហោចណាស់15នាទីប៉ុន្តែនេះមិនបាន5នាទីផងពួកគេមកដល់បាត់ទៅហើយ Ben និយាយមិនទាន់ចប់ផងស្រាប់តែរំពេចនោះ Elisa បានបាញ់គាត់ពីក្រោយហើយទោះបីជា Ben មានអាវក្រោះការពារក៏ដោយប៉ុន្តែកម្លាំងក្រឹកកំភ្លើងក៏អាចធ្វើឲ្យគាត់ឈឺចុកមិនស្ទើរដែរជាចុងក្រោយ Elisa បានពលា Ben ថែមមួយជើងចំក្រាមមុខឲ្យដេកសន្លប់ស្រុកស្ដឹងហើយបន្ទាប់មកនាងក៏បានលួចយក Bearing គេចខ្លួនបាត់សមោសូនឈឹងងាកមកមើល Hereford បន្តគេបានត្រឡប់មកកន្លែងរបស់គេវិញដើម្បីប្រមូលអីវ៉ាន់ព្រោះគេមានបំណងគេខ្លួនចេញពីទីនោះប៉ុន្តែភ្លាមនោះ Hereford បានក្លែកឃើញទូរស័ព្ទដែលគេទុកសម្រាប់ទាក់ទងជាមួយនឹងខ្សែបណ្ដាញរបស់គេដែល Shepherd បញ្ចូលថ្មចូលសោះដោយចម្លែកចិត្ត Hereford បានយកឆ្នាំងសាកមកដំបែកមើលហើយវាដូចជាការសង្ស័យរបស់គេមែនដោយសារតែឆ្នាំងសាកនោះគឺជារបស់ថាលដែលនាងបានយកវាមកបដូរដើម្បី hack យកទិន្នន័យចេញពីទូរស័ព្ទដៃមួយនោះHereford បន្ទាប់ពីដឹងរឿងមួយនេះហើយគេពិតជាក្តៅចិត្តខ្លាំងប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏វាយឺតពេលបាត់ទៅហើយបន្ទាប់ពីភ្ញាក់ដឹងខ្លួនមកវិញ Ben ខំប្រឹងក្រោកឡើងនិងបន្តដំណើរទៅមុខទៀតដើម្បីស្វែងរក Elisa និង Bearing ដែលនាងបានដណ្ដើមយកពីគាត់ទៅ Ben បានតាក់ទងទៅសុំជំនួយពី Hereford ក្រែងលោកគេបានដឹងពីទីតាំងរបស់ Elisa ដោយសារតែ Hereford មានខ្សែបណ្ដាញច្រើនគេពិតជាបានដឹងទីតាំងរបស់ Elisa ពិតមែនគឺនាងកំពុងមានវត្តមាននៅទីក្រុង Zurich នៃប្រទេស Swiss ហើយមិនត្រឹមតែប៉ុណ្ណោះ Hereford ថែមទាំងបានដឹងពីស្ថានភាពដែល Elisa ស្នាក់នៅទៀតផងនៅខាង Elisa នេះវិញនៅពេលដែលនាងចាក់សោបំរុងចូលទៅក្នុងបន្ទប់ទៅហើយសប្តាហ៍ព្រាមនោះ Ben បានសម្រក់ចូលទៅពីក្រោយនាងនិងបានដកកំភ្លើងភ្ជាប់គម្រាម Elisa ថែមទៀតផងព្រោះ Ben ចង់ដឹងថាតើ Elisa ធ្វើការឲ្យនរណាឲ្យពិតប្រាកដ Who are you working for? Ben. Who? Elisa ក៏បានប្រាប់ការពិតថានាងធ្វើការឲ្យអង្គភាព Mossad Ben បន្តសួរ Elisa មួយសំណួរទៀតតើក្រុមមនុស្សដែលបាញ់ប្រហារក្រុមរបស់ពួកគេនៅខាងក្រៅផ្លូវក្រោមដីគឺជាក្រុមរបស់អ្នកណាត្រង់ចំណុចនេះ Elisa ក៏មិនបានដឹងដូចគ្នាហើយ Elisa បាននិយាយសំទោស Ben ចំពោះរឿងដែលនាងបាញ់គាត់នៅក្នុងផ្លូវក្រោមដី Elisa ក៏បានបញ្ជាក់ប្រាប់ Ben ផងដែរថានាងធ្វើវាទាំងបង្ខំនោះទេព្រោះនាងគ្រាន់តែចង់បំពេញភារកិច្ចដែលអង្គភាពរបស់នាងបញ្ជាមកតែប៉ុណ្ណោះបន្ទាប់ពីនិយាយចប់នឹងមើលទៅ Ben រៀងស្ងប់ចិត្តបន្តិចហើយ Elisa បានសុំពេលគាត់បន្តិចដើម្បីឲ្យនាងយកឧបករណ៍ចាប់ទីតាំងចេញពីវ៉ាលីដាក់ Bearing Ben ក៏យកព្រមធ្វើតាម Removing the tracker. បន្ទាប់ពីអាចយកឧបករណ៍ចាប់ទីតាំងចេញមកក្រៅបានសម្រេចហើយ Elisa បានបន្តនិយាយសុំអង្វរ Ben ដើម្បីឲ្យនាងយក Bearing ទាំងអស់នេះទៅប្រគល់ឲ្យគ្នារបស់នាងនៅទីក្រុង Berklang Elisa បន្ថែមទៀតថានៅក្នុងក្រុមរបស់ពួកគេមានមនុស្សព្យាយាមបោកអ្នកទាំងអស់គ្នាប្រើដោយម្នាក់នោះនាងសង្ស័យថាជា Hereford និងខ្សែបណ្ដាញរបស់គេដែល Shepherd នៅកំឡុងពេលដែល Elisa និយាយរ៉ែរ៉ាប់បកស្រាយ Ben មិនបានយកចិត្តទុកដាក់ស្ដាប់នាងនោះទេព្រោះគាត់មានអារម្មណ៍ថាមានមនុស្សកំពុងចង់សម្រក់ចូលទៅខាងក្នុងបន្ទប់ហើយវាដូចជាការគិតរបស់ Ben ពិតមែនមានមនុស្សមួយក្រុមក្នុងឯកស្ថានពណ៌ខ្មៅនិងបិទមុខជិតបានដាក់បន្ទូក្របបែកទម្លុះទ្វារនិងសម្រក់ចូលទៅខាងក្នុងបន្ទប់
ប៉ុន្តែពួកគេឈានជើងចូលបានតែប្រមាណជំហានក៏ត្រូវបាន Ben ចាត់ការពួកគេឲ្យស្លាប់គ្មានសល់ Ben មិនអនុញ្ញាតឲ្យ Lisa កាន់កំភ្លើងច្រាច់ខាតព្រោះ Ben ខ្លាចនាងបាញ់គាត់ម្ដងទៀតអញ្ចឹងហើយ Ben ក៏នៅប្រាប់ឲ្យ Lisa ពាក់អាវក្រោការពារគ្រាប់ទៅបានហើយបន្ទាប់ពីអ្នកទាំងពីរដើរចេញផុតពីបន្ទប់បានតែបន្តិច Ben និង Lisa ក៏បានប៉ះគ្នាជាមួយនឹងក្រុមឈុតខ្មៅនោះម្ដងទៀតហើយលើកនេះពួកគេមានគ្នាច្រើនជាងមុនប៉ុន្តែទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីបាញ់ទប់ទល់ជាមួយក្រុមទាំងអស់នោះមួយប្រាវនៅទីបំផុត Ben និង Lisa ក៏អាចបាញ់ចាត់ការពួកគេឲ្យស្លាប់អស់រលីងគ្មានសល់ហើយបន្តមកទៀតនៅពេលដែលអ្នកទាំងពីរដើរចេញពីសន្តាគារ Ben បានប្រាប់ឲ្យ Lisa យកកំភ្លើងនិងរបស់ផ្សេងទៀតដែលនៅលើខ្លួនរបស់នាងដាក់ចូលទៅក្នុងធុងសម្រាម Lisa បានប្រាប់ Ben នៅការពិតគ្រប់យ៉ាងថារូបនាងនឹងថាគឺជាបពុតែមួយហើយគោលដៅរបស់ពួកគេគឺ Hereford និង Shepherd ព្រោះតាមព័ត៌មានដែលពួកនាងទទួលបាន Hereford ធ្វើការជាមួយនៅ Shepherd ជាច្រើនឆ្នាំមកហើយប៉ុន្តែពួកនាងនៅតែមិនទាន់ដឹងថា Shepherd គឺជានរណាឲ្យពិតប្រាកដនោះទេបើចំពោះអង្គភាព Mossad វិញពួកគេជឿថា Shepherd គឺជាអ្នកនៅពីក្រោយ Hereford ហើយប្រើប្រាស់ Hereford ដើម្បីផលប្រយោជន៍របស់គេជាចុងក្រោយ Elisa បានសុំ Ben រួមដំណើរជាមួយគាត់ព្រោះនាងចង់ដឹងដូចគ្នាថាអ្នកដែលក្បត់ក្រុមរបស់ពួកគេគឺជានរណាពិតប្រាកដហើយមានតែវិធីនេះទេទើបឲ្យបញ្ជាក់ពីភាពស្អាតស្អំរបស់នាងចំពោះ Ben ដែលហេតុចង់ដឹងថាតើមេខ្លោងគឺជានរណាគាត់ក៏យល់ព្រមឲ្យ Elisa ធ្វើដំណើរទៅជាមួយប៉ុន្តែលើកនេះ Ben បានឲ្យនាងដើរខាងមុខគាត់ម្ដងបើយើងក៏លេចមកមើលខាង Hosting វិញបន្ទាប់ពីគាត់ចែកផ្លូវគ្នាជាមួយ Ben និង Elisa មក Hosting បានបើកឡានទៅរកកន្លែងស្ងាត់ហើយ Hosting បានអូសសាក់សពក្រុមរបស់ Kali Network ដែលនៅក្នុងឡានទៅបោះចោលប៉ុន្តែនៅពេលដល់វិញដែល Hosting អូបរោះដែលជាមេគេសត្វគាត់បានរកឃើញថាបរិសម្នាក់នោះនៅមានជីវិតនៅឡើយអញ្ចឹងហើយ Hosting ក៏បានបើកឡាននៅបរិសម្នាក់នោះទៅមុខបន្តទៀតដើម្បីរកកន្លែងសួរចម្លើយគេព្រោះមានរឿងច្រើនមែនទែនដែល Hosting ចង់ដឹងហើយនៅទីបំផុត Hosting ក៏បានបើកឡានទៅដល់ខ្ទមមួយដែលគេទុកចោលនៅក្នុងព្រៃមុនដំបូង Hosting ធ្វើជាចិត្តល្អជួយដេករបួសឲ្យបរិសម្នាក់នោះនិងថែមទាំងធ្វើឲ្យគេដឹងខ្លួនវិញទៀតផងប៉ុន្តែបន្ទាប់ពីបរិសម្នាក់នោះដឹងខ្លួនមកវិញភ្លាម Hosting បែរជាយកកាំបិតមកកាត់ភ្នែករបួសដែលគាត់ដេកអំបញ្ញមិញហើយ Hosting និយាយគម្រាមថាបើសិនបើគេមិនព្រមប្រាប់នៅអ្វីដែលគាត់ចង់ដឹងនោះទេគាត់ច្បាស់ជាសម្លាប់គេចោលជាមិនខានសំណួរទី1ដែល Hosting ចង់ដឹងខ្លាំងបំផុតថាហេតុអ្វីបានជាក្រុម Kali Network ដឹងពីផែនការរបស់ក្រុមពួកគាត់និងថែមទាំងបញ្ជូនមនុស្សឲ្យទៅចាំស្ទាក់វាប្រហារក្រុមរបស់គាត់ទៀតផងបរិសម្នាក់នោះមិនព្រមនិយាយអ្វីទាំងអស់ដែលគេគ្រាន់តែកវីក្បាលមិនព្រមឆ្លើយសំណួររបស់ Hosting ដែលវាបានធ្វើឲ្យ Hosting ខឹងគេកាន់តែខ្លាំងលើដើមដោយនៅតែមិនបានចម្លើយអ្វីសោះ Hosting បានបង្ខំចិត្តធ្វើទរណកម្មលើបរិសម្នាក់នោះដោយចុងដៃរបស់គេទាំងពីរព្យួរឡើងលើ Hosting បន្តស្រែកសួរបរិសម្នាក់នោះនៅសំណួរដដែលថាហេតុអ្វីបានជាក្រុម Kali Network ដឹងពីផែនការរបស់ក្រុមពួកគាត់ទោះបីជាស្ថិតនៅក្នុងស្ថានភាពហូរឈាមចេញពីមុខរបួសស្លាប់ពេញខ្លួនក៏ដោយក៏បរិសម្នាក់នោះនៅតែនិយាយដូចមុនដដែលថាក្រុមរបស់ពួកគេមិនបានដឹងអ្វីទាំងអស់ Hosting ដែលនៅតែមិនបានចម្លើយពីបរិសម្នាក់នោះគាត់ក៏បានចងគេព្យួរទុកចោលនៅទីនោះត្រឡប់មកមើល Ben និង Elisa វិញអ្នកទាំងពីរបានចូលទៅសម្រាកក្នុងអគារគេបោះបង់ចោលនៅតាមផ្លូវ Elisa បានលើកយករឿងដែលក្រុមមនុស្សមកតាមសម្លាប់ពួកគេនិយាយភាសា Farsi ព្រោះប្រទេសដែលប្រើភាសាមួយនេះចាញ់គេបំផុតលើពិភពលោកគឺជាប្រទេសអ៊ីរ៉ង់អញ្ចឹងហើយ Elisa សង្ស័យថាអ្នកដែលបញ្ជូនក្រុមមនុស្សទាំងអស់នេះឲ្យមកតាមដេញសម្លាប់ពួកគេច្បាស់ជា Shepherd ជាមិនខានដោយឃើញ Ben កំពុងមានរបួសជាប់ខ្លួន Elisa បាននិយាយលួងលោមឲ្យគាត់ទៅសម្រាកហើយទុកឲ្យនាងជាអ្នកមើលផ្លូវវិញប៉ុន្តែ Ben មិនបានធ្វើតាមនិងថែមទាំងដេញឲ្យនាងទៅសម្រាកចុះទុកឲ្យគាត់ជាអ្នកមើលផ្លូវដោយខ្លួនឯងហើយមុនពេលដែល Elisa ដើរទៅ Ben បានប្រាប់ឲ្យនាងដករបស់ចេញពីកប៉ាល់របស់នាងទាំងអស់ Elisa ហ៊ូចិត្តនៅពេលដែលឮ Ben និយាយបែបនោះប៉ុន្តែនាងនៅតែធ្វើតាមការស្នើសុំរបស់ Ben ដដែលហើយមុននឹងចាក់ចេញពីទីនោះ Elisa បាននិយាយប្រាប់ Ben ថាបើសិនបើនាងក្បត់ជាមួយនឹងគាត់ពិតមែនចុះហេតុអ្វីបានជានាងមិនបាញ់ចាត់ការគាត់នៅក្នុងផ្លូវក្រោមដីតែនាងបែរជាបាញ់សម្ដៅឲ្យក្រោះគាត់ទៅវិញកាត់មកពេលបន្ទាប់ Ben បានបិទរបួសដោយខ្លួនឯងហើយបើយើងមើលខ្លួនរបស់គាត់គឺសុទ្ធតែស្រាមជាំដោយសារក្រឹកកំភ្លើងរបស់ Elisa បន្ទាប់ពីបិទរបួសរួចរាល់ហើយ Ben យក bearing ដែលគាត់ដណ្ដើមបានពីក្រុមរបស់ Kali Network មកធៀបជាមួយនឹង bearing គំរូរបស់ Mona ហើយ bearing ទាំងពីរខុសគ្នាដាច់ស្រឡះត្រង់កន្លែងនេះ Elisa ក៏មិនបានដឹងដូចគ្នាតែនាងសង្ឃឹមថាអ្វីៗគ្រប់យ៉ាងនឹងលាតត្រដាងការពិតបន្ទាប់ពីថាលអាចតាមស្វែងរកវត្តមានរបស់ Shepherd ឃើញ Elisa បានបន្តទៀតថាថាលបាន hack ទូរស័ព្ទរបស់ Hereford ហើយនៅពេលនេះនាងកំពុងលាក់ខ្លួននៅទីក្រុង Munich នៃប្រទេសអាល្លឺម៉ង់ Elisa ជឿជាក់ថាមិនយូរមិនឆាប់ថាលច្បាស់ជាអាចដឹងពីទីតាំងនិងអត្តសញ្ញាណពិតរបស់ Shepherd ជាមិនខានជាចុងក្រោយ Elisa បាននិយាយអង្វរ Ben ម្ដងទៀតដើម្បីឲ្យនាងយក Wally Bearing ទៅទីក្រុង Berglang Ben បានបដិសេធជាមួយ Elisa ថាគាត់មិនអាចធ្វើបែបនោះបានឡើយព្រោះនាងបានក្បត់ជាមួយក្រុមពួកគេនិងបោកប្រាស់ទំនុកចិត្តគាត់រួចម្ដងមកហើយ Elisa ទទួលស្គាល់ថាទង្វើដែលនាងធ្វើពិតជាក្បត់ជាមួយ Ben និងអ្នកទាំងអស់គ្នាពិតមែនហើយបើសិនបើមានរឿងបែបនោះកើតឡើងម្ដងទៀត
នាងនៅតែជ្រើសរើសបាញ់បែនដដែលឲ្យតែអាចសម្រេចបេសកកម្មរបស់នាងបានបន្ទាប់ពីស្ដាប់អាលីសានិយាយចប់បែនចាប់ផ្ដើមប្រែទឹកមុខរៀងញញឹមមកវិញព្រោះធ្វើឲ្យបិទតែអាលីសាក្បត់ជាមួយនឹងក្រុមរបស់ពួកគេក៏ពិតមែនតែយ៉ាងហោចណាស់នាងនៅមានភាពស្មោះត្រង់ជាមួយនឹងអង្គភាពរបស់នាងដែរងាកមកមើលខាង Hosting នេះវិញគាត់បន្តធ្វើទរណកម្មលើបរិមម្នាក់នោះបន្តទៀតដើម្បីចង់ដឹងថាហើយអ្វីបានជាក្រុម Kali Network ដឹងពីផែនការរបស់ពួកគាត់ហើយលើកនេះ Hosting បានយកអំបិលដាក់លើមុខរបួសរបស់គេដោយមិនអាចត្រឹមត្រូវជាមួយនឹងការជឿចាប់បានបរិមម្នាក់នោះក៏ព្រមនិយាយការពិតថារូបគេមិនមែនជាក្រុម Kali Network អីនោះឡើយធាតុពិតទៅគេគឺជាអ្នកស៊ើបការសម្ងាត់របស់ប្រទេសអាល្លឺម៉ង់ Hosting នៅពេលដែលលើបែបនោះគាត់ពិតជាមានការភ្ញាក់ផ្អើលមែនទែនព្រោះបើសិនបើអ្វីដែលបរិមម្នាក់នោះនិយាយសុទ្ធតែជាការពិតនោះវាមានន័យថាគាត់កំពុងធ្វើទរណកម្មលើគ្នាឯងមិនមែនជាសត្រូវនោះទេហើយបន្ទាប់ពីបានដឹងអស់ហើយ Hosting ក៏ប្រញាប់ប្រញាល់ស្រែកខ្សែទម្លាក់គេចុះនិងជួយខ្ទប់របួសដើម្បីកុំឲ្យហូរឈាម Hosting បន្តសួរបរិមម្នាក់នោះថាហេតុអ្វីបានជាសហព័ន្ធស៊ើបការសម្ងាត់របស់អាល្លឺម៉ង់និងពីផែនការរបស់ពួកគាត់បរិមម្នាក់នោះខំប្រឹងនិយាយទាំងដង្ហើមចង្រិតថាក្រុមរបស់ទាំងអស់នោះមិនមែនជាគ្នារបស់គេទេនិយាយចប់គេក៏ដាច់ខ្យល់ស្លាប់បាត់ទៅកាត់មកមើលថានៅទីក្រុងម៉ានិចវិញនាងបានចូលទៅក្នុងបន្ទប់បរិមម្នាក់ពេលចូលទៅដល់ក្នុងបន្ទប់ភ្លាមថាបានកូពីយកទិន្នន័យពីកុំព្យូទ័រដែលគេទុកចោលនៅលើតុចូលទៅក្នុងកុំព្យូទ័ររបស់នាងហើយនៅកំឡុងពេលកុំព្យូទ័រកំពុងដំណើរការថាបានដើរឆែកឆេរពេញបន្ទប់ក្រែងរោមមានរបស់ខ្លះនាងត្រូវការដើរមើលចុះមើលឡើងថាក៏បានឃើញភ្លើងលុតភ្លឺផ្លេតដែលវាគឺជាភ្លើងកាមេរ៉ាដែលបរិមម្នាក់នោះលួចដាក់បង្កប់កាមេរ៉ានៅក្នុងបន្ទប់របស់គេដោយដឹងខ្លួនថាមិនអាចនៅទីនេះបន្តទៅទៀតថាក៏ប្រញាប់ប្រញាល់ប្រមូលកុំព្យូទ័រដាក់ចូលទៅក្នុងកាបូបដើម្បីគេខ្លួនចេញពីទីនេះប៉ុន្តែវាយឺតពេលបាត់ទៅហើយព្រោះបរិមដែលជាម្ចាស់បន្ទប់បានមកទាន់ហើយគេបានបើកការវាយប្រហារទៅលើថាលយ៉ាងចាស់ដៃមុនដំបូងបរិមអ្នកនោះបានវាយថាលឡើងត្រង់ខ្លួនក៏ពួកតែគេមានមាឌធំជាងប៉ុន្តែចុងក្រោយថាលនៅតែអាចចាត់ការគេបានដដែលបើនៅខាងបែននិងអេលីសានេះវិញនៅកំឡុងពេលដែលអ្នកទាំងពីរបើកឡានបន្តដំណើរទៅមុខទៀតសប្តាហ៍ព្រាមនោះបានលេចចេញបរិសចម្លែក2នាក់បានបើកម៉ូតូមកឈប់ចិត្តឡានអ្នកទាំងពីរហើយពួកគេបានយកកាបូបដែលមានគ្រាប់បែកដាក់លើឡានរបស់បែននិងអេលីសាបែននៅពេលដែលឃើញបែបនោះគាត់សៃប្រាប់ឲ្យអេលីសាប្រញាប់ចេញពីឡានប៉ុន្តែគួរឲ្យអានីចាមែនទែនព្រោះនៅក្នុងហេតុការណ៍មួយនោះអេលីសាបានស្លាប់បាត់បង់ជីវិតមានតែបែនម្នាក់គត់ដែលនៅមានជីវិតបែនកំប្រឹងក្រោកទៀងទៅដាប់ទៅឌូនិងដកកំភ្លើងបានចាត់ការបរិសទាំងពីរនាក់នោះហើយបន្ទាប់មកគាត់ដើរទៅរកសាកសពរបស់លីសាមុនបែនចាក់ចេញពីទីនោះគាត់បានដកខ្សែដៃរបស់លីសានិងយកវ៉ាលីបេរីងគេចទៅជាមួយគាត់បន្ទាប់ពីអាចគេចផុតពីហេតុការណ៍បន្ទុកក្របាយហើយបែនបានទៅទិញសម្ភារៈពេទ្យមួយចំនួនដើម្បីទុកលាងរបួសដែលបំណាច់ដៃខ្ទាតមកមុតផ្លូវរបស់គាត់បើនៅខាង Hosting នេះវិញកាលពីភាគមុនគាត់បានធ្វើទរណកម្មសួរចម្លើយទៅលើភ្នាក់ងារស៊ើបការសម្ងាត់របស់អាល្លឺម៉ង់រហូតធ្វើឲ្យគេស្លាប់បាត់បង់ជីវិតប៉ុន្តែនោះគ្រាន់តែការយកច្រឡំតែប៉ុណ្ណោះព្រោះ Hosting គិតថាបរិសម្នាក់នោះគឺជាក្រុម Kali Network ហើយបន្ទាប់ពីបានដឹងការពិតអស់ហើយ Hosting ក៏បានយកសាកសពភ្នាក់ងារម្នាក់នោះទៅទុកចោលនៅក្នុងព្រះវិហារមួយកន្លែងដើម្បីឲ្យមនុស្សឃើញនិងយកសាកសពរបស់គេទៅធ្វើបុណ្យតាមប្រពៃណីកាត់មកទីក្រុងស៊ូណេសវិញ Cyrus និង Yusef ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់កំពុងចូលរួមប្រជុំកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយនឹងប្រទេសមហាអំណាចផ្សេងទៀតជុំវិញពិភពលោកនៅក្នុងអង្គប្រជុំនោះអ្នកស្រីដែលត្រូវជាប្រធានរបស់អង្គការ GAEA បាននិយាយស្នើសុំទៅ Cyrus ដែលជាអ្នកតំណាងឲ្យប្រទេសអ៊ីរ៉ង់ឲ្យអង្គការ GAEA ដំឡើងកាមេរ៉ានិងឧបករណ៍ត្រួតពិនិត្យផ្សេងទៀតដើម្បីធានាថាទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺប្រើប្រាស់ឬមួយក៏ផ្គត់ផ្គង់តែការងារស៊ីវិលវិស័យសុខាភិបាលនិងវិស័យឧស្សាហកម្មតែប៉ុណ្ណោះនៅកំឡុងពេលអ្នកស្រីប្រធានអង្គការ GAA កំពុងតែនិយាយ Sarah បានជាងាកទៅមើលកៅអីដែលនៅជិតគេដែលវាជាកន្លែងប្អូនប្រុសរបស់គេ Wahid ប៉ុន្តែនៅពេលនេះ Wahid បែរជាអវត្តមានបានចូលរួមប្រជុំមុន Sarah តបទៅវិញគេបានអោនទៅនិយាយជាមួយ Yusef ទើបគេឆ្លើយយល់ព្រមជាមួយនឹងសំណើរបស់ប្រធានអង្គការ GAA ប៉ុន្តែ Cyrus មានលក្ខខណ្ឌមួយគឺគេចង់ឲ្យប្រទេសមហាអំណាចទាំងអស់ជួយបន្ធូរបន្ថយលើពន្ធនាំប្រេងដែលនាំចេញពីប្រទេសអ៊ីរ៉ង់ចំពោះលក្ខខណ្ឌដែល Cyrus ស្នើសុំនេះវាមិនមែនជារឿងតូចតាចនោះទេអញ្ចឹងហើយវាតម្រូវឲ្យប្រទេសមហាអំណាចទាំងអស់ត្រូវពិភាក្សាគ្នាលើបញ្ហាមួយនេះម្ដងទៀតក្រោយពេលបញ្ចប់ការប្រជុំ Yusef បាននិយាយសរសើរ Cyrus ថាគេពិតជាធ្វើបានល្អមែនទែនទោះបីជាគ្មានវត្តមាន Wahid ចូលរួមប្រជុំក៏ដោយឆ្លៀតពេលនោះ Yusef បានសួរ Cyrus អំពីប្អូនប្រុសរបស់គេថាហេតុអ្វីបានជា Wahid ខកខានមិនបានមកចូលរួមប្រជុំនៅក្នុងថ្ងៃនេះCyrus ក៏មិនបានដឹងដូចគ្នាព្រោះនៅសក់ Wahid បាត់ដំណឹងសូនឈឹងដោយមិនបានប្រាប់គេបានដឹងប៉ុន្តែទោះជាបែបនោះក៏ដោយក៏ Cyrus ជឿជាក់ថាប្អូនប្រុសរបស់គេច្បាស់ជាអាចយក bearing ពីក្រុម Kali Network មកប្រគល់ឲ្យ Yusef បាននៅក្នុងថ្ងៃស្អែកនេះមុន Yusef ដើរចាក់ចេញពីទីនោះគេបាននិយាយដាក់ Cyrus ថាប្រសិនបើប្អូនប្រុសរបស់គេមានការខុសត្រូវអ្វីនោះលទ្ធផលចុងក្រោយគឺ Cyrus ប្រកាសជាបានដឹងរួចជាស្រេចថានឹងមានរឿងអ្វីកើតឡើង
ក្រឡេកមកមើលថាលវិញនាងបានឃើញព័ត៌មាននៃកំពុងចាប់ផ្សាយពីហេតុការណ៍បន្ទូក្របបែកដែលបានកាត់ឡើងនៅក្រុងស៊ឺរិចនៃប្រទេសស្វីសថានៅពេលដែលឃើញដូចនោះនាងចាប់ផ្ដើមសង្ស័យថាអ្នកដែលស្ថិតនៅក្នុងហេតុការណ៍មួយនោះគឺជាអេលីសាក៏ព្រោះតែអេលីសាបានផ្ញើសារមកប្រាប់មុនហេតុការណ៍បន្ទូក្របបែកកាត់ឡើងថារូបនាងកំពុងស្ថិតនៅក្នុងទីក្រុងស៊ឺរិចថាចាប់ផ្ដើមព្រួយបារម្ភពីអេលីសាហើយនៅពេលដែលនាងព្យាយាមមើលវីដេអូដែលកំពុងចាប់ផ្សាយនោះថាក៏បានឃើញបែនកំពុងបាញ់ទប់ទល់ជាមួយនឹងពួកសត្រូវរីឯអេលីសាវិញគឺដេកស្លាប់នៅជិតនោះការស្លាប់របស់អេលីសាបានធ្វើឲ្យថាខូចចិត្តជាខ្លាំងព្រោះធ្វើឲ្យតែពួកនាងត្រឹមតែជាភ្នាក់ងារបម្រើនៅក្នុងអង្គភាពតែមួយក៏ពិតមែនប៉ុន្តែអេលីសាតែងតែយកចិត្តទុកដាក់និងថេឃាននាងដូចជាប្អូនស្រីបង្កើតអញ្ចឹងបើយើងងាកមកមើលបែនវិញគាត់បានធ្វើដំណើរទៅកន្លែងរបស់ Hereford ហើយ Mo និង Landry ក៏មានវត្តមាននៅទីនោះដែរនៅពេលដែលបានឃើញ Hereford ភ្លាម Ben បានដើរសម្ដៅទៅរកគេព្រោះគាត់មានសំណួរជាច្រើនដែលចង់ឲ្យ Hereford ឆ្លើយដល់ផ្ទាល់មាត់របស់គេហើយ Ben ក៏បានលើកយករឿងដែល Elisa បានប្រាប់គាត់មុនពេលដែលនាងស្លាប់ថា Hereford ត្រូវបានគេបោកប្រាស់ព្រាមនោះ Hereford ចាប់ផ្ដើមសម្ដែងធ្វើជាពិបាកចិត្តចំពោះការស្លាប់របស់ Elisa ហើយគេព្រមទទួលស្គាល់ថាអ្វីដែល Elisa និយាយគឺសុទ្ធតែជាការពិតទាំងអស់ព្រោះរូបគេពិតជាត្រូវបាន Shepherd បោកគេប្រើដើម្បីផលប្រយោជន៍របស់គេអស់រយៈពេល20ឆ្នាំមកហើយ Ben សួរកាត់ Hereford អំពីគោលបំណងរបស់ The Shepherd ដែលបោកពួកគេប្រើសំណួររបស់ Ben នេះបានធ្វើឲ្យ Hereford ជប់គៀងមិនដឹងត្រូវនិយាយអ្វីបន្តទៀតប៉ុន្តែបន្ទាប់ពីគិតបន្តិច Hereford ក៏បានប្រាប់អ្នកទាំងអស់គ្នាថាគោលដៅថ្មផុតរបស់ The Shepherd គឺ bearing ទាំងអស់ដែលនៅក្នុង valley មួយនេះហើយ Hereford ក៏សួរត្រឡប់ទៅ Ben វិញថាគេឆ្ងល់ដែរឬអត់ថាហេតុអ្វីបានជា bearing នៅក្នុង valley មួយនេះខុសគ្នាពី bearing គំរូរបស់ Mona ខណៈពេលនោះ Hastings បានពន្លឺសំឡេងពីក្រៅអ្នកគ្រប់គ្នាថានេះក៏ដោយសារតែ bearing ទាំងអស់នេះគឺសុទ្ធតែជា bearing คล้ายៗ Hastings បានបន្តទៀតថាចំពោះក្រុមមនុស្សដែលពួកគេបាញ់ទប់ទល់នៅក្នុងផ្លូវក្រោមដីគឺមិនមែនជាក្រុម Kali Network អីនោះឡើយដែលជាការពិតទៅពួកគេគឺជាភ្នាក់ងារស៊ើបការសម្ងាត់របស់អាល្លឺម៉ង់ដែលបានបន្លំខ្លួនធ្វើជាក្រុម Kali Network ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងពួកអេរ៉ង់ដូចជាក្រុមពួកគេដែរ Hastings បានឲ្យយោបល់អ្នកគ្រប់គ្នាថាអ្វីដែលពួកគេគួរតែយកចិត្តទុកដាក់ខ្លាំងបំផុតនៅពេលនេះគឺតាមស្វែងរកមេខ្លោដែលជានៅពីក្រោយរឿងទាំងអស់ដែលបានកាត់ឡើងហើយគេក៏ជាមនុស្សតែមួយដែលបានរៀបចំកលល្បិចបោកប្រាស់ពួកគេផងដែរ Hereford ក៏បានប្រាប់អ្នកគ្រប់គ្នាថាអ្នកដែលបោកប្រាស់ពួកគេប្រើគឺជាមនុស្សតែមួយដែលបានបញ្ជូនមនុស្សឲ្យទៅសម្លាប់ Elisa ហើយនៅពេលនេះគេបានចាប់បរិមអ្នកនោះបានហើយគឺគេកំពុងនៅខាងក្នុងនៅពេលដែល Hereford នាំអ្នកទាំងអស់គ្នាចូលទៅមើលបរិមអ្នកនោះទើបយើងបានដឹងការពិតថាគេគឺជា Wahid ដែលជាប្អូនប្រុសរបស់ Cyrus ហើយសភាពរបស់ Wahid នៅពេលនេះគឺត្រូវបាន Hereford វាយធ្វើទរណកម្មសួរចម្លើយឡើងបាច់មុខឈាមស្រោចពេញខ្លួនរបស់គេប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់នោះទេ Hereford បាននិយាយកុហកអ្នកទាំងអស់គ្នាថា Wahid គឺជា The Shepherd ដែលជាអ្នកផ្ដល់ព័ត៌មានឲ្យគេរហូតមកហើយចុងក្រោយ Wahid បែរជាក្បត់ជាមួយនឹងគេទៅវិញ Ben បន្តសួរដេញដោល Hereford អំពីក្រុមទាហានឈុតខ្មៅដែលបានបាញ់ប្រហារក្រុមរបស់ពួកគាត់នៅផ្លូវក្រោមដីព្រោះពួកគេគឺជាក្រុមតែមួយដែលទៅតាមសម្លាប់គាត់និង Elisa នៅឯសន្តាគារ Hereford បន្តទម្លាក់កំហុសនិងមូលបង្កាច់ថា Wahid និង Yusuf គឺជាអ្នកបញ្ជូនទាហានឲ្យមកតាមសម្លាប់អ្នករាល់គ្នាព្រោះតែពួកគេទាំងពីរនាក់គឺសុទ្ធតែជាអ្នកកាន់សាសនាជ្រុលនិយមហើយ Hereford ក៏ព្រមទទួលស្គាល់កំហុសចំពោះមូលហេតុដែលក្រុម Wahid ដឹងពីផែនការរបស់ពួកគេនេះគឺដោយសារតែរូបគេទាំងអស់ដែលខំជឿទុកចិត្ត Wahid បន្តមកទៀត Hereford បានដាក់ឲ្យ Wahid ភ្ញាក់ដឹងខ្លួនឡើងមកវិញព្រោះគេមានរឿងសំខាន់ចង់សួរ Wahid នៅចំពោះមុខអ្នកទាំងអស់គ្នាហើយនៅពេលដែល Wahid ភ្ញាក់ដឹងខ្លួនឡើង Hereford បាននិយាយភាសា Farsi ជាមួយ Wahid ដោយ Hereford និយាយថាគេនឹងទុកជីវិតឲ្យប្រសិនបើ Wahid អាច Wahid បាននិយាយកាត់ Hereford ព្រោះគេដឹងពីអ្វីដែល Hereford ចង់ឲ្យគេធ្វើគឺបញ្ឈប់កិច្ចប្រឹងប្រែងនុយក្លេអ៊ែរហើយមិនទាន់ចប់ត្រឹមតែប៉ុណ្ណេះនោះទេព្រោះ Hereford នៅមានរឿងមួយទៀតដែល Hereford ចង់ឲ្យ Wahid ជួយគឺឲ្យ Wahid តាក់ទងទៅ Cyrus ដើម្បីបញ្ឆោតឲ្យ Cyrus ចូលអន្ទាក់របស់គេ Wahid យល់ព្រមធ្វើតាមទាំងបង្ខំដោយគេគ្រាន់តែសង្ឃឹមថា Hereford នឹងគោរពពាក្យសន្យាបើនៅខាង Cyrus នៅវិញនៅពេលដែលឃើញលេខប្អូនប្រុសរបស់គេតាក់ទងមកអញ្ចឹងគេមិនបានរងចាំយូរនោះទេគេក៏បានលើកទូរស័ព្ទនិងសួរ Wahid តើឥឡូវនេះគេនៅឯណាហើយហេតុអ្វីបានជា Wahid ខកខានមិនបានមកចូលរួមប្រជុំ Wahid មិនបានឆ្លើយនឹងសំណួររបស់បងប្រុសគេនោះទេដោយគេក៏នៅប្រាប់ Cyrus ថាការងារដែលគាត់មិនជាឲ្យគេធ្វើឥឡូវនេះគេធ្វើវាបានសម្រេចហើយសម្បើវងកញ្ចក់បន្តិចការងារដែលពួកគេកំពុងតែនិយាយនេះគឺចង់សម្ដៅទៅ Bearing ពីព្រោះ Cyrus បានបញ្ជាឲ្យ Wahid ជាអ្នកទៅទទួល Bearing និងបញ្ជូនបន្តទៅឲ្យ Yusuf Wahid បន្តប្រាប់បងប្រុសរបស់គេកុំឲ្យព្រួយបារម្ភព្រោះក្រុម Kali Network នឹងបញ្ជូន Bearing ទៅដល់ដៃ Yusuf នៅក្នុងថ្ងៃស្អែកនេះ Cyrus នៅពេលដែលលើប្អូនប្រុសរបស់គេនិយាយបែបនោះគេរៀងហាក់ដូចជានឹងធូរចិត្តបន្តិចហើយមុនគេដាក់ទូរស័ព្ទចុះ Cyrus បាននិយាយសរសើរ Wahid និងជូនពរឲ្យព្រះតាមថែរក្សា Wahid ដោយគេមិនបានដឹងទេថា Wahid នៅពេលនេះគឺស្ថិតនៅក្នុងដៃរបស់ Hereford និងត្រូវបាន Hereford វាយឡើងតុសាច់ទៀតផងបន្ទាប់ពី Wahid និយាយជាមួយ Cyrus ចប់ភ្លាមនិងមិនទាន់ដាក់ទូរស័ព្ទចុះស្រួលបួលផង Hereford បានដកកំភ្លើងមកបាញ់បញ្ចប់ជីវិតរបស់ Wahid ឲ្យស្លាប់យ៉ាងអណោយអធមហើយ Hereford បាននិយាយនៅមុខអ្នករាល់គ្នាថាគេធ្វើបែបនេះគឺដើម្បីសងសឹកឲ្យ Elisa As for Elisa បន្ទាប់មកទៀត Hereford បានប្រាប់ឲ្យអ្នកទាំងអស់គ្នាបន្លំខ្លួនធ្វើជាក្រុម Kali Network ដើម្បីបញ្ជូន Bearing คล้ายៗដែលក្រុមពួកគេយកមកពីអង្គភាព Mossad បញ្ជូនបន្តទៅឲ្យ Yusuf នៅថ្ងៃស្អែកនេះ
លុះដល់យប់ឡើង Hosting បានឡើងទៅរក Ben ដែលកំពុងចូលយាមនៅលើដំបូលកប៉ាល់គោលបំណងរបស់ Hosting មករក Ben នៅពេលនេះគឺដើម្បីប្រាប់ Ben ថាគាត់នឹងចាក់ចេញពីទីនេះហើយ Hosting ក៏ចង់ឲ្យ Ben ទៅជាមួយគាត់ដែរប៉ុន្តែ Ben បែរជានិយាយបដិសេធជាមួយ Hosting ថាគាត់មិនទៅណាទាំងអស់រហូតដល់តែគាត់អាចបំពេញបេសកកម្មនេះរួចរាល់ហើយម្យ៉ាងវិញទៀតរហូតដល់តែគាត់អាចចាប់មេខ្លោងដែលជាអ្នករៀបចំកលល្បិចបោកបញ្ឆោតអ្នកគ្រប់គ្នាហើយ Ben ក៏បាននិយាយដាក់ឲ្យ Hosting វិញថាបើសិនបើគេខ្លាចគេអាចចាក់ចេញពីទីនេះបានព្រោះគាត់ក៏មិនចង់ឲ្យខំឲ្យ Hosting នៅទីនេះដែរ Hosting ខំប្រឹងនិយាយបញ្យល់ Ben ថាមនុស្សដែលពួកគេកំពុងតែធ្វើការឲ្យគឺមិនមែនជាមនុស្សធម្មតានោះទេមនុស្សដែល Hosting កំពុងតែនិយាយនេះគឺគាត់ចង់សំដៅទៅ Hereford ព្រោះតាមប្រវត្តិដែលគាត់ស៊ើបដឹង Hereford ធ្លាប់ចេញទៅបំពេញបេសកកម្មនៅអាហ្វ្រិកជាច្រើនឆ្នាំមកហើយចំពោះ Ben វិញមិនខ្វល់ថា Hosting ខំប្រឹងលើកហេតុផលនិយាយបញ្យល់បកស្រាយប៉ុណ្ណានោះទេក៏គាត់មិនព្រមចាក់ចេញទៅជាមួយ Hosting ដដែលក៏ប៉ុន្តែ Ben បានសម្រេចចិត្តរួចហើយថាគាត់នឹងនៅទីនេះរហូតដល់តែបញ្ចប់បេសកកម្មរួចរាល់ហើយ Ben ក៏បាននិយាយបង្ហាញភាពអស់សង្ឃឹមទៅលើ Hosting ពីព្រោះ Hosting ដែលគាត់ធ្លាប់ស្គាល់កន្លងមកគឺជាមេបញ្ជាការដ៏ក្លាហានម្នាក់ដែលតែងតែគៀកស្មារតីជាមួយនឹងពួកសត្រូវនៅក្នុងសមរភូមិជាមួយគាត់រហូតប៉ុន្តែនៅពេលនេះគឺខុសគ្នាដាច់ស្រឡះដូចមេនឹងដីព្រមទៅ Hosting ហាក់ដូចជាខ្លាចជាមួយនឹងបេសកកម្មមួយនេះអញ្ចឹងបន្តមកទៀត Ben សួរត្រឡប់ទៅ Hosting វិញថាបើគង់តែសម្រេចចិត្តចាក់ចេញពីទីនេះដដែលចុះហេតុអ្វីបានជា Hosting មកទីនេះធ្វើអ្វី Hosting ក៏បាននិយាយប្រាប់ Ben ថាចាប់តាំងពីថ្ងៃដំបូងដែលគាត់មកទីនេះគឺសុទ្ធតែដើម្បី Ben ទាំងអស់ Ben នៅពេលដែលឮ Hosting និយាយបែបនោះគាត់ក៏ចាប់ផ្ដើមដំឡើងសរសៃកនិងស្រែកដាក់ឲ្យ Hosting ថាប្រសិនបើអ្វីដែលគេនិយាយសុទ្ធតែជាការពិតចុះហេតុអ្វីបានជា Hosting មិនព្រមចូលរួមបេសកកម្មលើកនេះព្រោះពួកគេទាំងពីរនេះគឺសុទ្ធតែចង់ដឹងថាអ្នកណាដែលជាជនក្បត់ពិតប្រាកដ Hosting តែនិយាយបញ្យល់ប្រាប់ Ben ថាអ្វីគ្រប់យ៉ាងដែលគាត់កំពុងតែធ្វើឥឡូវនេះគឺមិនមែនដើម្បីការពារក្រុមរបស់ James ឬមកក៏សងសឹកឲ្យ Darren និង Elisa ឯនោះឡើយតែ Ben ធ្វើគ្រប់យ៉ាងគឺដើម្បីតែខ្លួនឯងតែប៉ុណ្ណោះដោយសារតែការកេតរបស់អ្នកទាំងពីរមិនចុះសម្រុងគ្នាហើយម្យ៉ាងវិញទៀត Hosting ក៏បានសម្រេចចិត្តរួចហើយថាគាត់នឹងចាក់ចេញពីទីនេះអញ្ចឹងហើយ Hosting ក៏បាននិយាយសុំទោស Ben ដែលរូបគាត់មិនអាចបន្តបេសកកម្មជាមួយអ្នកគ្រប់គ្នាបន្តទៅទៀតបានប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏គាត់សង្ឃឹមថាទំនាក់ទំនងបងប្អូនល្អរបស់ពួកគេគឺនៅតែដូចមុនដដែលបន្ទាប់ពីនិយាយចប់ Hosting ក៏បានដើរចាក់ចេញពីទីនោះហើយទុកឲ្យ Ben ឈរមើលទាំងមិនអស់អាល័យព្រោះចាប់ពីពេលនេះតទៅអ្នកទាំងពីរនឹងចែកផ្លូវគ្នាដើររៀងៗខ្លួនក្រឡេកមកមើលថាដែលកំពុងស្នាក់នៅក្នុងស្ថានភាពមួយក្នុងទីក្រុង Sydney វិញនាងបានតាក់ទងទៅភ្នាក់ងាររបស់អង្គភាព Mossad ដើម្បីរាយការណ៍ពីហេតុការណ៍ដែលបានកាត់ឡើងហើយជាពិសេសនោះគឺការស្លាប់របស់ Elisa ថាក៏បានរាយការណ៍ពីរឿងដែលនាង hack ចូលទៅក្នុងទូរស័ព្ទរបស់ Hereford ដែលគេទុកសម្រាប់តាក់ទងជាមួយនឹង The Shepherd ប្រាប់ទៅកាន់អង្គភាពរបស់នាងផងដែរហើយដល់ពេលនេះនាងកំពុងស្វែងរកទីតាំងរបស់ The Shepherd ប៉ុន្តែបន្ទាប់ពីថានិយាយចប់ភ្នាក់ងារម្នាក់នោះបានប្រាប់នាងឲ្យនៅស្ងៀមនិងកុំធ្វើអ្វីប្រេះផ្ដាល់សោះព្រោះ Hereford បានរាយការណ៍ទៅអង្គភាព Mossad ថាពួកគេបានរកឃើញនិងចាត់ការ The Shepherd រួចរាល់ហើយភ្នាក់ងារម្នាក់នោះបានបន្តទៀតថាចំពោះរឿង Elisa ថាមិនចាំបាច់ព្រួយបារម្ភនោះទេព្រោះគេនឹងបញ្ជូនមនុស្សឲ្យចាត់ការរឿងនេះឲ្យបានរៀបរយថានៅតែមិនអស់ចិត្តនាងក៏បានសួររកទីតាំងរបស់ Hereford ព្រោះនាងចង់តាក់ទងទៅអ្នកគ្រប់គ្នាដែលកំពុងធ្វើការជាមួយនឹង Hereford ប៉ុន្តែភ្នាក់ងារម្នាក់នោះបានបដិសេធជាមួយនឹងសំណើរបស់នាងដោយគេនិយាយថាបេសកកម្មរបស់ថាគឺបានបញ្ចប់ជាស្ថាពរហើយអញ្ចឹងហើយគេបញ្ជាឲ្យថានៅស្ងៀមនិងកុំធ្វើអ្វីប្រេះផ្ដាល់សោះចំពោះថាវិញគឺគ្មានជំរឿអ្វីក្រៅពីបង្ខំចិត្តធ្វើតាមបញ្ជារបស់ថ្នាក់លើតែប៉ុណ្ណោះកាត់មកថ្ងៃបន្ទាប់ Mole Ben Landry បានរៀបចំខ្លួនដើម្បីបញ្ជូន Bering คล้ายៗទៅឲ្យ Joseph ដែលរងចាំទទួល Bering នៅពលានយន្តហោះមួយដែលស្ថិតនៅក្នុងទីក្រុង Sydney មុននឹងចាប់ផ្ដើមនិយាយអំពីផែនការរបស់ពួកគេ Mole បានសូមបញ្ជាក់ Ben តើវាជាការពិតដែរឬអត់រឿងដែល Hosting មិនបានចូលរួមបេសកកម្មជាមួយពួកគេ Ben បានតបទៅ Mole វិញថានោះគឺជាការពិតហើយ Ben ក៏បានសូមបញ្ជាក់អ្នកទាំងអស់គ្នាថាបើសិនបើមាននរណាម្នាក់មិនចង់ចូលរួមបេសកកម្មលើកនេះគឺអ្នកទាំងអស់គ្នាអាចដើរចេញដូចជា Hosting អញ្ចឹងព្រោះវាគឺជាសិទ្ធិរបស់អ្នករាល់គ្នានៅកំឡុងពេលដែល Ben និយាយអំពីផែនការរបស់គាត់ប្រាប់ទៅអ្នកទាំងពីរ Landry ក៏បានចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់ Ben មួយម៉ាត់ដែលគាត់និយាយថាពួកយើងព្រោះតាម Landry ស្ដាប់មើលទៅ Ben កំពុងចាត់ទុកគ្រូគេជាសមាជិកម្នាក់ក្នុងក្រុមរបស់គាត់អញ្ចឹង Ben ងាកមកនិយាយជាមួយ Landry ថាគាត់ចាត់ទុក Landry ជាសមាជិកម្នាក់នៅក្នុងក្រុមរបស់គាត់គឺចាប់តាំងពីហេតុការណ៍បាញ់ប្រយុទ្ធគ្នានៅផ្លូវក្រោមដីមកម្លេះព្រោះនៅពេលនោះ Landry បានបន្ថយជាមួយនឹងគ្រោះថ្នាក់នៅ Mole ដែលកំពុងមានរបួសគេចេញពីទីនោះ Landry នៅពេលដែលលើក Ben និយាយបែបនោះគេពិតជាមានការសប្បាយចិត្តមែនទែនព្រោះចាប់តាំងពីថ្ងៃដំបូងដែលគេមកធ្វើការនៅទីនេះ Ben មិនដែលចាត់ទុកគេជាសមាជិកនៅក្នុងក្រុមរបស់គាត់នោះឡើយបន្ទាប់ពី Ben និយាយរៀបរាប់ពីផែនការប្រាប់អ្នកទាំងអស់គ្នាចប់សពគ្រប់ហើយពួកគេក៏ចាប់ផ្ដើមរៀបចំខ្លួនចេញទៅបំពេញបេសកកម្មហើយ Hereford ជាអ្នករៀបចំ Valley Bering ងាកមកមើលខាងថៃនេះវិញដោយនាងនៅតែមានចិត្តសង្ស័យទៅលើ Hereford អញ្ចឹងហើយថាខំប្រឹងស្វែងរកទិន្នន័យរបស់គេក្រែងលោមានបានព័ត៌មានអ្វីបន្ថែមពី Hereford បន្តមកទៀតថាបានតាក់ទងទៅភ្នាក់ងារអង្គភាព Mossad ព្រោះនាងចង់ដឹងម៉ោងជាក់លាក់ដែល Hereford បញ្ចប់ជីវិត The Shepherd មុនដំបូងភ្នាក់ងារម្នាក់នោះមិនព្រមប្រាប់ថានោះឡើយព្រោះភារកិច្ចរបស់នាងគឺបានបញ្ចប់ជាស្ថាពរហើយប៉ុន្តែដោយថានៅតែទទូចស៊ូគេទៅបរិះម្នាក់នោះព្រមប្រាប់ថា Hereford រាយការណ៍មកប្រាប់ពួកគេអំពីការស្លាប់របស់ The Shepherd ប្រហែលជាម៉ោង 9 ពេលវេលាដែល Hereford រាយការណ៍មកអង្គភាព Mossad គឺធ្វើឲ្យថាកាន់តែសង្ស័យលើដើម
ប្រសិនបើ Hereford សម្រាប់ដោយ Shepard នៅម៉ោង 9 នោះពិតមែនចុះហេតុអ្វីបានជានៅម៉ោង 10:14 នាទី Hereford នៅតែឆាតឆ្លងឆ្លើយជាមួយដោយ Shepard អញ្ចឹងបន្ទាប់ពីដាក់ទូរស័ព្ទចុះថាបានវាយ IP address របស់ដោយ Shepard ដើម្បីស្វែងរកទីតាំងរបស់គេបើយើងក៏លេខមកមើលខាងក្រុមរបស់ Ben ដែលបញ្ជូន Bearing ទៅឲ្យ Yusef វិញនៅពេលនេះពួកគេបានធ្វើដំណើរទៅដល់ទីតាំងដែលបានណាត់គ្នានៅពេលដែលក្រុមទាំងពីរជួបគ្នាភ្លាម Yusef បានសួរទៅក្រុមរបស់ Ben ថាហេតុអ្វីបានជា Wahid មិនមកជាមួយនឹងពួកគេ Mole ដែលដើរតួជាអ្នកនិយាយចរចាជាមួយ Yusef គាត់បានតបទៅវិញថាធ្វើច្បាប់តែ Wahid ជាអ្នកទូខុសត្រូវក្នុងប្រតិបត្តិការនេះក៏ពិតមែនប៉ុន្តែក៏មិនចាំបាច់តម្រូវឲ្យគេមកទីនេះដែរក៏ពួកតែក្រុមរបស់គាត់អាចចាត់ចែងរឿងមួយនេះបាន Yusef បានបញ្ជាឲ្យកូនចៅរបស់គេទៅយក Bearing ពី Mole មកធ្វើតេស្តសាកល្បងសិនព្រោះគេចង់ដឹងថា Bearing ដែលក្រុមរបស់ Ben យកមកនេះគឺជា Bearing ពិតប្រាកដឬមកក៏ជា Bearing คล้ายៗហើយចំពោះរឿងលុយកាក់គេនឹងទូទាត់តាមក្រោយបន្ទាប់ពីធ្វើតេស្តរួចរាល់ Yusef ក៏បានបញ្ជាក់ប្រាប់ក្រុមរបស់ Ben ផងដែរថាបើសិនបើ Bearing ទាំងអស់នេះគឺជា Bearing ពិតប្រាកដនោះម៉ាស៊ីនធ្វើតេស្តរបស់គេនឹងលោតភ្លើងបៃតងកូនចៅរបស់ Yusef ក៏បានយក Bearing ដាក់ចូលទៅក្នុងម៉ាស៊ីននិងចាប់ផ្ដើមដំណើរការធ្វើតេស្តហើយនៅកំឡុងពេលដែលពួកគេកំពុងរងចាំម៉ាស៊ីនធ្វើតេស្តនោះនៅខាងថៅនេះវិញបន្ទាប់ពីនាងសើចរកទីតាំងរបស់ Shepard តាមរយៈ IP address មកនៅទីបំផុតនាងក៏បានរកឃើញទីតាំងរបស់គេដែលវាគឺជាផ្ទះរបស់ Cyrus ហើយចំពេលដែល Hereford កំពុងមានវត្តមាននៅទីនោះស្រេចត្រង់កន្លែងនេះវាបានបញ្ជាក់ឲ្យយើងដឹងយ៉ាងច្បាស់ថា Cyrus គឺជា Shepard នឹងឯងមិនមែន Wahid ប្អូនប្រុសរបស់គេនោះទេបើស្រាប់តាមការសន្ទនារបស់អ្នកទាំងពីរ Cyrus គឺជាអ្នកបញ្ជាឲ្យ Hereford ទៅចាប់ប្អូនប្រុសរបស់គេយកទៅធ្វើទរណកម្មសួរចម្លើយព្រោះ Cyrus បានដឹងរឿងដែល Wahid ក្បត់ជាមួយគេនិងទៅខົບខិតជាមួយនឹងក្រុមស៊ើបការសម្ងាត់របស់អាល្លឺម៉ង់ប៉ុន្តែទោះបីជាប្អូនប្រុសរបស់គេធ្វើបែបនោះក៏ដោយក៏ Cyrus នៅមានចិត្តអាណិតគេដែរព្រោះយ៉ាងហោចណាស់ Wahid គឺជាប្អូនប្រុសបង្ការរបស់គេដែរនៅកំឡុងពួកគេទាំងពីរនាក់កំពុងតែនិយាយគ្នានៅខាងថៅនេះវិញនាងក៏ព្យាយាម hack ចូលទៅក្នុងកាមេរ៉ាសវត្ថិភាពទាំងអស់ដែលមាននៅក្នុងផ្ទះរបស់ Cyrus ហើយវាគឺជាពេលដែលថាបានដឹងការពិតគ្រប់យ៉ាងថា Hereford គឺជាអ្នករៀបចំល្បិចគ្រប់យ៉ាងបោកប្រាស់អ្នកទាំងអស់គ្នាហើយខ្សែម្ដាយរបស់គេ Shepard ក៏មិនទាន់ស្លាប់ដែរបើនៅខាងក្រុម Ben នេះវិញបន្ទាប់ពីពួកគាត់រងចាំម៉ាស៊ីនធ្វើតេស្តអស់មួយសន្ទុះបន្តិចក្រោយមកម៉ាស៊ីននោះក៏បានលោតភ្លើងបៃតងដែលវាបញ្ជាក់ថា Bearing របស់ Ben គឺជារបស់ពិត Yusef ក៏បាននិយាយអរគុណដល់ក្រុមរបស់ Ben ដែលបានបញ្ជូន Bearing មកទីនេះដោយសុវត្ថិភាពហើយគេក៏បានទូទាត់លុយឲ្យក្រុមរបស់ Ben ផងដែរប៉ុន្តែបន្ទាប់ពី transfer លុយបានសម្រេចហើយ Ben ក៏បានផ្លត់មកនិយាយអរគុណទៅ Yusef ដែលពាក្យសម្ដីមួយម៉ាត់នេះបានធ្វើឲ្យ Yusef ដឹងយ៉ាងច្បាស់ថា Ben គឺជាជនជាតិអាមេរិកហើយមុនពេលដែលគេដើរចាក់ចេញពីទីនោះ Yusef ឆ្លៀតដើរទៅនិយាយឌឺដាក់ឲ្យ Ben ថាគាត់គឺបានក្បត់ជាមួយប្រទេសជាតិខ្លួនឯងដែលលក់ Bearing ទាំងអស់នេះមកឲ្យគេពាក្យសម្ដីរបស់ Yusef ប្រមាណឃ្លានេះបានធ្វើឲ្យក្រុមរបស់ Ben ក្តៅចិត្តជាខ្លាំងព្រោះបើស្រាប់មើលទៅក្រុមរបស់គាត់គឺជួយបង្កើតគ្រាប់បែកនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់អញ្ចឹងហើយរឿងមួយទៀតដែលធ្វើឲ្យអ្នកទាំងបីកាន់តែឆ្ងល់ទៀតផងនោះថាអ្វីបានជា Bearing ដែលពួកគាត់យកមកនេះគឺជា Bearing ពិតប្រាកដអញ្ចឹងចំណែកឯ Yusef វិញគេបានតាក់ទងទៅ Cyrus ដើម្បីប្រាប់ថាការដកដូររបស់ពួកគេគឺទទួលបានជោគជ័យហើយនៅពេលនេះគេកំពុងធ្វើដំណើរត្រឡប់ទៅប្រទេសអ៊ីរ៉ង់វិញ Cyrus និង Hereford នៅពេលដែលឮបែបនោះពួកគេពិតជាសប្បាយចិត្តក្រៃលែងព្រោះនៅពេលនេះផែនការរបស់ពួកគេគឺដំណើរការយ៉ាងរលូនបើនៅខាងក្រុម Ben នេះវិញពួកគេទាំង3នាក់ហាក់ដូចជាមិនស្ងប់ចិត្តសោះជាពិសេសនោះ Mole និង Landry ដោយអ្នកទាំងពីរទាមទារឲ្យ Ben គួរតែប្រញាប់ធ្វើអ្វីម្យ៉ាងដើម្បីរៀបរៀងផ្លូវ Yusef កុំឲ្យគេយក Bearing ទៅផលិតគ្រាប់បែកនុយក្លេអ៊ែរបាន Ben ដែលកំពុងតែគិតព្រមមិនដឹងត្រូវធ្វើដូចម្ដេចស្រាប់តែភ្លាមនោះថាបានផ្ញើរូបរបស់ Hereford និង Cyrus មកឲ្យគាត់ហើយមិនត្រឹមតែប៉ុណ្ណោះថាក៏បានទម្លាយការពិតប្រាប់ Ben ផងដែរថា Shepard គឺនៅមានជីវិតនៅឡើយហើយគេម្នាក់នោះគឺជា Cyrus នឹងឯងរូបភាពមួយសន្លឹកនេះបានធ្វើឲ្យក្រុមរបស់ Ben ដឹងយ៉ាងច្បាស់ថាអ្នកដែលបោកពួកគេប្រាំងកន្លងមកគឺជា Hereford អញ្ចឹងហើយ Ben បានប្រាប់ឲ្យ Mole និង Landry រៀបចំវត្តរបស់ពួកគេដើម្បីចេញទៅចាត់ការ Yusef និងដើម្បីរៀបរៀងកុំឲ្យផែនការរបស់ពួកគេបានសម្រេចនៅកំឡុងពេលដែលក្រុមរបស់ Ben កំពុងបាញ់សម្រក់ចូលមក Yusef ដែលកំពុងមានរបួសពេញខ្លួនគេខំប្រឹងដកទូរស័ព្ទចុចតាក់ទងទៅ Cyrus ចំណែក Cyrus វិញគេក៏បានចុចលើកទូរស័ព្ទហើយគេបានឮសំឡេងស្នូរក្រឹកកំភ្លើងរីឯ Hereford ដែលអង្គុយនៅជិតនោះគេដឹងយ៉ាងច្បាស់ថា Yusef ច្បាស់ជាមានរឿងអ្វីមិនស្រួលជាមិនខានមិនខុសពីការស្មានរបស់ Hereford នោះទេព្រោះក្រុមរបស់ Ben បានបាញ់ចាត់ការកូនចៅរបស់ Yusef ឲ្យស្លាប់គ្មានសល់ហើយបន្ទាប់មកអ្នកទាំងបីបានឡើងទៅលើយន្តហោះដើម្បីពិនិត្យមើលហើយមានតែ Yusef ម្នាក់ប៉ុណ្ណោះដែលនៅសល់ដង្ហើមចង្រិតមិនទាន់ស្លាប់ Ben ក៏បានដកកំភ្លើងបាញ់ដៃរបស់ Yusef ដែលគេដាក់ខ្នោះជិបជាមួយនឹង Wally Bearing ហើយសម្លេងក្រឹកកំភ្លើងបានធ្វើឲ្យ Cyrus និង Hereford បើកភ្នែកធំៗមកមុខគ្នាដែលវាធ្វើឲ្យពួកគេកាន់តែព្រួយបារម្ភកាន់តែខ្លាំងលើដើមបន្ទាប់ពីបាញ់បំបាក់កដៃរបស់ Yusef ហើយ Ben ក៏បានយកកូនកាំបិតមកកាត់ដៃរបស់គេម្ខាងទៀតហើយក្រុមរបស់គាត់ក៏បានយក Wally Bearing ចាក់ចេញពីទីនោះប៉ុន្តែនៅពេលដែលអ្នកទាំងបីដើរសម្ដៅទៅឡានរបស់ពួកគេវិញតែយើងបានឃើញមានមនុស្សម្នាក់កំពុងមើលពួកគេតាមរយៈការយឺតកំភ្លើង sniper ដែលគេម្នាក់នោះគឺជា Hosting ហើយ Hosting តាមមើលរហូតទៅតែក្រុមរបស់ Ben បើកឡានចេញពីទីនោះផុតក្រុមរបស់ Ben បន្ទាប់ពីដណ្ដើមយក Bearing បានមកវិញហើយអ្នកទាំងបីក៏បានបើកឡានត្រឡប់មកកប៉ាល់របស់ពួកគេវិញ
ប៉ុន្តែនៅពេលមកដល់ពួកគេបានឃើញឡានរបស់ Hereford ចុះនៅខាងក្រៅចឹងហើយពួកគេក៏នាំគ្នាចូលទៅពេលនៅខាងក្នុងកប៉ាល់ក្រែងលោកឃើញ Hereford នៅខាងក្នុងបន្ទាប់ពីដើរឆែកឆេរគ្រប់ក្លក់ក្លៀតអស់ហើយពួកគេនៅតែមិនឃើញសមោរបស់ Hereford គឺឃើញតែសំណេររាយការណ៍ដែល Hereford សេរីរាប់ផ្ញើទៅ Director នៃអង្គភាព CIA តែប៉ុណ្ណោះហើយ Hereford ក៏មានចេតនាទុកចោលនៅទីនេះដើម្បីឲ្យក្រុមរបស់ Ben បានឃើញវាបើតាមខ្លឹមសារដែល Hereford បន្សល់ទុកគឺគេបានសរសេររៀបរាប់ទម្លាក់កំហុសគ្រប់យ៉ាងទៅឲ្យក្រុមរបស់ Ben ដែលមានដូចជា Ben, Mole, Landry និងអ្នកចុងក្រោយគឺ Hosting ដែលពួកគេគឺជាជនគាត់ជាតិដែលបានជួយប្រទេសអ៊ឺរ៉ង់ក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរព្រោះនៅក្នុងដៃមនុស្សទាំងអស់នេះគឺមាន technology ដែលអាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរបាន technology ដែល Hereford កំពុងតែនិយាយនេះគឺគេចង់សំដៅទៅ bearing នៅកំឡុងពេលដែលក្រុមរបស់ Ben កំពុងតែរកវិធីដោះស្រាយថាពួកគេគួរតែធ្វើដូចម្តេចស្រាប់តែភ្លាមនោះថាបានធ្វើដំណើរទៅរកអ្នកទាំង3ហើយទោះបីជាថាជាកម្ពុជា hacker ក៏ដោយក៏នាងនៅតែមិនអាចធ្វើអ្វីបានដដែលក៏ប៉ុន្តែ Hereford បានផ្ញើទៅដល់អង្គភាព CIA បាត់ទៅហើយគិតចុះគិតឡើង Landry មានគំនិតមួយថាហេតុអ្វីបានជាពួកគេមិនប្រើប្រាស់រូបថតរបស់ Hereford និង Richard Pert ដែលថាផ្ញើឲ្យពួកគេមកធ្វើជាភស្តុតាងដើម្បីវាបកទៅ Hereford វិញប៉ុន្តែថាបានបញ្យល់ប្រាប់អ្នកទាំងអស់គ្នាថារូបថតរបស់ Hereford និង Cyrus ឬមកក៏ Richard Pert នឹងមិនអាចយកមកធ្វើជាភស្តុតាងបានឡើយព្រោះ Cyrus គេបានស្គាល់រួចមកហើយថាគេគ្រាន់តែជាអ្នកចរចាកិច្ចព្រមព្រៀងនុយក្លេអ៊ែរឲ្យប្រទេសអ៊ីរ៉ង់តែប៉ុណ្ណោះហើយម្យ៉ាងវិញទៀតត្រឹមតែរូបថតមួយសន្លឹកអង្គភាព Mossad មិនអាចធ្វើអ្វីពួកគេទាំងពីរនាក់បានឡើយម៉ូលសួរទៅកាន់ Ben តែនៅពេលនេះពួកគេគួរតែធ្វើអ្វីបន្តទៀត Ben ក៏លេចទៅមើល Bearing ហើយនិយាយថា game មួយនេះគឺមិនទាន់ចប់នៅឡើយ We're still in the game. កាត់មករយៈពេល2ខែបន្ទាប់ Hosting បានចូលខ្លួនមកបកស្រាយនៅអង្គភាព CIA រឿងដែល Hereford ចោទប្រកាន់រូបគាត់និងក្រុមរបស់ Ben ថាជាជនក្បត់ជាតិដែលបានលក់ technology បង្ការគ្រាប់បែកនុយក្លេអ៊ែរឲ្យទៅប្រទេសអ៊ីរ៉ង់ Hosting បាននិយាយប្រកែកថាគាត់មិនមែនជាជនក្បត់ដោយទៅនឹងការចោទប្រកាន់របស់ Hereford នោះទេមានតែ Hereford ទៅវិញទេដែលបានខុបខិតនិងលួចធ្វើការយ៉ាងសម្ងាត់ជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់ហើយ Hosting ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារ CIA ម្នាក់នោះផងដែរថាគាត់មានរូបថតរបស់ Hereford ជាមួយនឹងខ្សែម្ដាយរបស់គេ Richard Pert ដែលពួកគេអាចយកវាមកធ្វើជាភស្តុតាងដើម្បីបញ្ជាក់ថា Hereford ទើបជាជនក្បត់ជាតិពិតប្រាកដ Hereford នៅពេលដែលលើ Hosting កំពុងតែបកស្រង់មកគេបែបនោះគេក៏បាននិយាយដល់សារថារូបថតដែលគេទៅជួបនិយាយជាមួយ Cyrus នោះគឺគេទៅទីនោះដើម្បីពិនិត្យថាតើ Wahid មានបានប្រាប់រឿងអ្វីទៅបងប្រុសរបស់គេដែរឬអត់ត្រង់ចំណុចនេះ Hereford បាននិយាយកុហកភ្នាក់ងារ CIA ម្នាក់នោះដែលគេចង់និយាយថា Wahid ទើបជាខ្សែម្ដាយរបស់គេពិតប្រាកដនៅពេលដែលលើ Hereford ខំប្រឹងនិយាយយកលេសដល់សារបែបនោះ Hosting ក៏បានចូលមកនិយាយថា Hereford គឺជាមនុស្សតែម្នាក់គត់ដែលនៅចិត្ត Bearing ពិតប្រាកដភ្នាក់ងារ CIA ម្នាក់នោះនៅពេលដែលលើ Hosting និយាយទៅដល់ Bearing គេក៏បានសួរគាត់តើ Bearing ទាំងអស់នៅឯណាហើយមួយវិញទៀតប៉ះសិនបើ Ben ជាមនុស្សស្អាតស្អំពិតមែនចុះហេតុអ្វីបានជាគាត់មិនព្រមចូលខ្លួនរបកស្រាយភ្នាក់ងារម្នាក់នោះបន្តនិយាយប្រាប់ Hosting ចិត្តថាសំណុំរឿងមួយនេះគេនឹងស៊ើបស្រាវជាបន្តទៀតហើយបើសិនបើ Ben យល់ព្រមចូលខ្លួនរបកស្រាយនោះគេនឹងគិតពិចារណាលើទម្ងន់ទោសរបស់គាត់ Hosting បានតបទៅភ្នាក់ងារម្នាក់នោះវិញថាមនុស្សដែលពួកគេគួរតែចាប់យកទៅប្រន្ទាទោសគឺជា Hereford មិនមែន Ben នោះឡើយព្រោះ Hereford ទើបជាជនក្បត់ជាតិពិតប្រាកដ Hereford មិនបាននិយាយតបតអ្វីសូម្បីតែមួយម៉ាត់ដោយគេគ្រាន់តែសាច់ចំអកឲ្យ Hosting ព្រោះទោះបីជា Hosting ខំប្រឹងនិយាយប៉ុណ្ណាក៏ដោយក៏គ្មាននរណាម្នាក់ជឿគាត់នោះឡើយបន្ទាប់ពីបញ្ចប់ការប្រជុំ Hereford បានដើរចាក់ចេញពីអង្គភាព CIA ដោយមានអ្នកជួយលើកអីវ៉ាន់ឲ្យគេព្រោះ Hereford បានសម្រេចចិត្តចូលនិវត្តន៍ឈប់ធ្វើជាភ្នាក់ងារ CIA បន្តទៅទៀតក្រឡេកមកមើល James វិញបន្ទាប់ពីបញ្ចប់បេសកកម្មនៅទីក្រុង Mosul នៃប្រទេសអ៊ីរ៉ាក់ហើយ James ក៏បានរៀបចំអីវ៉ាន់ដើម្បីធ្វើដំណើរត្រឡប់ទៅសហរដ្ឋអាមេរិកវិញនៅកំឡុងពេលរៀបចំអីវ៉ាន់ James បានឃើញសំបុត្ររបស់ Ben ដែលគាត់ឲ្យមុនពេលឡើងកន្ទុំរុយហោះចាក់ចេញពីទីនេះ James ក៏បានយកសំបុត្រនោះមកអានស្របពេលនោះផងដែរនៅខាង Ben នេះវិញគាត់បានធ្វើដំណើរទៅតំបន់ Black Forest ដែលស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់ហើយបន្ទាប់ពីចំណាយពេលធ្វើដំណើរដល់វេនឡាយមក Ben ក៏បានទៅដល់ផ្ទះមួយមកដល់ភ្លាម Ben មិនបានរងចាំយូរនោះទេគាត់ក៏ចាប់ផ្ដើមរៀបចំអន្ទាក់ដើម្បីទទួលស្វាគមន៍កូនចៅរបស់ Hereford និង Cyrus ព្រោះ Ben ដឹងយ៉ាងច្បាស់ថាពួកគេច្បាស់ជាបញ្ជូនមនុស្សឲ្យមកចាត់ការគាត់នៅទីនេះជាមិនខានលុះដល់យប់ឡើងដោយចិត្តនឹកដល់ប្រពន្ធខ្លាំងពេក Ben ក៏បានបើកទូរស័ព្ទមើលវីដេអូចាស់ៗដែលគាត់និង Amy ស្រឡាញ់គ្នាគ្រាដំបូងបន្តមកទៀត Ben ក៏បានបើកកុំព្យូទ័ររបស់គាត់ក្នុងគោលបំណងផ្ញើលិខិតលេងលះទៅឲ្យប្រពន្ធរបស់គាត់ព្រោះ Ben មិនដឹងថាបន្ទាប់ពីថ្ងៃស្អែកនេះគាត់នៅមានជីវិតដែរឬអត់អញ្ចឹងហើយគាត់មិនចង់ឲ្យ Amy មានឈ្មោះជាស្ត្រីមេម៉ាយនោះទេហើយនៅលើកុំព្យូទ័ររបស់ Ben យើងក៏បានឃើញគាត់ប្រើ VPN location ទៅទីក្រុង Tokyo បន្ទាប់ពីដោះស្រាយរឿងប្រពន្ធចប់ហើយ Ben បានតាក់ទងទៅមិត្តសម្លាញ់របស់គាត់ដែលគេម្នាក់នោះគឺគ្មាននរណាក្រៅពី James នោះទេ James នៅពេលដែលលើកទូរស័ព្ទភ្លាមសំណួរទី1ដែលគាត់សួរទៅកាន់ Ben តើនៅពេលនេះគេនៅឯណាព្រោះគាត់ពិតជាចង់ដឹងសុខទុក្ខរបស់ Ben ហើយ James ក៏បានប្រាប់ Ben ផងដែរថាគាត់បានអានសំបុត្រដែល Ben ទុកឲ្យគាត់ចប់4 10ដងហើយ James បានបន្ថែមទៀតថាមិនខ្វល់ថា Ben កំពុងធ្វើរឿងអ្វីឬនៅឯណានោះទេក៏គាត់នៅតែជឿទុកចិត្តលើ Ben ដដែលហើយបើសិនបើ Ben ត្រូវការជំនួយគាត់រីករាយជួយជានិច្ច Ben បានតបទៅវិញថាបើសិនបើមានរឿងអ្វីកើតឡើងចំពោះគាត់សុំហាម James ដាច់ខាតកុំត្រូវ Hosting ឯសោះអ្នកអាចប្រាប់ James នៅរឿងគ្រប់យ៉ាងបានមានតែមួយម្នាក់គាត់ហើយគាត់ខលទៅនេះគឺដើម្បីអរគុណ James ដែលតែងតែជឿទុកចិត្តលើគាត់រហូតមកនិយាយចប់ Ben ក៏បានបិទទូរស័ព្ទទៅ
បន្ទាប់ពីនិយាយជាមួយ James រួច Ben បានតាក់ទងទៅថាតាមរយៈហ្គេមលេងអុកអនឡាញដើម្បីឲ្យនាងជួយគាត់គឺធ្វើឲ្យក្រុមរបស់ Hereford ដឹងពីទីតាំងរបស់គាត់ចំពោះថាដើម្បីអាចធ្វើរឿងមួយនេះបាននាងត្រូវការពេល15នាទីហើយថាក៏បានប្រាប់ James រឿងដែល Mo និង Landry តែងតែសួររកគាត់ព្រោះអ្នកទាំងពីរពិតជាចង់ដឹងពីសុខទុក្ខរបស់ Ben បានប្រាប់ត្រឡប់ទៅថាវិញគឺធ្វើយ៉ាងម៉េចក៏ដោយកុំប្រាប់អ្នកទាំងពីរពីផែនការរបស់ពួកគេសោះព្រោះបើសិនបើផែនការរបស់គាត់បរាជ័យថាច្បាស់ជាត្រូវការ Mo និង Landry ជាមិនខានបន្ទាប់ពីអ្នកទាំងពីរនិយាយគ្នាសោះស្រួលហើយថាបានសួរបញ្ជាក់ Ben ថាបើសិនបើគាត់ត្រៀមខ្លួនរួចរាល់ហើយ Ben អាចដកដូចចេញពីទូរស័ព្ទរបស់គាត់បាននៅពេលនោះក្រុមរបស់ Hereford បានជាអាចដឹងពីទីតាំងរបស់ Ben នៅពេលដែល Ben ដកដូចចេញពីទូរស័ព្ទរបស់គាត់ភ្លាមយើងឃើញ location ដែលនៅលើកុំព្យូទ័ររបស់គាត់វារត់ទៅរកទីតាំងដែលគាត់កំពុងតែនៅដែលវាទៅជាទីតាំងពិតប្រាកដដូចទៅនឹងផែនការរបស់ Ben នឹងថាពិតមែនព្រោះនៅពេលដែល Ben ដកដូចចេញពីទូរស័ព្ទរបស់គាត់ភ្លាម Hereford ក៏អាចស្វែងរកទីតាំងរបស់គាត់ផ្លេតហើយ Hereford ក៏បានយកដំណឹងមួយនេះទៅប្រាប់ Cyrus ឲ្យគេបានដឹងផងដែរកាត់មកព្រឹកថ្ងៃបន្ទាប់ Ben បានរៀបចំខ្លួនរួចជាស្រេចដើម្បីរងចាំស្វាគមន៍កូនចៅរបស់ Hereford និង Cyrus ហើយ Ben បានសិតម៉ោង15នាទីក្នុងការចាត់ការក្រុមមនុស្សទាំងអស់នោះក្រុមកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ដែលសេរីបញ្ជូនមកពួកគេបាក់ឡានមិនទាន់ទៅដល់ផ្ទះរបស់ Ben ស្រួលបួលផងសប្តាហ៍ភ្លាមនោះឡានដែលបាក់នៅផ្លូវនៅខាងមុខគេបានជន់គ្រាប់បែកដែល Ben រៀបចំទុកចាំទទួលពួកគេជាពិសេសចំណែកឡានផ្សេងទៀតដែលនៅសល់ Ben ចាប់ផ្ដើមបាក់ការបាញ់ប្រហារទៅលើពួកគេប៉ុន្តែបើយើងមើលទៅក្រឹកកំភ្លើងរបស់ Ben មិនអាចបាញ់ទម្លុះកញ្ចក់ឡានរបស់ក្រុមមនុស្សទាំងអស់នោះបានឡើយអញ្ចឹងហើយវាធ្វើឲ្យក្រុមទាហានឈុតខ្មៅទាំងអស់នោះអាចចូលទៅជិតផ្ទះរបស់ Ben ហើយពួកគេបានបាក់ការបាញ់សង្គ្រប់ត្រឡប់ទៅ Ben វិញដោយមើលទៅពីបាក់ទប់ទល់ជាមួយនឹងក្រុមមនុស្សទាំងអស់នោះ Ben បានធ្វើជាដកថយដើម្បីពួកគេដេញតាមគាត់ប៉ុន្តែនេះគ្រាន់តែជាល្បិចរបស់ Ben តែប៉ុណ្ណោះព្រោះនៅពេលដែល Ben ដកថយចូលទៅក្នុងផ្ទះវិញគាត់បានរៀបចំក្របបាច់រងចាំក្រុមទាហានទាំងអស់នោះហើយ Ben ក៏បានទុកទូរស័ព្ទរបស់គាត់ចោលនៅទីនោះផងដែរព្រោះ Ben ដឹងយ៉ាងច្បាស់ថាក្រុមទាហានទាំងអស់នេះដឹងពីទីតាំងរបស់គាត់នេះក៏ដោយសារតែទូរស័ព្ទរបស់គាត់នេះឯងបន្ទាប់ពីរៀបចំអន្ទាក់រួចរាល់ហើយ Ben ក៏បន្តគេចខ្លួនតាមផ្លូវក្រោមដីដែលគាត់បានជីករៀបចំទុករួចជាស្រេចបើនៅខាងក្រុមកងកម្លាំងពិសេសរបស់អ៊ីរ៉ង់វិញនៅពេលដែលស្កាត់ក្រឹកកំភ្លើងរបស់ Ben ពួកគេបាននាំគ្នាមួយក្រុមចូលទៅប្រេននៅខាងក្នុងផ្ទះរីឯគ្នារបស់ពួកគេមួយក្រុមទៀតជាអ្នកចាំមើលភ្លើងនៅខាងក្រៅបន្ទាប់ពីប្រេននាទីនោះបានបន្តិចគ្នារបស់ពួកគេម្នាក់បានដឹងថាសញ្ញាទូរស័ព្ទដែលពួកគេចាប់ចេញពីទូរស័ព្ទរបស់ Ben គឺនៅជន់ខាងក្រោមមិនរងចាំយូរនោះទេបរិសម្នាក់នោះក៏បានដើរទៅបើកទ្វារដែលវាបានធ្វើឲ្យគ្រាប់បែកដែល Ben រៀបចំទុកចាំទទួលពួកគេផ្ទុះឡើងនិងសម្លាប់ក្រុមមនុស្សទាំងអស់នោះឲ្យស្លាប់គ្មានសល់ទោះបីជាអាចចាត់ការកូនចៅរបស់ Cyrus ឲ្យស្លាប់អស់មួយចំនួនក៏ដោយក៏ Ben នៅតែបន្តបើកការបាញ់ប្រហារនិងចុចបន្ទុះគ្រាប់បែកដែលគាត់បានដាក់បង្កប់នៅជិតនោះដោយដឹងថាពិបាកទប់ទល់ជាមួយ Ben ដោយសារតែ Ben បានរៀបចំអន្ទាក់រងចាំពួកគេរួចជាស្រេចបែបនោះក្រុមទាហានទាំងអស់នោះក៏បានបំបែកគ្នាជាពីរក្រុមដោយមួយក្រុមបាញ់ទប់ទល់ជាមួយ Ben រីឯមួយក្រុមទៀតលបចូលទៅក្នុងព្រៃដើម្បីបាញ់ឡោមព័ទ្ធ Ben ចំពោះ Ben នៅពេលដែលឃើញក្រុមទាហានទាំងអស់នោះសម្រក់ចូលមកបែបនោះហើយដែលមើលទៅមិនអាចទប់ទល់បន្តទៅទៀតបានគាត់ក៏បានដកថយពីទីនោះចូលទៅក្នុងព្រៃតែកន្លែងដែលគាត់បានរៀបចំទុកប៉ុន្តែមិនបានប្រយ័ត្ន Ben ក៏ត្រូវបានក្រុមទាហានទាំងអស់នោះបាញ់ត្រូវមួយគ្រាប់ប៉ុន្តែទោះបីជាខ្លួនគាត់កំពុងមានរបួសក៏ដោយក៏ Ben ខំប្រឹងបាញ់ទប់ទល់ជាមួយនឹងក្រុមទាហានទាំងអស់នោះផងនិងព្យាយាមរត់គេចចេញពីទីនោះផងទោះបីជា Ben អាចគេចចេញនឹងទៅដល់ទីតាំងដែលគាត់រៀបចំទុកហើយក៏ដោយប៉ុន្តែយើងឃើញសភាពរបស់ Ben នៅពេលនេះគឺកាន់តែយ៉ាប់យ៉ឺនទៅដោយសារតែរបួសរបស់គាត់វាហូរឈាមខ្លាំងពេកនៅពេលដែល Ben រៀបនឹងអស់សង្ឃឹមទៅហើយព្រោះឲ្យដឹងថាខ្លួនគាត់មិនអាចតតាំងជាមួយកូនចៅរបស់ Cyrus បន្តទៅទៀតបានសប្តាហ៍ភ្លាមនោះក្រុមទាហានសៀលដែលមានដូចជា James, Boozer, Curtis, Simrek និង Ronnie បានបង្ហាញខ្លួនហើយពួកគេបានបាញ់ចាត់ការក្រុមកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ឲ្យស្លាប់គ្មានសល់សូម្បីតែម្នាក់បន្ទាប់ពីអាចចាត់ការក្រុមកងកម្លាំងពិសេសរបស់អ៊ីរ៉ង់ឲ្យស្លាប់អស់រលីងហើយ James បានជួយរំរបួសឲ្យ Ben បើចំពោះ Ben វិញគាត់បានពឹងពាក្យ James ថាបើសិនបើគាត់ស្លាប់នៅទីនេះ James ត្រូវតែយក bearing ដែលគាត់កប់វានៅក្រោមគំនរចម្បាំងគប់ផ្សំជាមួយនឹងផោះតាំងដែលនៅក្នុងដៃរបស់ថាលទៅប្រគល់ឲ្យភ្នាក់ងារ CIA ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ Mo Landry Hastings រួមទាំងគាត់ផងដែរ Ben បន្តនិយាយទៀតថាគាត់ធ្វើទាំងអស់នេះគឺគាត់នឹងសង្ឃឹមថាគាត់អាចត្រឡប់ទៅធ្វើជាទាហានសៀលដូចកាលពីមុន James បានប្រាប់ Ben ក្លែងតែមើលគ្នារបស់ពួកគេដែលឈរនៅខាងក្រៅព្រោះគ្រប់គ្នាដែលមកទីនេះគឺសុទ្ធតែស្ម័គ្រចិត្តហ៊ានលះបង់ជីវិតរបស់ពួកគេដើម្បីការពារ Ben ទោះបីជាពួកគេដឹងថា Ben មិនមែនជាទាហានសៀលដូចកាលពីមុនក៏ដោយបន្តមកទៀត James បានប្រាប់ឲ្យ Boozer ជីករក bearing ដែល Ben កប់នៅខាងក្រោមគំនរចម្បាំងចំពោះ Boozer នៅពេលដែលឃើញ bearing ទាំងអស់នោះហើយគេពិតជាមានការភ្ញាក់ផ្អើលមែនទែនព្រោះនេះមិនមែនជា bearing ធម្មតានោះទេតែវាគឺជា technology ដែលគេយកវាទៅបង្កើតគ្រាប់បែក nuclear អញ្ចឹងហើយបើសិនបើរបស់មួយនេះធ្លាក់ចូលក្នុងដៃមនុស្សអាក្រក់នោះច្បាស់ជាមានគ្រោះមហន្តរាយធំជាមិនខាន
បន្ទាប់ពីរំរបួសរួចរាល់ហើយ James បានប្រាប់ Ben ថាគាត់នឹងជួយរកវិធីដើម្បីឲ្យ Ben អាចត្រឡប់ទៅធ្វើជាទាហានសៀលដូចកាលពីមុនប៉ុន្តែឥឡូវនេះគឺដល់ពេលដែលគាត់ត្រូវនាំទាំងអស់គ្នាត្រឡប់ទៅជំនុំទ័ពវិញដើម្បីកុំឲ្យមានបញ្ហាដល់ពួកគេអញ្ចឹងហើយបញ្ហាបន្ទាប់ Ben គឺជាអ្នកដោះស្រាយដោយខ្លួនឯងកាត់មកមួយរយៈបន្ទាប់ Ben បានធ្វើដំណើរទៅទីក្រុង Tel Aviv នៃប្រទេសអ៊ីស្រាអែលដោយគោលបំណងរបស់ Ben មកទីនេះគឺដើម្បីយកខ្សែដៃរបស់ Elisa មកប្រកបឲ្យកូនស្រីរបស់នាង Noah បើនៅខាង Hereford វិញគេបានតាក់ទងទៅ Cyrus ក្រែងលោក Cyrus មានបានដំណឹងខ្លះពី Bearing ជាពិសេសនោះគឺ Ben តែម្ដង Cyrus បានតបទៅវិញថាគេចំណាយពេល2ខែមកហើយក្នុងការតាមស្វែងរក Bearing ទាំងអស់នោះប៉ុន្តែគេនៅតែមិនបានដំណឹងអ្វីសោះហើយនៅពេលនេះគេបានសម្រេចចិត្តច្បាស់ហើយថានឹងដកខ្លួនឈប់ពាក់ព័ន្ធជាមួយរឿងនេះបន្តទៅទៀតព្រោះរូបគេឥឡូវនេះគឺកំពុងឈរឈ្មោះធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់អ៊ីរ៉ង់ Hereford បានទទូចសុំឲ្យ Cyrus ជួយគេបន្តទៀតក្នុងការតាមស្វែងរក Ben ព្រោះបើមិនដូច្នោះទេ Ben ច្បាស់ជាត្រឡប់មកចិត្តការរូបគេជាមិនខានពិតជាគួរឲ្យអាណត្តិធំមែនទែនព្រោះដៃគូដែលធ្លាប់តែធ្វើការជាមួយគ្នាមកជាច្រើនឆ្នាំប៉ុន្តែឥឡូវនេះ Cyrus បានជាសុំដកខ្លួនដោយទុកឲ្យ Hereford ជាអ្នកដោះស្រាយរឿងនេះតែម្នាក់ឯងទៅវិញក្រឡេកមកមើលក្រុមរបស់ Ben នេះវិញនៅពេលនេះពួកគេបានមកអង្គុយញ៉ាំអាហារជុំគ្នា Mo និង Landry បានសម្ដែងការអន់ចិត្តជាមួយ Ben រឿងដែលគាត់រៀបចំផែនការចាត់ការកូនចៅរបស់ Cyrus តែម្នាក់ឯង Ben បានប្រាប់ឲ្យអ្នកទាំងពីរកុំទិនអន់ចិត្តអីព្រោះគាត់នៅមានរឿងដែលត្រូវពឹងពួកគេទាំងពីរនេះឲ្យជួយ Ben បានសួរ Mo អំពី Hereford តើគេនៅពេលនេះយ៉ាងម៉េចទៅហើយ Landry បានឆ្លើយកាត់ថាបើតាមការគិតរបស់គេ Hereford នៅពេលនេះប្រហែលជាកំពុងអង្គុយរត់លុយដែលគេទទួលបានពីពួកអេរ៉ង់ជាមិនខាន Ben បានជំទាស់ជាមួយគំនិតរបស់ Landry ព្រោះគាត់គិតថា Hereford ធ្វើរឿងទាំងអស់នេះគឺមិនមែនដើម្បីលុយនោះឡើយថាក៏យល់ស្របជាមួយនឹងការលើកឡើងរបស់ Ben ព្រោះនាងបាន check គណនីរបស់ Hereford រួចហើយប៉ុន្តែមិនឃើញមានអ្វីដែលគួរឲ្យសង្ស័យនោះទេបន្តមកទៀត Ben ក៏បានបែងចែកការងារឲ្យអ្នកទាំងអស់គ្នាធ្វើដោយ Mo ជាអ្នកទៅចាត់ការ Cyrus នៅទីក្រុងតេរ៉ង់រីឯ Landry ទៅចាត់ការ Atham ចំណែក Ben វិញថាបានប្រកបផុសតាំងដែលនាងប្រមូលបានឲ្យទៅគាត់ដើម្បីទៅប្រឈមជាមួយនឹង Hereford បន្ទាប់ពីបែងចែកការងាររួចរាល់ហើយអ្នកទាំងអស់គ្នាចាប់ផ្ដើមចេញធ្វើសកម្មភាពឥឡូវនេះយើងមកមើលអ្នកទី1គឺជា Landry គេបានធ្វើដំណើរទៅទីក្រុង Istanbul នៃប្រទេសតុរគីទៅចាត់ការ Atham ហើយដើម្បីអាចចូលទៅចិត្ត Atham បាន Landry បានបន្លងខ្លួនធ្វើជាអ្នកម៉ាសានៅក្នុងហាងមួយដែលជាកន្លែងដែល Atham ចូលចិត្តទៅនៅពេលដែលបានឃើញមានអាការល្អហើយ Landry បានដកកូនកាំបិតចាក់ចូលនឹងអាប្រៃបំពង់ករបស់ Atham ឡើងបាញ់ឈាមហូរស្រោចពេញទីនោះងាកមកមើលអ្នកទី2គឺជា Mole គាត់បានធ្វើដំណើរទៅទីក្រុងតេរ៉ង់មកចាត់ការ Cyrus ដែលកំពុងឈរមើលកូនប្រុសរបស់គេប្រកួតបាល់ទាត់ Cyrus ដែលកំពុងសប្បាយរីករាយនៅពេលដែលកូនប្រុសរបស់គេរកគ្រាប់បាល់បានមួយគ្រាប់សប្តាហ៍ភ្លាមនោះគេបានទទួលសារពី Hereford ដែលសុំឲ្យគេទៅកន្លែងស្ងាត់ដើម្បីនិយាយគ្នា Cyrus ក៏យល់ព្រមធ្វើតាមហើយគេក៏បាននិយាយលេបប្រពន្ធនឹងដើរសម្ដៅតឡានរបស់គេហើយនៅទីនោះផងដែរយើងក៏បានឃើញមកកំពុងក្លុំមើល Cyrus ពីក្រោយ Cyrus នៅពេលចូលទៅដល់ក្នុងឡានគេភ្លាមគេបានផ្ញើសារត្រឡប់ទៅ Hereford វិញថាគេបានបញ្ជាក់ប្រាប់ Hereford ច្បាស់ហើយរឿងនេះគេសុំដកខ្លួនឈប់ពាក់ព័ន្ធបន្តទៅទៀតបន្តិចក្រោយមកសប្តាហ៍លោតសារមកមួយទៀតដែលសរសេរថា For Lisa ដែលវាមានន័យជាភាសាខ្មែរថាសម្រាប់ Lisa ស្រាប់ពេលនោះផងដែរ Mo ក៏បានជិះម៉ូតូមកជប់ចិត្តឡានរបស់ Cyrus និងបានយកកាបូបក្របបែកដាក់ទៅលើដំបូលឡានរបស់គេរីឯគាត់ក៏ជិះម៉ូតូគេចេញពីទីនោះព្រាមនោះ Cyrus ចាប់ផ្ដើមភ្ញាក់ដឹងខ្លួននិងសវ័យសវ៉ាស្ទុះស្ទាចង់ចេញពីឡានរបស់គេប៉ុន្តែចេញមិនទាន់ផុតផងក្របបែកក៏បានផ្ទុះឡើងហើយគេក៏បានស្លាប់នៅក្នុងហេតុការណ៍នោះទៅអញ្ចឹងមានន័យថាអ្នកដែលឆាតទៅ Cyrus នឹងគឺមិនមែនជា Hereford នោះឡើយតែជាការពិតទៅគឺជាក្រុម Mo នឹងឯងដែលបានបញ្ឆោតឲ្យ Cyrus ចេញមកកន្លែងស្ងាត់ហើយឃើញមានអាការល្អគាត់ក៏បានចាត់ការគេតែម្ដងនៅទីបំផុតអ្នកទាំងអស់គ្នាក៏អាចសងសឹកឲ្យ Lisa បានសម្រេចបើយើងក៏លេបមើលខាង Hereford វិញនៅកំឡុងពេលដែលគេអង្គុយផឹកកាហ្វេ Hereford បានឃើញព័ត៌មានកំពុងចុះផ្សាយពីការស្លាប់របស់ Cyrus នៅពេលដែលឃើញបែបនោះហើយ Hereford ចាប់ផ្ដើមភ័យខ្លួនព្រោះគេគិតថាអ្នកបន្ទប់ច្បាស់ជារូបគេជាមិនខានអញ្ចឹងហើយមានរងចាំយូរនោះទេ Hereford ក៏ប្រញាប់ប្រញាល់បើកឡានត្រឡប់ទៅផ្ទះរបស់គេវិញប៉ុន្តែនៅពេលដែល Hereford បើកឡានទៅដល់ផ្ទះនិងដើរចូលទៅខាងក្នុងស្រាប់តែគេពិតជា surprise មែនទែននៅពេលដែលឃើញ Ben អង្គុយរងចាំគេនៅទីនោះរួចជាស្រេចហើយអ្វីដែលកាន់តែអាក្រក់ Ben គឺបានរកឃើញកំភ្លើងរបស់គេដែលខំលាក់ទុកយកវាមកកាន់ធ្វើពងើយ Hereford ឲ្យដឹងខ្លួនថាមិនអាចតតាំងជាមួយ Ben បានអញ្ចឹងហើយអ្វីដែលគេអាចធ្វើបាននៅពេលនេះគឺមានតែយកស្រាមកផឹកតែប៉ុណ្ណោះមុនដំបូង Hereford បាននិយាយសើ Ben រឿងនេះគាត់រៀបចំផែនការចាត់ការ Atham និង Cyrus ហើយបើតាមគេទាយទាំងអស់នេះគឺជាស្នាដៃរបស់ Mo និង Landry ជាមិនខាន Ben មិនបានចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់ Hereford នោះទេព្រោះគោលដៅរបស់គាត់មកទីនេះគឺដើម្បីសួរ Hereford ឲ្យដឹងច្បាស់ថាហេតុអ្វីបានជាគេធ្វើរឿងទាំងអស់នេះព្រោះគ្រប់យ៉ាងនៅពេលនេះគឺបានលាតត្រដាងការពិតអស់ហើយនៅពេលនេះអ្នកគ្រប់គ្នាក៏បានដឹងអស់ដែរថា Hereford ជាអ្នកក្បត់ពួកគេនិងបានខុបខិតជួយបង្កើតក្របបែកនុយក្លេអ៊ែរឲ្យទៅអ៊ីរ៉ង់មកដល់ដំណាក់កាលនេះហើយ Hereford នៅតែសម្ដែងធ្វើដូចជាមិនបានដឹងអ្វីទាំងអស់ហើយមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនិយាយលេងសើចជាមួយ Ben ថែមទៀតផងប៉ុន្តែ Ben មិនបានលេងសើចជាមួយគេនោះទេព្រោះគាត់ដឹងយ៉ាងច្បាស់ថា Hereford ចង់បាន Bearing ទាំងអស់នេះឡើងញ័រ
ដោយមើលទៅ Ben ហាក់ដូចជាមិនចាប់អារម្មណ៍ជាមួយនឹងពាក្យសម្ដីរបស់គេ Hayford ក៏ចាប់ផ្ដើមនិយាយសាច់ការម្ដងហើយគេបាននិយាយរំលឹកពីក្រុមភេរវករដែលបានដាក់បន្ទូលក្របបែកស្ថានទូតរបស់អាមេរិកដែលនៅទីក្រុង Beirut នៅប្រទេសលីបង់ហើយចំពេលដែលគេទើបតែប្រូទៅទីនោះ Hayford បានបន្ថែមទៀតថាអ្នកដែលនៅពីក្រោយក្រុមភេរវករទាំងអស់នោះគឺជាអ៊ីរ៉ង់ហើយប៉ុណ្ណឹងមិនទាន់អស់នៅឡើយព្រោះពួកអ៊ីរ៉ង់បានដាក់បន្ទូលមន្ទីរទាហានម៉ារីនប៉ុន្តែពិតជាគួរឲ្យអាម៉ាស់មែនទែនព្រោះទោះបីជាពួកគេដឹងថាជាស្នាដៃពួកអ៊ីរ៉ង់ក៏ដោយក៏សហរដ្ឋអាមេរិកមិនតបតអ្វីទាំងអស់ដែលវាប្រៀបបានទៅនឹងខ្លាក្តាស់មួយក្បាលគ្មានឫទ្ធិអំណាចអញ្ចឹងដោយសារតែសហរដ្ឋអាមេរិកមានហ៊ានចាត់ការអ៊ីរ៉ង់បែបនេះហើយទើបគេរៀបចំល្បិចជួយអ៊ីរ៉ង់បង្កើតគ្រាប់បែកនុយក្លេអ៊ែរដោយសម្ងាត់ប៉ុន្តែទៀតពិតគេខ្ចីដៃអ៊ីស្រាអែលដើម្បីចាត់ការអ៊ីរ៉ង់ពីក្រោយព្រោះគេដឹងយ៉ាងច្បាស់ថាអ៊ីស្រាអែលមិនព្រមឲ្យអ៊ីរ៉ង់បង្កើតគ្រាប់បែកនុយក្លេអ៊ែរបានសម្រេចនោះឡើយបន្ទាប់ពីស្ដាប់ Hayford និយាយចប់ Ben ក៏បាននិយាយត្រឡប់ទៅគេវិញថា Hayford ធ្វើបែបនេះគឺមិនមែនដើម្បីបញ្ចប់សង្គ្រាមនោះទេប៉ុន្តែគេកំពុងបញ្ចុះភ្លើងសង្គ្រាមនុយក្លេអ៊ែរព្រោះបើសិនបើអ៊ីរ៉ង់អាចបង្កើតគ្រាប់បែកនុយក្លេអ៊ែរបានពិតមែននោះមនុស្សសុទ្ធត្រង់ជាច្រើនអ្នកច្បាស់ជាជួបក្រុមហន្តរាយធំជាមិនខានពាក្យសម្ដីរបស់ Ben ប្រមាណម៉ាត់នេះបានធ្វើឲ្យ Hayford កាន់តែក្តៅស្រកជានិងខឹងគាត់កាន់តែខ្លាំងលើដើមហើយ Hayford ក៏បានក្រោកឈរនិងស្រែកដាក់ឲ្យ Ben ថា Ben ក៏មិនខុសពីគេប្រមាណដែរព្រោះការដែល Ben ធ្វើជាទាហានសៀលដោយហេតុតែចង់សងសឹក Ben បានសម្រក់ចូលទៅចាត់ការ Jabari ដែលជាមេដឹកនាំក្រុម ISIS ទាំងកំរោលដោយមិនបានបែងចែកច្បាស់ថាអ្នកណាជាសម្ព័ន្ធមិត្តអ្នកណាជាសត្រូវបន្តមកទៀត Hayford បានសារភាពប្រាប់ Ben តាមត្រង់ថារូកេគឺជាអ្នកបញ្ជូនមនុស្សឲ្យចាត់ការ Ben Alisa នៅទីក្រុង Zurich ព្រោះរូកេបានដឹងយ៉ាងច្បាស់ថាមិនយូរមិនឆាប់ Ben ច្បាស់ជាដឹងពីផែនការរបស់គេហើយមករៀបជាមិនខានអញ្ចឹងហើយទើបគេរៀបចំល្បិចចាត់ការ Ben មុនប៉ុន្តែគូឲ្យសោកស្ដាយមែនទែនព្រោះអ្នកដែលស្លាប់គឺជា Alisa ទៅវិញនៅពេលដែល Ben បានដឹងការពិតហើយគាត់ពិតជាខឹងជាមួយនឹង Hayford យ៉ាងខ្លាំងប៉ុន្តែ Ben ព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងមកវិញហើយ Ben បាននិយាយដាក់ឲ្យ Hayford ថាបើសិនបើគាត់ចង់ចាត់ការគេពិតមែនគឺវាងាយស្រួលខ្លាំងណាស់សម្រាប់គាត់ប៉ុន្តែ Hayford កុំព្រួយបារម្ភអីព្រោះគាត់មិនធ្វើដោយការដែលគាត់ធ្វើដាក់ Jabari ឡើយព្រោះមុនមកទីនេះគាត់ក៏មានកម្រងរួចជាស្រេចថានឹងបញ្ជូន Hayford ទៅពន្ធនាគារ ADH Supermax ដែលជាមន្ទីរឃុំឃាំងមួយដ៏តឹងរ៉ឹងបំផុតហើយទីនោះគឺប្រមូលផ្ដុំដោយបុគ្គលសំខាន់បន្ទាប់ពីនិយាយចប់ Ben បានយកផុសតាំងដែលថាបកលគាត់មកបង្ហាញ Hayford ដែលនៅក្នុងនោះគឺបានបញ្ជាក់យ៉ាងច្បាស់ថា Hayford បានឆាត់តាក់ទងទៅ Cyrus ដើម្បីឲ្យ Cyrus បញ្ជូនកងកម្លាំងពិសេសរបស់អ៊ីរ៉ង់មកចាត់ការគាត់នៅប្រទេសអាល្លឺម៉ង់បើចំពោះ Hayford វិញនៅពេលដែល Ben បង្ហាញផុសតាំងនៅចំពោះមុខគេបែបនោះគេបានត្រឹមតែនៅត្រឹងនិងបើកភ្នែកភ្លឹកព្រោះមិនដឹងនិយាយអ្វីបន្តទៅទៀតមុន Ben ដែលចាក់ចេញពីទីនោះគាត់បានជូនពរ Hayford ឲ្យចំណាយពេលដែលនៅសេសសល់របស់គេរស់នៅក្នុងគុកឲ្យមានក្តីសុខ Hayford នៅតែមិនអស់ចិត្តនឹងនឹកស្មានមិនដល់ថាគម្រោងការរបស់គេដែលខំរៀបចំមកច្រើនឆ្នាំបែរជាត្រូវមករលាយក្រោមស្នាដៃរបស់ Ben ទៅវិញអញ្ចឹងហើយគេស្រែកប្រាប់ឲ្យ Ben អង្គុយចុះនិយាយគ្នាសិនប៉ុន្តែគូឲ្យសោកស្ដាយមែនទែនព្រោះ Ben មិនបានខ្វាយខ្វល់ជាមួយនឹងពាក្យសម្ដីរបស់គេនោះឡើយហើយនៅពេលដែល Ben ឡើងម៉ូតូរបស់គាត់បើកចាក់ចេញពីទីនោះស្រាប់ពេលដែលឡានប៉ូលីសក៏បើកទៅដល់ទីនោះល្មមហើយអ្នកដែលរាយការណ៍ទៅក្រុមប៉ូលីសគឺជា Ben នឹងឯងក្រោយពេលចាត់ការរឿងរបស់ Hayford ហើយ Ben បានធ្វើដំណើរបន្តទៅទីស្នាក់ការ CIA ដើម្បីចូលខ្លួនបកស្រាយនៅរឿងទាំងអស់ដែលបានកើតឡើងកាត់មករយៈពេល2ខែបន្ទាប់នៅកន្លងពេលដែល Ben កំពុងជួសជុលទូករបស់គាត់ Dasher ដែលជាមិត្តចាស់របស់ Ben បានធ្វើដំណើរទៅរកគាត់ទៅដល់ទីនោះគោលបំណងរបស់ Dasher មកទីនេះគឺដើម្បីនិយាយបញ្ចុះឲ្យ Ben ត្រឡប់ទៅធ្វើជាភ្នាក់ងារ CIA ជាមួយគេសាជាថ្មីមុនដំបូង Ben បានបដិសេធជាមួយ Dasher ដោយគាត់លើកហេតុផលថាចង់ចំណាយពេលដែលនៅសេសសល់ជិះទូករបស់គាត់ធ្វើដំណើរជុំវិញពិភពលោកបើចំពោះ Dasher វិញដែលមើលទៅមិនអាចបញ្ចុះបញ្ចូល Ben បានគេក៏បានលា Ben ត្រឡប់ទៅវិញប៉ុន្តែមុនចាក់ចេញពីទីនោះ Dasher បានហុចនៅបានមួយសន្លឹកឲ្យទៅ Ben ហើយគេនិយាយថាបើសិនបើ Ben ផ្លាស់ប្ដូរគំនិតចង់ត្រឡប់ទៅធ្វើការជាភ្នាក់ងារ CIA វិញគាត់អាចតាក់ទងទៅរកគេបានគ្រប់ពេល Dasher ចេញមិនទាន់ផុតពីទីនោះផង Ben បានផ្លាស់ប្ដូរចិត្តរបស់គាត់ដែលគាត់យល់ព្រមជាមួយសំណើរបស់ Dasher មួយរយៈក្រោយមក Ben បានធ្វើដំណើរទៅទីស្នាក់ការ CIA ដើម្បីធ្វើបទសម្ភាសន៍ចូលធ្វើជាភ្នាក់ងារ CIA ហើយនៅក្នុងការធ្វើបទសម្ភាសន៍មួយនោះគេក៏បានប្រើឧបករណ៍ធ្វើតេស្តដើម្បីឲ្យប្រកាសថាអ្វីដែល Ben និយាយគឺសុទ្ធតែជាការពិតសំណួរទី1ដែលគេសួរទៅកាន់ Ben តើ Ben ជាអ្នកបាញ់សម្លាប់ Jabari មែនដែរឬអត់ Ben ឆ្លើយប្រាប់ការពិតថាគាត់គឺជាអ្នកបាញ់ Jabari ពិតមែនព្រោះគេគឺជាមនុស្សអាក្រក់ប្រៀបដូចជាដំបៅមហារាជដែលគាត់ត្រូវតែវាកាត់វាចេញឧបករណ៍ធ្វើតេស្តបានលោតពណ៌បៃតងដែលវាបញ្ជាក់ថាអ្វីដែល Ben និយាយគឺជាការពិតសំណួរទី2តើ Ben និងក្រុមរបស់គាត់ទទួលខុសត្រូវលើការស្លាប់របស់ភ្នាក់ងារស៊ើបការសម្ងាត់របស់អាល្លឺម៉ង់ដែរឬអត់ Ben បានឆ្លើយ Yes ដែលវាមានន័យថាគាត់ទទួលខុសត្រូវលើការស្លាប់របស់ក្រុមមនុស្សទាំងអស់នោះព្រោះក្រុមរបស់គាត់ពិតជាបានសម្លាប់ពួកគេពិតមែនប៉ុន្តែវាគ្រាន់តែជាការយកច្រឡំតែប៉ុណ្ណោះសំណួរបន្ទាប់តើ Ben និងក្រុមរបស់គាត់បានយកបច្ចេកវិទ្យានុយក្លេអ៊ែរទៅលក់ឲ្យមន្ត្រីជាន់ខ្ពស់របស់អ៊ីរ៉ង់មែនដែរឬអត់ Ben បានឆ្លើយ No ព្រោះបន្ទាប់ពីគាត់បានដឹងថាចាញ់ល្បីរបស់ Hayford ភ្លាមគាត់បានដឹកនាំក្រុមរបស់គាត់ចេញទៅចាត់ការ Yusef និងកូនចៅរបស់គេដើម្បីដណ្ដើមយក Beering មកវិញត្រង់ចំណុចនេះដូចដែលយើងបានដឹងអញ្ចឹង Ben គឺមានបំណងយក Beering ខ្លាំងៗទៅប្រគល់ឲ្យ Yusef ប៉ុន្តែ Hayford បានលួចបដូរដាក់ Beering ពិតប្រាកដវិញសំណួរទី4តើ Ben ធ្លាប់ចូលរួមប្រតិបត្តិការជាមួយនឹងអង្គភាព Mossad ដែរឬអត់ Ben ឆ្លើយថា Yes ហើយភ្លាមនោះគាត់ចាប់ផ្ដើមទឹកភ្នែករលីងរលោងព្រោះ Ben នឹកទៅដល់ Elisa សំណួរបន្ទាប់គឺជាសំណួរចុងក្រោយដោយភ្នាក់ងារម្នាក់នោះបានសួរទៅកាន់ Ben ថាហេតុអ្វីបានជា Ben ចង់ខ្លាចជាភ្នាក់ងារ CIA
Ben គិតបន្តិចគាត់ក៏បានតបទៅវិញថាការងារមួយនេះគឺស័ក្តិសមជាមួយគាត់នៅពេលដែល Ben និយាយចប់ឧបករណ៍ធ្វើតែក៏បានលោតពណ៌បៃតងដែលវាមានន័យថាអ្វីដែល Ben និយាយគឺជាការពិតហើយនៅពេលនេះរឿង The Terminal Davu ភាគ7ដែលជាភាគចុងក្រោយបានមកដល់ទីបញ្ចប់ប៉ុន្តែមុននឹងបញ្ចប់វីដេអូនេះខ្ញុំសូមបញ្ជាក់អ្នកនរគ្នាបន្តិចថារឿង The Terminal Davu ដែលនិយាយអំពីប្រវត្តិរបស់ Ben គឺកាត់ឡើងមុនរឿង The Terminal List ដែលនិយាយអំពីការសងសឹករបស់ James អញ្ចឹងហើយបានជានៅអេពីសូតចុងក្រោយនៃរឿង The Terminal List យើងឃើញ James បាញ់សម្លាប់ Ben នៅលើទូករបស់គាត់អញ្ចឹងហើយដើម្បីឲ្យងាយស្រួលយល់សាច់រឿងអ្នកនរគ្នាអាចមើលរឿងរបស់ Ben សិនហើយចាំតែមើលរឿងរបស់ James នៅពួកយើងនឹងយល់សាច់រឿងកាន់តែច្បាស់ជាចុងក្រោយខ្ញុំសូមអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ